តួឯករបស់យើងទើបតែត្រឡប់មកវិញកំពុងតែអង្គុយគិតពីជីវិតដ៏កំសត់របស់ខ្លួនស្រាប់តែមានផ្ទាំងប្រព័ន្ធមួយលោតឡើងប្រកាសថាគាត់បានធ្លាក់ដឹងខ្លួនហើយគាត់ពិតជាមិនគួរឲ្យជឿទាល់តែសោះពេលដែលប្រព័ន្ធនោះបង្ហាញថាគាត់ទទួលបានជំនាញជាអ្នកកោះហៅនៅក្នុងពិភពលោកនេះមានជំនាញនិងថ្នាក់ជាច្រើនចាប់ពីអ្នកប្រយុទ្ធរហូតដល់អ្នកប្រើវេទមន្តហើយពេលនេះគាត់បានក្លាយជាអ្នកកោះហៅហើយអ្នកកោះហៅអាចហៅវិញ្ញាណបិសាចថ្មនិងសត្វផ្សេងៗទៀតមកធ្វើជាកូនចៅប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះគឺការកោះហៅលើកដំបូងរបស់គាត់បែរជាមនុស្សទៅវិញបុរសម្នាក់នោះរាក់ទាក់គាត់យ៉ាងកក់ក្ដៅហើយថែមទាំងធ្វើចរិតប្លែកៗដែលធ្វើឲ្យគាត់ឆ្ងល់ថាតើប្រព័ន្ធនេះខូចហើយមែនទេអ្វីដែលគាត់បានដឹងនោះគឺបុរសដែលនៅចំពោះមុខគាត់នេះមិនមែនជាមនុស្សធម្មតានោះទេពេលដែលអ្នកញាក់ដឹងខ្លួនផ្សេងទៀតមានកម្រិតត្រឹម D ដល់ A អ្នកដែលតួឯកយើងហៅមកគឺសុទ្ធតែជាកម្រិត S និងខ្ពស់ជាងនេះទៅទៀតនិយាយទៅតួឯករបស់យើងគឺពិសេសដាច់គេតែម្ដងគាត់មានថាមពលខ្លាំងហួសហេតុតាំងពីដើមដំបូងមកម្លេះប៉ុន្តែមុននេះបន្តិចសាច់រឿងចាប់ផ្ដើមជាមួយបងជូជុកដែលគ្រាន់តែជាមនុស្សធម្មតាម្នាក់គ្មានអ្នកណាស្គាល់នោះទេទោះបីជាធ្វើការក្រៅម៉ោងដល់ទៅ3កន្លែងក៏ដោយក៏គាត់គ្មានលុយទិញអីហូបក្រៅពីមីកញ្ចប់ដែរព្រោះគាត់ចម្ពាក់បំណុលគេវាន់កប៉ុន្តែនៅពេលនោះតួឯករបស់យើងក៏ចាប់ផ្ដើមភ្ញាក់ដឹងខ្លួនជូយុកបញ្យល់ថាការក្លាយជាអ្នកភ្ញាក់ដឹងខ្លួនគឺជាឱកាសបដូរប្រេងវាសនាដ៏ធំមួយគេថែមទាំងចាត់ទុកថាវាជាសំណាងដែលកម្រមានជាងការត្រូវឆ្នោតទៅទៀតប៉ុន្តែតួឯកយើងគិតថាគាត់ត្រូវតែមានជីវិតរស់សិនទើបអាចរីករាយនឹងភាពមានបានទាំងនោះមានគ្រោះថ្នាក់រាប់មិនអស់ដែលអាចធ្វើឲ្យមនុស្សម្នាក់ស្លាប់បានទោះបីជាពួកគេជាអ្នកភ្ញាក់ដឹងខ្លួនក៏ដោយគាត់ក៏ច្បាស់ណាស់រឿងនេះព្រោះមួយជីវិតរបស់គាត់គឺរស់នៅដោយគេចេញពីស្ថានភាពគ្រោះថ្នាក់ជានិច្ចនិយាយឲ្យខ្លីទៅគាត់រស់នៅដូចជាមនុស្សទុនខ្សោយបរាជ័យនិងកំសាអាចនិយាយបានថាការក្លាយជាអ្នកភ្ញាក់ដឹងខ្លួនគឺជារឿងដែលគាត់មិននឹកស្មានដល់ទាល់តែសោះគាត់ថែមទាំងឆ្ងល់ថាតើគាត់កំពុងស្រមៃឬអត់ដោយសារតែបែបនេះគាត់ក៏ហៅផ្ទាំងប្រព័ន្ធមកមើលផ្ទាំងប្រព័ន្ធនោះក៏បង្ហាញព័ត៌មានរបស់គាត់ភ្លាមឈ្មោះរបស់គាត់ពាក់ព័ន្ធជាមួយប៉មខ្មៅនៅកូរ៉េហើយដូចជាយើងដឹងស្រាប់គាត់គឺជាអ្នកកោះហៅដែលមានជំនាញហៅដ៏ចៃដន្យតាមប្រព័ន្ធនេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគាត់ពិតជាបានភ្ញាក់ដឹងខ្លួនមែនដូច្នេះហើយគាត់ក៏សម្រេចចិត្តសាកល្បងធម៌ពលរបស់គាត់តែម្ដងពេលដែលគាត់ប្រើជំនាញកោះហៅរបស់គាត់យ៉ាងអស្ចារ្យបែរជាគ្មានអ្វីកើតឡើងសោះដែលធ្វើឲ្យគាត់ដឹងខ្លួនខុសជូយុកបញ្យល់ថាជំនាញរបស់អ្នកភ្ញាក់ដឹងខ្លួនគឺមិនអាចប្រើនៅក្រៅប៉មបានទេជំនាញនឹងធម៌គោទាំងនោះអាចប្រើបានតែនៅខាងក្នុងប៉មប៉ុណ្ណោះលោកលែងតែការបើកមើលផ្ទាំងប្រព័ន្ធពេលដែលអ្នកលេងដើរចេញពីប៉មពួកគេនឹងក្លាយជាមនុស្សធម្មតាវិញដោយស្វ័យប្រវត្តិប៉ុន្តែអ្វីដែលធ្វើឲ្យជូហ៊ីវភ្ញាក់ផ្អើលគឺការកោះហៅរបស់គាត់ដំណើរការទៅវិញតួឯកយើងទាំងស្ដុកព្រោះនេះជាលើកទី1ហើយដែលមានជំនាញអាចប្រើនៅក្រៅប៉មបាននោះកាន់តែភ្ញាក់ផ្អើលទៀតនោះគឺការកោះហៅរឹកដំបងរបស់គាត់បែរជាមនុស្សប្រុសពេលឃើញតួឯកយើងឈប់ភ្លឹកអ្នកចំណូលថ្មីនោះក៏ស្វាគមន៍គាត់យ៉ាងកក់ក្ដៅចំណែកតួឯកយើងវិញកំពុងតែខំត្រិះរិះគិតថាតើហេតុអ្វីបានជាមនុស្សប្រុសត្រូវគេហៅមកទាំងដែលគាត់មិនមែននៅក្នុងប៉មផងនឹងនិយាយពីបរិសុទ្ធនោះវិញគាត់សួរយ៉ាងសំរុំថាតើគាត់អាចញ៉ាំមីកញ្ចប់នោះបន្តិចបានទេតួឯកយើងអង្គុយមើលកូនចៅខ្លួនឯងញ៉ាំបណ្ដើនិយាយរិះគន់រសជាតិម្ហូបនោះបណ្ដើពេលនេះតួឯកយើងនៅតែឆ្ងល់ថាតើគាត់អាចហៅមនុស្សប្រុសចេញមកពីណាមិនដឹងដោយរបៀបណាស្រាប់តែផ្ទាំងប្រព័ន្ធលូតឡើងម្ដងទៀតវាបញ្យល់ថាតួឯកយើងអាចហៅបានទាំងមនុស្សនិងចក្រតាមនុស្សលើសពីនេះពួកគេត្រូវបានបែងចែកជា4ថ្នាក់ចាប់ពីកម្រិតករហូតដល់កម្រិតរឿងព្រេងនិទានដ៏កម្រិតបំផុតបន្ថែមពីនេះកូនចៅរបស់គាត់ត្រូវតែគោរពតាមគោលការណ៍3យ៉ាងទី1ពួកគេត្រូវតែការពារគាត់ជាចម្បងទី2ពួកគេត្រូវស្ដាប់បង្គាប់គាត់ដាច់ខាតប្រសិនបើគោលការណ៍ទាំងពីរនេះផ្ទុយគ្នាគោលការណ៍ទី1នឹងត្រូវបានអនុវត្តមុនតួឯកយើងគិតថាគោលការណ៍នេះមានប្រយោជន៍ណាស់ប៉ុន្តែវានៅតែមិនអាចបញ្យល់ពីបុរសដែលគាត់ទើបតែហៅមកនោះទេដូចជាចង់ឆ្លើយតបនឹងគាត់ប្រព័ន្ធក៏លូតបង្ហាញប្រវត្តិបុរសនោះចនកូសាក់ដែលគេស្គាល់ថាជាអ្នកលួចឃាតករដ៏ឈ្គួតលីលាមកពីត្រកូលឃាតករដ៏សាហាវខូខើគាត់គឺជាការកោះហៅដ៏កម្របំផុតច្បាស់ណាស់បុរសនេះគឺជាមនុស្សដែលមានពេលវេលាបង្ហាញខ្លួន6ម៉ោងតួឯករបស់យើងចាប់ផ្ដើមឈឺក្បាលពេលដែលព័ត៌មានជាច្រើនអំពីចនកូសាក់ហូរចូលមកក្នុងខួរក្បាលរបស់គាត់មើលរឿងពេកនោះតួឯកយើងមានអារម្មណ៍ថាវិញ្ញាណរបស់គាត់ត្រូវគេទាញចូលទៅក្នុងវិមាត្រមួយផ្សេងទៀតគឺចូលទៅក្នុងអតីតកាលរបស់ចនកូសាក់ផ្ទាល់តែម្ដងតួឯកយើងឈរមើលចនដោះស្រាយជាមួយមនុស្សជាច្រើនអ្នកយ៉ាងងាយស្រួលបន្ទាប់មកចនចំណែកពេលចង់បូននៅលើក្បាលដែលដាច់នោះដែលធ្វើឲ្យតួឯកយើងដឹងថាហេតុអ្វីបានជាគេហៅគាត់ថាឃាតករឈួតលីលាទោះយ៉ាងណាក៏ដោយប្រព័ន្ធបញ្យល់តាមការចងចាំរបស់ចនថាគាត់ត្រូវស្លាប់ដោយសារតែការលួចធ្វើឃាតមិនបានសម្រេចនិយាយឲ្យខ្លីគោលដៅរបស់គាត់គឺជាអ្នកប្រដាល់ខ្លាំងបំផុតក្នុងចក្រភពគាត់ត្រូវគេកាប់ជាពីរមុនពេលគាត់អាចដឹងពីការវាយប្រហាររបស់អ្នកប្រដាល់នោះទៅទៀតដូច្នេះពេលតួឯកយើងដឹងថាចននៅពីក្រោយហើយសួរថាហេតុអ្វីបានជាគាត់ភ្លឹកបែបនេះគាត់ក៏ភ័យស្លន់ស្លោហើយថយចេញឆ្ងាយភ្លាមតួឯកយើងដឹងថាខ្លួនទើបតែហៅបិសាចមួយមកប៉ុន្តែសំណាងល្អដែលគាត់បានស្ងប់ចិត្តវិញដោយសារគោលការណ៍កោះហៅនោះមិនចម្លែកទេដែលចនកូសាក់ធ្វើតាមការណែនាំរបស់តួឯកយើងទាំងអស់ថែមទាំងជួយសម្អាតបន្ទប់ដោយមិនរអ៊ូសោះឃើញព្រឹត្តិកម្មរបស់តួឯកយើងចនក៏រំលឹកថាគេមានតួនាទីអនុវត្តតាមគ្រប់បញ្ជាទាំងអស់ក្នុងនាមជាអ្នកត្រូវគេកោះហៅតួឯកយើងក៏សាកល្បងដោយប្រាប់ឲ្យចនព្រុសដំបូងឡើយតួឯកយើងមានអារម្មណ៍ភ័យខ្លាចថាខ្លួនធ្វើជ្រុលពេកមិននឹកស្មានដល់ចនពិតជាគោរពតាមមែនទោះគេមានអំនួតក៏ដោយពេលនេះជូយុករៀងធូរចិត្តបន្តិចថានឹងគ្មានអ្វីកើតឡើងចំពោះគេទេតែស្រាប់តែមានសម្លេងគោះទ្វារយ៉ាងខ្លាំងប្រញាប់ប្រញាល់តួឯកយើងស្ទើរតែភ្លេចថាថ្ងៃនេះត្រូវបង់ការប្រាក់បំណុលទៅហើយគេក៏រៀបរាប់ពីមូលហេតុដែលធ្វើឲ្យខ្លួនចម្ពាក់បំណុលគេនេះគេត្រូវការលុយយ៉ាងច្រើនហើយដោយសារធនាគារមិនឲ្យខ្ចីគេក៏គ្មានជម្រើសអ្វីក្រៅពីទៅរកពួកឲ្យចង់ការប្រាក់នោះទេនេះក៏ព្រោះតែរបួសរបស់ឪពុកគេដែលត្រូវការវះកាត់ហើយគេក៏ត្រូវបង់ថ្លៃសាលាឲ្យប្អូនប្រុសផងដែរអញ្ចឹងហើយគេពិតជាត្រូវការលុយខ្លាំងណាស់
ទូយ៉ាងណាក៏ឡងមកនេះគេទើបតែបងរួចត្រឹមតែការប្រាក់ប៉ុណ្ណោះហើយមិនទាន់ប៉ះពាល់ប្រាក់ដើមតទៅសោះ តែគេមិនសោកស្ដាយឡើយពេលឮពួកចង់ការប្រាក់លូឡានៅខាងក្រោយទូឯងយើងក៏ហៅចង់ក៏សាក់មក ដោយយកច្រឡំចនក៏ត្រៀមខ្លួនហើយសុំការអនុញ្ញាតដើម្បីសម្លាប់តែទូឯកយើងបានក្រវីក្បាលភ្លាម ផ្ទុយទៅវិញគេរុញចនឲ្យលាក់ខ្លួននិងបញ្ជាក់ថាគេហាមបញ្ចេញសម្លេងជាដាច់ខាតទោះជាឮអ្វីក៏ដោយ ពេលទូឯងយើងបើកទ្វារភ្លាមមេឃខ្យល់ចង់ការប្រាក់នោះក៏ទាការប្រាក់ភ្លាមទូឯងយើងឆ្លើយថាគេគ្រាន់តែភ្លេចខ្លួនប៉ុណ្ណោះ ពួកវាក៏ណែនាំឲ្យគេលក់កលៀនមួយចំហៀងទៅនោះបញ្ហាទាំងអស់នឹងដោះស្រាយចេញហើយ ពេលកូនចៅរបស់វានិយាយប៉ះពាល់ដល់អូនប្រុសរបស់គេទូឯកយើងក៏ខឹងយ៉ាងខ្លាំង ឃើញដូច្នេះមេធំក៏សួរពីទឹកមុខរបស់គេថាចង់វាយត្រឡប់វិញមែនទេទូឯងយើងអេសក្បាលទីទួយឲ្យប្រកែកភ្លាមតែម្ដង បន្ទាប់មកពួកចង់ការប្រាក់ក៏ចាក់ចេញទៅដោយមិនភ្លេចពមៀនគេឲ្យប្រយ័ត្នខ្លួនបើសិនជាមិនចង់បាត់បង់ជីវិតនោះទេ ពេលនោះដែរចនកុសៈក៏ចេញមកក្រៅទូឯកយើងសរសើរថាគេធ្វើបានល្អដែលនៅស្ងៀមព្រោះនេះជាអ្វីដែលគេបានបញ្ជាពីមុន ដោយសាររឿងថ្ងៃនេះតួឯកយើងចាប់ផ្ដើមពិចារណាមើលជំរើសរបស់ខ្លួនថាតើគួរតែជួលទៅក្នុងប៉មឬអត់ ប៉ុន្តែគួរឲ្យស្ដាយមនុស្សកំសាកដូចគេសុកចិត្តលេងដោយសវត្ថិភាពជាជាងប្រថុយចូលប៉មនោះកំពុងគិតសុកចនកុសៈក៏សួរថាតើគេអាចធ្វើអ្វីបានខ្លះទូឯកយើងឆ្លើយថាគេចង់ធ្វើអ្វីក៏បាន ចនឆ្លើយយ៉ាងរីករាយថាគេចង់មើលទូរទស្សន៍ទូឯងយើងលួចភ្ញាក់ប្រើក្នុងចិត្តតែក៏យល់ព្រម បន្ទាប់មកតួឯកយើងក៏ចូលដេកខណៈចននៅមើលទូរទស្សន៍បន្តគេគិតថាតួចនជាអ្នកត្រូវបានកោះហៅមែនតែគេមិនសូវអាក្រក់នោះទេ មានម្នាក់នៅកំដរក៏មិនសូវអាក្រក់ដែរទូយ៉ាងណាគេសម្រេចចិត្តដេកព្រោះថ្ងៃស្អែកនៅមានរឿងច្រើនទៀតឈុតបន្ទាប់នេះគឺនៅព្រឹកថ្ងៃបន្ទាប់ ទូឯងយើងមិនឃើញចនទេទើបគេសន្និដ្ឋានថាការកោះហៅប្រហែលផុតកំណត់ពេលវេលាទៅហើយ គេរៀបនឹងទៅធ្វើការស្រាប់តែត្រូវបានរំខានដោយព័ត៌មានទាន់ហេតុការណ៍នាពេលព្រឹកនោះ នារីកាព័ត៌មានបាននិយាយលំអិតពីការសង្ស័យទៅលើការវាយប្រហារទីតាំងរបស់ពួកចង់ការប្រាក់ខុសច្បាប់មួយ ពេលឮឈ្មោះកន្លែងនោះភ្លាមទូឯងយើងក៏គាំងស្ដោកព្រោះវាជាពួកចង់ការប្រាក់កាលពីម្សិលមិញនេះឯង អ្វីដែលរឹតតែភ្ញាក់ផ្អើលក្បាលរបស់ពួកវាទាំងអស់ត្រូវបានគេកាត់ចេញនិងចង់ខ្សែបូទៀតពិតណាស់នេះជាស្នាដៃរបស់មនុស្សតែម្នាក់ប៉ុណ្ណោះ តួឯកយើងស្រែកឡើងដោយដឹងថាខ្លួនទើបតែក៏ហៅឃាតករដ៏គួរឲ្យខ្លាចពេលធ្វើការគេក៏អានព័ត៌មាននោះបន្ត អំឡុងពេលអានអត្ថបទនោះគេគិតថាខ្លួនច្បាស់ជាចាប់មិនខានភ្លាមនោះអតិថិជនម្នាក់ក៏ដើរមកទិញអីវ៉ាន់ តែតួឯកយើងភ័យខ្លាំងពេករហូតសម័យឃើញតែក្បាលរបស់ពួកចង់ការប្រាក់ទាំងនោះឃើញមែមនេះអតិថិជនស្រីនោះសួរថាគេអីអត់ហើយគេក៏ប្រញាប់សុំទោសក្រោយបញ្ចប់ការងារពេញម៉ោងតួឯកយើងសម្រេចចិត្តសុំច្បាប់សម្រាប់ពីការងារក្រៅម៉ោងទាំងអស់តាមមើលទៅគេនៅតែឃើញក្បាលពួកចង់ការប្រាក់នោះហើយចុងក្រោយក៏សន្និដ្ឋានថាវាគឺជាកំហុសរបស់គេ ពេលត្រឡប់មកដល់ផ្ទះវិញតួឯកយើងក៏បើកប្រព័ន្ធដើម្បីឆែកមើលព័ត៌មានរបស់ចនកោសាក់ម្ដងទៀត គេដឹងច្បាស់ថាមួយនេះជាឃាតករលបសតិមែនហើយគេសំណាងហើយដែលធ្វើជាអ្នកកោះហៅដូច្នេះឃាតករនោះមិនអាចធ្វើបាបគេបានទេ ទោះជាយ៉ាងណាតួឯងយើងក៏កោះហៅចនតែមានរឿងចម្លែកកើតឡើង មុនពេលក៏ហើយប្រព័ន្ធបានរំលឹកឲ្យគេដាក់បន្ទុកវាតម្លៃសិនដែលតួឯកយើងស្ទើរតែភ្លេចទៅហើយ ដោយសារតែបទពិសោធន៍ព្រឺរោមដែលចនបង្កឡើងដំបូងឡើយតួឯងយើងគិតចង់ឲ្យផ្កាយមួយទៅហើយ ប៉ុន្តែគេមិនដាច់ចិត្តធ្វើបែបនោះទេព្រោះគេមិនមែនជាមនុស្សអាក្រក់ឡើយប្រព័ន្ធក៏លោតប្រាប់ថាគេឲ្យផ្កាយ3 តួឯកយើងបញ្យល់ថាម្ដាយរបស់គេធ្លាប់ធ្វើជាអ្នកសម្របសម្រួលឲ្យក្រុមហ៊ុនជួលម៉ាស៊ីនចម្រោះទឹកមួយ និយាយម្យ៉ាងទៀតគាត់ដឹងច្បាស់ពីបទពិសោធន៍ថាការទទួលបានចំណាត់ថ្នាក់អាក្រក់វាពិតជាឈឺចាប់ខ្លាំងណាស់យ៉ាងណាមិញចនគូសាក់ត្រូវបានកោះហៅហើយបានស្វាគមន៍តួឯកយើងដោយក្តីរំភើបដូចសពដង តួឯងយើងសម្លឹងមើលទឹកមុខដ៏បរិសុទ្ធនិងរីករាយរបស់ចនខណៈគាត់ថ្លែងអំណរគុណចំពោះចំណាត់ថ្នាក់ហើយសន្យាថានឹងខិតខំឲ្យកាន់តែខ្លាំង ស្ងាត់មួយសន្ទុះតួឯកយើងក៏សម្រេចចិត្តសួរត្រង់ថាតើចនពិតជាបានសម្លាប់ពួកម្ចាស់បំណុលនោះមែនឬ ពិតណាស់ចនបានបញ្ជាក់រឿងនេះដោយប្រាប់ថាគាត់បានចាត់ការពួកវាកាលពីយប់មិញមុនពេលបញ្ចប់ការកោះហៅ លុះចនសារភាពក៏ពិតភ្លាមតួឯកយើងធ្លាក់ថ្លាមខ្ពស់តែម្ដងប៉ុន្តែគាត់នៅតែបង្ខំចិត្តធ្វើខ្លួនឲ្យស្ងប់ស្ងាត់វិញ ពេលគាត់សួរចនថារកឃើញទីតាំងពួកវាដោយរបៀបណាចនលាតត្រដាងថាគាត់បានដាក់សញ្ញាសម្គាល់លើពួកវាដោយប្រើជំនាញតាមដានតួឯងយើងស្គាល់ឈ្មោះជំនាញមួយនេះប៉ុន្តែគាត់នៅតែសួរថាហេតុអ្វីបានជាចនត្រូវឈានដល់ការសម្លាប់ពួកវាពេលចនចាត់ទុកពួកវាជាការគំរាមកំហែងហើយប្រាប់ថាគាត់ចាត់ការពួកវាមុនតួឯងយើងឡើងគាំងព្រោះគាត់មិនដែលសុំឲ្យធ្វើបែបនេះទេ លើបែបនេះចនក៏រំលឹកគាត់អំពីគោលការណ៍ទាំង3នៃការកោះហៅ ទោះបីជាអ្នកត្រូវកោះហៅត្រូវធ្វើតាមបញ្ជាក៏ដោយតែពេលអាយុជីវិតអ្នកកោះហៅជួបគ្រោះថ្នាក់ពួកគេមានសិទ្ធិចាត់ការដោយសេរី គាត់ក៏បានបញ្យល់ទៀតថាគាត់មិនអាចសម្លាប់អ្នកកោះហៅរបស់គាត់បាននោះទេ ពេលតួឯកយើងធ្វើកាយវិការអរចនបញ្ជាក់ច្បាស់ថាគាត់មិនអាចធ្វើបែបនោះបានទេដោយសារតែច្បាប់ទី1 តួឯងយើងនៅតែបង្ហាញភាពងឿងឆ្ងល់ដូច្នេះចនក៏ចង្អុលបង្ហាញថាច្បាប់ទី3អាចបកស្រាយបានច្រើនបែបច្រើនយ៉ាង តាមទស្សនៈរបស់គាត់ពួកម្ចាស់បំណុលកម្ចីការប្រាក់ទាំងនោះចាំបាច់ត្រូវតែចាត់ការចោលតួឯកយើងស្ទើរតែជេរទៅហើយពេលឮបែបនេះប៉ុន្តែអាតួទុនខ្សោយយើងបែរជាសុំទោសទៅវិញ ចនឆ្លើយតបថាមិនអីទេព្រោះគាត់ធ្លាប់ឮពីអាក្រក់ជាងនេះទៅទៀត ទន្ទឹមនឹងនោះតួឯកយើងចាប់ផ្ដើមដឹងខ្លួនថាស្ថានភាពមួយនេះវាគ្រោះថ្នាក់កម្រិតណាស់ ឧទាហរណ៍គាត់សម័យថាកំពុងដើរតាមផ្លូវជាមួយចនហើយចៃដន្យទៅដើរបុកនរណាម្នាក់ បើមនុស្សម្នាក់នោះជេរនឹងគំរាមសម្រាប់គាត់វានឹងរាប់ថាជាការគំរាមកំហែងមួយប៉ុន្តែក្នុងកែវភ្នែករបស់ចនជននោះគួរតែទទួលបានកាដូកាត់ក្បាលមួយយ៉ាងសមរម្យ ឃើញទឹកមុខដ៏ព្រួយបារម្ភរបស់ចៅវាយខ្លួនចនសាប់តែលុតជង្គង់ហើយសុំទោសភ្លាម ដូច្នេះតួឯកយើងឲ្យគាត់សន្យាថានឹងមិនសម្លាប់នរណាម្នាក់ឡើយប៉ុន្តែជូនមិនអាចសន្យាបានទាំងស្រុងនោះទេទោះយ៉ាងណាក្រោយពីទទួលសុំច្រើនដងមកគាត់ក៏យល់ព្រមថ្លឹងថ្លែងឲ្យបានមកចត់ជាងមុន ទីបំផុតតួឯកយើងដកដង្ហើមធូរទ្រង់ហើយបំរុងនឹងបញ្ចប់ការកោះហៅទៅហើយប៉ុន្តែចនខាត់គាត់ហើយសួរថាតើគាត់គ្មានបំណងចង់ឡើងប៉មនេះទេឬ ទ
តួឯងយើងចាំងមួយសន្ទុះខណៈអ្នកផ្សេងចាត់ទុកការភ្ញាក់ដឹងខ្លួនជាឱកាសផ្លាស់ប្ដូរជីវិតគាត់បែរជាមិនហ៊ានឡើងប៉មទៅវិញព្រោះគាត់ខ្លាចស្លាប់ខ្លាំងណាស់ដោយសារតែសំណួររបស់ចនមុននេះតួឯងយើងក៏សួរវិញថាតើធ្លាប់មានអ្នកផ្សេងក៏ហៅគាត់ពីមុនមកដែរឬអត់ ចនងក់ក្បាលឆ្លើយតបគាត់បន្ថែមថាអ្នកក៏ហៅទាំងនោះសិតតែខ្លាំងពូកែនិងក្លាហានមែនតែន តួឯងយើងទទួលស្គាល់ថាគាត់គ្មានភាពក្លាហានបែបនោះទេគាត់ជឿថាអ្នកភ្ញាក់ដឹងខ្លួនផ្សេងទៀតលះបង់ជីវិតដើម្បីសង្គ្រោះពិភពលោកខណៈដែលគាត់គ្រាន់តែជាមនុស្សកំសាកម្នាក់ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលចនកែតម្រូវគាត់ដែលនិយាយថាគាត់គឺជាអ្នកកោះហៅដ៏អស្ចារ្យបំផុតដោយក្តីរំភើបចនសួរថាតើគាត់ដឹងពីគុណធម៌ដ៏ធំបំផុតរបស់អ្នកកោះហៅទេដោយមិនចាំចម្លើយគាត់ប្រាប់ថាសុវត្ថិភាពគឺជាចម្បង ជារួមចនទៀមទីឲ្យតួឯកយើងគិតគូរពីការរស់រានមានជីវិតជាអត្ថភាពគាត់មិនចាំបាច់ទៅប្រយុទ្ធអីទេ គាត់អាចទុកការងារកខ្វក់ទាំងនេះឲ្យអ្នកត្រូវកោះហៅធ្វើបានព្រោះអ្នកកោះហៅដែលប្រថុយជីវិតភាគច្រើនគឺឆាប់ងាប់ណាស់ ចង់ឲ្យគាត់រស់នៅយ៉ាងស្ងប់ស្ងាត់និងមានអាយុវែងឈុតបន្ទាប់គឺនាំយើងទៅកាន់ថ្ងៃបន្ទាប់ តួឯងយើងត្រូវរៀបពិចារណាពីសម្ដីរបស់ចនខូសាក់ប៉ុន្តែនៅតែមិនទាន់សម្រេចចិត្តរឿងឡើងប៉មនៅឡើយទេ យ៉ាងហោចណាស់គាត់មានអំណរគុណដែលសកម្មភាពរបស់ចនធ្វើឲ្យគាត់លែងព្រួយបារម្ភពីពួកម្ចាស់បំណុលទៀតហើយគាត់សម្រេចចិត្តថាទៅមុខទៀតគាត់គ្រាន់តែរកការងារធ្វើហើយរស់នៅយ៉ាងស្ងប់ស្ងាត់ប៉ុន្តែដោយសពដងដំណឹងអាក្រក់តែងតែមកដល់ក្នុងពេលបែបនេះ ដោយដបានស្មានតួឯងយើងទទួលបានការហៅទូរស័ព្ទពីប៉ារបស់គាត់ប្រាប់ថាគាត់ចាំបាច់ត្រូវបដូរទៅមន្ទីរពេទ្យល្អជាងនេះ បន្ថែមពីនេះម្ដាយរបស់គាត់ទើបតែត្រូវគេបញ្ឈប់ពីការងារ ដោយដឹងពីប្រតិកម្មនេះប៉ាគាត់លងលោមថាអ្វីមិនអីទេហើយគាត់គ្រាន់តែចង់ទូរស័ព្ទមកសួរសុខទុក្ខប៉ុណ្ណោះ តួឯងយើងមានអារម្មណ៍កក់ក្ដៅហើយប្រាប់ថាគាត់នឹងទៅផ្ទះនៅពេលណាមួយមុនពេលដាក់ទូរស័ព្ទចុះជាលទ្ធផលគាត់ក៏ត្រៀមខ្លួនដើម្បីចូលទៅក្នុងប៉ម ដោយធម្មតាគាត់ប្រាប់ខ្លួនឯងថាគ្រាន់តែចូលទៅមើលស្ថានភាពសិនប៉ុណ្ណោះបើមានគ្រោះថ្នាក់គាត់នឹងរត់ចេញភ្លាមៗ ពេលក៏ដល់ការកោះហៅតួឯងយើងឆ្ងល់ថាតើគាត់ពិតជាចាំបាច់ត្រូវចូលក្នុងប៉មជាមួយចនមែនទេ គាត់គិតពីការកោះហៅបន្តរបស់គាត់មិនប្រកាសទេបើវាសំណាងគាត់អាចនឹងទទួលបានប្រភេទតួអង្គលំដាប់ព្រេងនិទានក៏ថាបាន តែជាអកុសលប្រព័ន្ធប្រាប់គាត់ថាការកោះហៅដោយចៃដន្យគឺមិនអាចប្រើការបាននោះទេលើពីនេះគាត់ដឹងថាការកោះហៅចៃដន្យត្រូវរងចាំមួយខែឯណោះចុងក្រោយគាត់ក៏បានហៅចនមកដែលគេបានអរគុណគាត់សម្រាប់ការផ្ដល់បន្ទុកផ្កាយ5 តួឯងយើងខំគិតមុខចេញការពិតទៅគាត់ទើបតែព្យាយាមកោះហៅអ្នកផ្សេងសោះយ៉ាងណាពេលប្រាប់ចនពីគម្រោងឡើងប៉មចនសរសើរថាគាត់ក្លាហានតែភ្លាមក៏ប្រកែកវិញថាគាត់មិនគួរធ្វើខ្លួនក្លាហានពេកនោះទេ ទោះបីជាតួឯងយើងគ្រាន់តែចង់ចូលមើលហើយចេញវិញក៏ដោយក៏ចនធានារ៉ាប់រងគ្រប់យ៉ាងទាំងអស់ គេធានាថាដំណើរនេះនឹងរលូនហើយតួឯងយើងមិនបាច់សំបីតែកំរាមដៃបន្តិចសោះឡើយភ្លាមនោះតួឯងយើងក៏ឲ្យប្រព័ន្ធ system ហើយចាប់ផ្ដើមចូលទៅកាន់ចនទី1នេះប៉មតែម្ដងប្រព័ន្ធ system លោកប្រាប់ពីការចូលភ្លាមមួយរំពេចនោះអ្នកទាំងពីរក៏ត្រូវស្រូបចូលទៅក្នុងលំហតែម្ដង ពេលកំពុងត្រូវអូទាញក្នុងលំហតួឯងយើងស្រែកឡោឡារហូតគ្មានឈប់សោះឡើយ ទីបំផុតគាត់នឹងចនត្រូវបញ្ជូនមកដល់ចនទី1នៃប៉មនេះដោយជោគជ័យតួឯងយើងគិតក្នុងចិត្តថាចនទី1នេះពិតជាទីរហោស្ថានមែនតែភ្លាមនោះគាត់ស្រាប់តែមានអារម្មណ៍ចង់ក្អួតពេលរកកំពុងក្អួតចនផ្ទះក្នុងគាត់ថ្នមហើយលងលោមថាបន្តិចទៀតគេនឹងស្វាម៉ៃបន្ទាប់មកអ្នកទាំងពីរក៏ចាក់ចេញពីតំបន់សុវត្ថិភាពហើយដើរចូលទៅក្នុងទីរហោស្ថាននោះ ពេលជិះយើងចូលទីរហោស្ថានភ្លាមតួឯងយើងមានអារម្មណ៍ថាកម្លាំងកើនឡើងខណៈប្រព័ន្ធ system បញ្ជាក់ថាធម្មពលនៃថ្នាក់កោះហៅកំពុងដំណើរការ តួឯងយើងពិតជាភ្ញាក់ផ្លែកដែលគិតថាអ្នកលេងទាំងអស់មានអារម្មណ៍បែបនេះទោះនៅកម្រិតទី1ក៏ដោយ គាត់មានអារម្មណ៍ថាខ្លាំងជាងមុនបន្តិចទោះយ៉ាងណាប្រព័ន្ធ system ក៏បានទម្លាក់ភាសកកម្មមកឲ្យគាត់ទៅសម្រាប់ដង្កូវធាត់ស្បែកស្វិត5ក្បាលក្នុងរយៈពេល2ម៉ោងពេលសកម្មនឹងបរាជ័យបើគាត់ស្លាប់ឬបោះបង់វាចោលមិនយូរប៉ុន្មានពួកគេក៏ប្រទះឃើញដង្កូវទាំងនោះតួឯងយើងប្រាប់ថាតាមការណែនាំអ្នកលេងថ្មីជាន់ទី1នេះគឺសម្រាប់សាកល្បងសមត្ថភាព តួដង្កូវទាំងនេះវាយមិនសូវឈឺពិតមែនតែស្បែកពួកវាស្វិតខ្លាំងណាស់ដែលធ្វើឲ្យពិបាកសម្លាប់មែនទែន អ្នកលេងមានបទពិសោធន៍ខ្លះប្រាប់ថាគេត្រូវចាយពេលដល់ទៅ30នាទីឯណោះទើបសម្លាប់បានមួយក្បាល តែពេលនេះតួឯងយើងស្រាប់តែមានភាពក្លាហានឡើងវិញគាត់ដើរទៅមុខដោយអះអាងថានឹងសម្លាប់វាមួយដោយខ្លួនឯងពេលនោះចនក៏សាក់ព្យាយាមខាត់ដោយប្រាប់ថាគាត់មិនបាច់ធ្វើអ្វីទាំងអស់តែតួឯងយើងធ្វើមិនដឹងមិនលឺសោះពេលទៅដល់ក្បែរដង្កូវទើបដឹងខ្លួនថាគ្មានអាវុធជាប់ខ្លួនសោះហើយក៏ប្រញាប់ខ្ចីពីចនមួយភ្លាមតួឯងយើងមិនទាំងដឹងខ្លួនផងថាដង្កូវនោះកំពុងតែត្រៀមវាប្រហារខ្លួនទៅហើយពេលគាត់ដឹងខ្លួនភាពក្លាហានដែលខំសន្សំក៏រលាយបាត់អស់ហើយក៏ស្រែកហៅចនឲ្យជួយភ្លាម ចនខូសាក់លើកមេដៃបញ្ជាក់ពីការគាំទ្រឲ្យសរសើរគាត់ចំពោះការសម្រេចចិត្តដ៏ឆ្លាតវៃនេះ គេសម្លោះទៅលឿនដោយខុសហើយវាយដង្កូវនោះងាប់ដោយការវាយប្រហារតែម្ដងគត់តែគេមិនទាន់បញ្ឈប់ត្រឹមនឹងទេ ក្រៅពីទាត់ដង្កូវជាច្រើនក្បាលឡើងទៅលើអាកាសគេក៏រៀបចំកាំបិតបន្ទាប់មកគេក៏គប់កាំបិតទាំងអស់នោះសម្ដៅទៅពួកវា កាំបិតនីមួយមុតចូលយ៉ាងច្បាស់ហើយចនបែកខ្នងចេញមុននឹងប្រើជំនាញហៅថា blade burst គ្រាន់តែប៉ុណ្្នឹងគេអាចកម្ចាត់ពួកវាបានយ៉ាងងាយស្រួលដោយបន្សល់ទុកតែកំណត់ដង្កូវងាប់ប៉ុណ្ណោះតួឯងយើងស្ទើរតែមិនជឿថាចនសម្លាប់ដង្កូវទាំងអស់នេះត្រឹមមួយប៉ព្រិចភ្នែកសោះស្រាប់តែមានសារលោតឡើងជាបន្តបន្ទាប់ក្រោយបញ្ចប់បេសកកម្មតួឯងយើងឡើងកម្រិតហើយទទួលបានថ្មម៉ាណាទម្ងន់100ក្រាមលើសពីនេះគាត់ទទួលបានចំណាត់ថ្នាក់ S បុកនៅជាន់ទី1 ជារង្វាន់សម្រាប់ចំណាត់ថ្នាក់ S បុកនេះគាត់ទទួលបានប្រាក់សញ្ញា Platin ពេលនេះតួឯងយើងសប្បាយចិត្តឡើងអណ្ដែតដល់ពពកទៅហើយគ្រប់យ៉ាងមើលទៅហាក់ដូចជាងាយស្រួលពេកហើយគាត់ដឹងខ្លួនថានឹងអាចក្លាយជាអ្នកមានលឿនមិនខានតែគាត់មិនបានដឹងទេថាគាត់ទើបតែធ្វើឲ្យកក្រៅពីប្រទេសកូរ៉េទៅហើយប្រព័ន្ធ system ក៏ប្រកាសជាសាធារណៈតែម្ដង និយាយឲ្យងាយយល់ពេលនេះគ្រប់អ្នកលេងនៅកូរ៉េដឹងថាមានអ្នកលេងថ្មីម្នាក់បានវាយបំបែកកំណត់ត្រាជាន់ទី1ខ្ទេចគ្មានសល់ចំណែកតួឯងយើងសម្រេចចិត្តចេញពីប៉មសិនទោះបីជាពេលនេះគាត់អាចបន្តទៅជាន់ទី2បានក៏ដោយ
គាត់មានអារម្មណ៍ចម្លែកដែលអាចឆ្លងផុតជាន់ទី1ត្រឹមតែ5នាទីកំពុងតែគិតចនក៏ពោលពាក្យសរសើរគាត់យ៉ាងពេញទំហឹង តួឯកយើងតបយ៉ាងរំភើយថាគាត់មិនបានធ្វើអ្វីសោះដែលនេះហើយជាអ្វីដែលគេចង់បានតាំងពីដំបូងយ៉ាងណាក៏ចាប់ផ្ដើមងាកមកចាប់អារម្មណ៍រង្វាន់របស់គាត់វិញរបស់ទី1គឺថ្មម៉ាណាដ៏មានតម្លៃនេះឯងមើលតាមទឹកមុខនេះប្រហែលជាលើកទី1ហើយដែលគាត់បានឃើញវាផ្ទាល់ភ្នែកថ្មម៉ាណាគឺជាធនធានដែលមិនអាចខ្វះបានឡើយតួឯកយើងដឹងថាតម្លៃរបស់វាបានធ្លាក់ចុះតាំងពីប៉មនេះលេចឡើងដំបូងម្លេះតម្លៃថ្មម៉ាណា100ក្រាមគឺប្រហែល 50,000 វ៉ុនទោះបីវាជារឿងដែលគេដឹងទូទៅក៏ដោយតួឯកយើងមិនដឹងថាផ្លាកសញ្ញាផ្លាទីននេះប្រើធ្វើអីទេយ៉ាងណាក៏ដោយគាត់នៅតែរំភើបញាប់ញ័រកែពិតទៅគាត់ទើបតែរកបាន 50,000 វ៉ុនក្នុងពេលទើបតែ5នាទីដោយសារតែបែបនេះតួឯកយើងក៏កំងមកហូបមកញ៉ាំតែម្ដងនេះជាលើកទី1ហើយដែលគាត់បានញ៉ាំរបស់ឆ្ងាញ់ក្រៅមីកញ្ចប់ពេលនោះចនក៏កំពុងហិតក្លិនម្ហូបយ៉ាងឈ្ងុយផងដែរឃើញកាយវិការនេះតួឯកយើងប្រាប់ថាមិនបានកំងមកហូបហឺទេព្រោះដឹងស្រាប់ហើយថាចនមិនចូលចិត្តញ៉ាំហឺនោះឡើយដោយសារតែបែបនេះចនបានអរគុណគាត់សម្រាប់អាហារហើយរៀបចំញ៉ាំយ៉ាងឆ្ងាញ់ប៉ុន្តែពេលតួឯកយើងសួរថាហេតុអ្វីបានជាគាត់និយាយជាផ្លូវការនិងមានសម្លេងប្លែកបែបនេះចនក៏បញ្យល់ថាមកពីគាត់ស្និទ្ធស្នាលនឹងម្ចាស់ចាស់របស់គាត់តួឯកយើងយល់ភ្លាមវាដូចឆ្លងទម្លាប់ពីមិត្តជិតស្និទ្ធអញ្ចឹងយន់ស្នាសុំបដូររបៀបនិយាយបើវាធ្វើឲ្យគាត់ទើសទាល់ប៉ុន្តែតួឯកយើងក្រវីក្បាលហើយប្រាប់ថាគាត់ចូលចិត្តស្ដាប់វាពួកគេសើចសប្បាយជាមួយគ្នាតួឯកយើងសន្និដ្ឋានថាចនមិនមែនជាមនុស្សអាក្រក់ទេពេលនេះតួឯកយើងមានទំនុកចិត្តអាចឡើងប៉មយ៉ាងងាយស្រួលជុំបន្ទាប់កាត់ទៅព្រឹកស្អែកតួឯកយើងបានរៀបចំកាលវិភាគប្រចាំថ្ងៃរបស់គាត់រួចរាល់ហើយពេលនេះគាត់រវល់តែជាមួយការងារក្រៅម៉ោង2ប៉ុណ្ណោះព្រោះគាត់បានឈប់មួយដើម្បីទុកពេលចូលក្នុងប៉មក្រោយមកគាត់ក៏កោះហៅច័ន្ទម្ដងទៀតដែលស្វាគមន៍គាត់យ៉ាងរួសរាយធ្វើឲ្យតួឯកយើងឆ្ងល់ថាតើវាពិតជាចាំបាច់ដែរទេយ៉ាងណាក៏ដោយចនសប្បាយចិត្តដែលតួឯកយើងតែងតែផ្ដល់ពិន្ទុពេញចិត្តខ្ពស់ដល់គាត់ធ្វើឲ្យតួឯកយើងសួរថាវាសំខាន់ណាស់តើអីចនងក្បាលប្រាប់ថាពិន្ទុកាន់តែល្អអត្ថប្រយោជន៍ក៏កាន់តែច្រើនឧទាហរណ៍ពេលវេលាក៏ហៅអាចកើនឡើងព្រមទាំងចំណាត់ថ្នាក់និងផលប្រយោជន៍ផ្សេងទៀតលើកនេះតួឯកយើងបានចូលជាន់ទី2នៃប៉មជាមួយចនលើកនេះប្រព័ន្ធតម្រូវឲ្យសម្លាប់នឹងកៅធាត់រហ័សរហួនតបក្បាលក្នុងរយៈពេល2ម៉ោងដោយមានលក្ខខណ្ឌបរាជ័យដូចមុនអញ្ចឹងតួឯកយើងសង្កេតមើលជុំវិញហើយគិតថាជាន់នេះអាចពិបាកជាងមុនព្រោះពួកដង្កូវនោះរហ័សរហួនខ្លាំងណាស់ពេលចនដឹងពីការព្រួយបារម្ភនេះគាត់ធានាថាគ្មានរឿងអ្វីទេមួយផ្លែតចនសម្រាប់ចាត់ការពួកដង្កូវក្នុងរយៈពេល3នាទីព្រាមលោកគាត់ក៏លោតចូលវាយបាហាចំណែកតួឯកយើងគិតថានឹងកំងមន់បំពងប្រគ្រប់យ៉ាងរលូនប្រកាសណាស់ចនរំភើបយ៉ាងខ្លាំងហើយអរគុណគាត់ទុកជាមុនដោយការរំពឹងទុកចនចាត់ការពួកដង្កូវភ្លាមស្របពេលគ្នានោះប្រព័ន្ធក៏លោកប្រាប់តួឯកយើងថាគាត់ឆ្លងវគ្គបានត្បូងម៉ាណា200ក្រាមនិងឡើង level គាត់ក៏បានរង្វាន់បន្ថែមដោយការពីមុនអញ្ចឹងយ៉ាងរំភើបតួឯកយើងបន្តទៅជាន់ទី3ដោយចោះចតបានយ៉ាងស្អាតជាន់ទី3ត្រូវបានបញ្ចប់យ៉ាងងាយធ្វើឲ្យគាត់ឡើង level ម្ដងទៀតនិងបានត្បូងម៉ាណា300ក្រាមដោយធម្មតាក៏ទទួលបានរង្វាន់បន្ថែមដដែលៗអញ្ចឹងដែរតួឯកយើងបន្តដើរទៅមុខរហូតដល់ជាន់ទី5ភ្លាមនោះប្រព័ន្ធប្រាប់ថាគាត់ទទួលបានផ្លាកសញ្ញា S បូកចំនួន5ដោយសារជោគជ័យនេះគាត់បានរង្វាន់សមត្ថភាពពិសេសមួយប្រកបណាស់តួឯកយើងអត់ដឹងសោះថាវាមានន័យម៉េចដូច្នេះប្រព័ន្ធបញ្យល់ថាសមត្ថភាពពិសេសគឺជាការពង្រឹងដល់ធម៌ពលដាស់ក្រោកដើមអត្តពលនៃសមត្ថភាពពិសេសនេះអនុញ្ញាតឲ្យតួឯកយើងក៏ហៅប្រលឹងញាក់ចម្បាំងបាន2ក្នុងពេលតែមួយបន្ថែមពីនេះតួឯកយើងកំពុងនៅ level 6ហើយគ្មានជំនាញអ្វីសោះក្រៅពីជំនាញទូទៅដែលអនុញ្ញាតឲ្យគាត់ចូលចំណុងពំនោះទេឃើញបែបនេះគាត់សន្និដ្ឋានថាផ្លាកសញ្ញាផ្លាទីននិងរង្វាន់ S បូកគឺកប់តែម្ដងពេលនេះគាត់ចង់ឲ្យតែឆាប់ដល់ម៉ោងក៏ហៅចៃដនម្ដងទៀតបន្ថែមពីនេះគាត់គិតថាត្រូវតែបន្តឡើងពំដើម្បីបើកយករង្វាន់កាន់តែច្រើនចុះបន្ទាប់ការទៅការិយាល័យគ្រប់គ្រងអ្នកដាស់ក្រោមនៅកូរ៉េពេលចូលទៅខាងក្នុងការិយាល័យទាំងមូលស្ងាត់ជ្រងំតែម្ដងពេលនោះបរិសម្នាក់អង្គុយធ្វើមុខមងគិតរកពេលសមរម្យដើម្បីបង្ហោះរបាយការណ៍របស់គេមិត្តរួមការងារស្រីក៏សួរកាត់ថាតើគាត់កំពុងគិតពីការប្រកាសសកលមែនអត់សំណួរនេះធ្វើឲ្យគាត់ធុញព្រោះធ្លាប់ប្រមាននាងឲ្យឈប់លូកលាន់ការគិតរបស់គេទៀតបរិសម្នាក់នោះគឺប្រធានក្រុមជើងគួងលីចំណែកឯនារីម្នាក់ទៀតគឺលីមីនអាជាអ្នកគ្រប់គ្រងនយោបាយកថាអ្នកដាស់ក្រោកគួងលីបានសួរថាតើសេចក្តីប្រកាសថ្មីនោះបង្ហោះហើយនៅមានអ្នកបញ្ជាក់ថាជាន់ទី7ត្រូវបានឈ្នះក្នុងចំណាត់ថ្នាក់ S បូកឬបែបនេះគួងលីក៏ចាប់ផ្ដើមភ័យតែម្ដងគាត់សន្និដ្ឋានថានេះច្បាស់ជាស្នាដៃរបស់មនុស្សតែម្នាក់ហើយអ្នកលេងនោះត្រូវតែខ្លាំងក៏ពពកគាត់ឆ្ងល់ថាអ្នកលេងនោះអាចរក្សាកំណត់ត្រា S បូកបានយូរប៉ុណ្ណាទីបំផុតលោកនាយកក៏និយាយឡើងផាគីមស៊ូប្រាប់ថាដូចអ្នកដឹងស្រាប់ហើយចំណាត់ថ្នាក់ភូបំផុតនៅកូរ៉េគឺ A ប៉ុន្តែពេលនេះមានគេបំបីកំណត់ត្រាដែលយើងមិនធ្លាប់នឹកស្មានដល់គាត់ក៏បញ្ជាក់ពីការចំណាក់ស្រុករបស់អ្នកលេងដោយសង្កេតឃើញថាប្រទេសខ្លះតែងតែចាប់ចម្រិតអ្នកលេងយកទៅប្រទេសខ្លួនតែម្ដងសរុបមកលោកនាយកប៉ាឃាំងស៊ូទាមទារឲ្យពួកគេស្វែងរកអ្នកលេង S បូកជាបន្ទាន់ជុំបន្ទាប់កាត់យ៉ាងលឿនទៅ2ថ្ងៃក្រោយនៅកន្លែងរបស់តួឯកយើងចនកោសាកំពុងរវល់ជួយលីងចានស្របពេលតួឯកយើងប្រាប់គាត់ថាពួកគេនឹងឡើងទៅជាន់ទី8ពេលនោះតួឯកយើងគិតថាពីជាន់ទី1ដល់ទី10គឺគ្រាន់តែជាជាន់សម្រាប់អ្នកលេងថ្មីប៉ុណ្ណោះនិយាយមួយបែបទៀតអ្វីៗគួរតែដំណើរការយ៉ាងរលូនឈុតបន្ទាប់នេះនឹងនាំយើងចូលទឹកក្នុងប៉ងតែម្ដងលើកនេះប្រព័ន្ធបានដាក់ភារកិច្ចឲ្យតួឯកយើងកម្ចាត់កកែបលាក្រហមចំនួន10ក្បាលដោយធម្មតាជនខសាក់ចាត់ការពួកវាយ៉ាងងាយស្រួលតួឯកឆ្លងផុតជាន់នេះហើយទទួលបានថ្មម៉ាណាចំនួន800ក្រាមលើពីនេះគេទទួលបានថ្នាំសះស្បើយហើយដូចរំពឹងទុកគេឈ្នះក្នុងកម្រិត F++ និងទទួលបានផ្លាកសញ្ញា Platin ពេលចេញពីប៉មនោះចនកោសាក់បានអរគុណតួឯកយើងសម្រាប់ការខិតខំប្រឹងប្រែងទោះបីជាតាមពិតទៅគេគ្រាន់តែឈោមើលដោយមិនបានធ្វើអ្វីសោះក៏ដោយចនបញ្ជាក់ថានេះជាអត្ថប្រយោជន៍នៃការធ្វើជាអ្នកកក់ហៅប៉ុន្តែបានប្រមានថាស្ថានភាពអាចនឹងលំបាកនៅពេលឆ្លងផុតជាន់ទី10ទោះយ៉ាងណាក៏ដោយតួឯកយើងមានអារម្មណ៍រំភើបហើយសម្រេចចិត្តផ្ដល់រង្វាន់ដល់ចនកោសាក់សម្រាប់ការងារនេះ
គួរឲ្យភ្ញាក់ផ្អើលចនកូសាប្រញាប់បដិសេធយកលុយដោយទាមទារថាគេចង់មើលទូរទស្សន៍វិញព្រមទាំងបន្ថែមថាគេមិនអាចចាក់ចេញពីទូឯកយើងឡើយ ទូឯកយើងដឹងភ្លាមថាវាតាក់ទងនឹងគោលការណ៍របស់ការកោះហៅនេះឯង ហេតុនេះហើយគេក៏សម្រេចចិត្តកំងសាច់មាន់មកញ៉ាំជំនួសវិញចនកូសាក់យកព្រមយ៉ាងសប្បាយចិត្តហើយជាអ្នកកំងផ្ទាល់ដោយរំលឹកថាគុំដាក់របស់ហិលឲ្យសោះ ទោះយ៉ាងណាតួឯងនឹកឃើញដល់រង្វាន់ផ្សេងទៀតហើយក៏សម្រេចចិត្តឲ្យឆ្នាំសះស្បើយនោះទៅចនតែម្ដង ចំណែកថ្មម៉ាណាវិញគេគិតថាល្មមដល់ពេលត្រូវលក់វាបដូរយកលុយសុទ្ធហើយ រំលងចូលដល់ថ្ងៃទី10ដល់ពេលទូឯកយើងត្រូវឡើងទៅជាន់ទី10ហើយដំបូងឡើយគេគ្រាន់តែចង់សាក់លបងហើយចាក់ចេញពីប៉មប៉ុណ្ណោះប៉ុន្តែដោយសារចនការឡើងប៉មនេះคล้ายជារឿងដ៏ងាយស្រួលបំផុត ពេលនេះទូឯកយើងហាក់ដូចជាភ្លេចបាត់ទៅហើយថាចនគឺជាមនុស្សឈួតដែលបានសម្លាប់ពួកឲ្យខ្ចីលុយនោះ គេនៅតែកោះហៅជនហេតុដោយសារការវិតម្លៃផ្កាយ5ជាបន្តបន្ទាប់ពេលបង្ហាញខ្លួនរបស់ចនត្រូវបានការលើក1ម៉ោងទៀត ទូឯកត្រេកអរយ៉ាងខ្លាំងហើយចនដោយធម្មតាបានសុំឲ្យចវាយទុកការងារទាំងអស់ឲ្យខ្លួនចាត់ការ ឈើបន្ទាប់គឺនាំយើងទៅកាន់ជាន់ទី10 ពេលចូលក្នុងប៉មភ្លាមប្រព័ន្ធក៏តម្រូវស្ថានភាពរបស់ទូឯកយើងឲ្យស៊ីនឹងជាន់នោះដែរ តួឯងមានអារម្មណ៍ដឹងពីឥទ្ធិពលនេះដោយក៏សម្គាល់ថាកម្លាំងកើនឡើងហើយមានម៉ាណាពេញផ្ទៃពោះឬហៅថាដានធាន ពេលនេះគេមានអារម្មណ៍ដូចសេះសឹកត្រៀមប្រយុទ្ធលទ្ធផលគឺចនកោសាក់ភាំងស្មារតីពេលទូឯកស្នើសុំជួយវាយនៅលើកនេះ គេព្យាយាមបញ្ចុះបញ្ចូលកុំឲ្យចូលរួមឡើយប៉ុន្តែតួឯកយើងនៅតែទទូចធ្វើវាដដែល តែចនបដិសេធមិនឲ្យទូឯកយកខ្លួនទៅបន្ថយឡើយ ខណៈពេលទូឯកកំពុងព្យាយាមធានាអះអាងស្រាប់តែគេមានអារម្មណ៍ថាមានអ្វីមួយលេចឡើងពីលើគេភ្លាមៗនោះគេក៏ស្រក់ញើសទៅជាក់ពេញខ្លួន នៅចំពោះមុខគឺជាកដោបសយៈទាំងភ័យរន្ធត់តួឯកឆ្ងល់ថាតើអ្នកលេងមុនឆ្លងផុតជាន់នេះដោយរបៀបណា មោទនភាពគេត្រូវលលាយហើយក៏សម្រេចចិត្តទុកឲ្យចនចាត់ការវិញក៏ដូបសេះនោះបានវាបហាសម្ដៅទៅរកចនភ្លាមមួយរំពេច តែចនកិច្ចផុតយ៉ាងនេះហើយប្រាដៃកដោបនោះជាកន្លែងជន់លោតឡើងទៅ ដោយភាពច្បាស់លាស់ចនបានកាត់កណ្ដូបនោះជាបំណែករាប់មិនអស់ តួឯកយើងឆ្លងផុតជាន់នេះឡើង level នឹងទទួលបានថ្មម៉ាណាចំនួន1គីឡូក្រាម លើសពីនេះគេឆ្លងផុតជាមួយនឹងចំណាត់ថ្នាក់ S++ និងទទួលបានផ្លាកសញ្ញា Platin ម្យ៉ាងទៀតតួឯកប្រមូលបានផ្លាកសញ្ញាគ្រប់គ្រាន់ដើម្បីដោះសោសមត្ថភាពថ្មីមួយទៀត តួឯកយើងរភើបខ្លាំងណាស់ហើយឆ្ងល់ថានឹងទទួលបានជំនាញអ្វីសម្រាប់លើកនេះ ប្រព័ន្ធប្រាប់ថាគេអាចចម្លងជំនាញមួយពីអ្នកដែលបានកោះហៅស្របពេលបញ្យលវាក៏បង្ហាញជំនាញទាំងអស់របស់ចនកូសាក់ ចនកូសាក់លើតួឯងពិបាកសម្រេចចិត្តរើសជំនាញគេក៏ស្នើឲ្យយកជំនាញឈៀងជើងសមោភ្លាមៗតែម្ដង មូលហេតុគឺជំនាញនេះអាចជួយតួឯករត់គេចខ្លួនប្រសិនបើមានរឿងអ្វីកើតឡើងចំពោះចនកូសាក់ដោយរំពឹងទុកសុវត្ថិភាពគឺជាចម្បង ទោះជាយ៉ាងណាតួឯកយើងមិនចូលចិត្តគំនិតរត់គេចខ្លួននេះទេតែទោះយ៉ាងណាក៏ដោយគេគ្មានជំរឿក្រៅពីត្រូវរៀនជំនាញនេះឡើយ តួឯកព្យាយាមបញ្ចុកបញ្ចូលខ្លួនឯងថាជំនាញនេះគ្រាន់តែសម្រាប់ការឈៀងជើងប៉ុណ្ណោះយ៉ាងណាមិញការឈៀងជើងល្អគឺសំខាន់ណាស់ក្នុងការប្រយុទ្ធពេលឆ្ងល់ថាប្រើក្រៅប៉មបានទេតួឯកដឹងថាជំនាញនេះដើរដោយការកោះហៅរបស់គេដែរគ្រាន់តែវាអត់សូវទៀងទាត់សោះ ចូលដល់ថ្ងៃទី11នៃការឡើងប៉មតួឯកយើងបានខលទៅកាន់នរណាម្នាក់ អ្នកនៅម្ខាងទៀតគឺជាផ្នែកទំនាក់ទំនងរបស់នាយកដ្ឋានគ្រប់គ្រងអ្នកភ្ញាក់រលឹក ពេលតួឯកប្រាប់ពីការភ្ញាក់រលឹករបស់គេពួកគេបានអបអរសាទរនិងផ្ដល់ការបញ្ជូនតំណែងមកជួយភ្លាមៗពេលគេប្រាប់អាសយដ្ឋានរួច តាមពិតទៅមូលហេតុដែលតួឯកយើងខលទៅនាយកដ្ឋានគឺគ្រាន់តែចង់លក់ថ្មម៉ាណាប៉ុណ្ណោះមិនមែនដើម្បីអ្វីផ្សេងទៀតឡើយ យើងមកវាយសាច់រឿងទៅកាន់នាយកដ្ឋានគ្រប់គ្រងអ្នកភ្ញាក់រលឹក នៅក្នុងឡានប្រធានក្រុមកវ៉ាងលីសួរអ្នកគ្រប់គ្រងមានអាអំពីអ្នកភ្ញាក់រលឹកកាលពីថ្ងៃមុន នាងប្រាប់ថាម្នាក់នោះមិនមែនជាអ្នកភ្ញាក់ដឹងខ្លួនកម្រិត S បូបទេធ្វើឲ្យគាត់រៀងខកចិត្តបន្តិចទោះយ៉ាងណានាងប្រាប់ថាពួកគេទើបតែទទួលបានដំណឹងអំពីអ្នកភ្ញាក់ដឹងខ្លួនម្នាក់ទៀតប្រធានក្រុមយល់ច្បាស់ហើយបញ្ជាក់ថាបើម្នាក់នោះពិតជាអ្នកភ្ញាក់ដឹងខ្លួនកម្រិត S បូមែនពួកគេត្រូវតែបញ្ចេញឲ្យអស់ពីសមត្ថភាពហើយផ្ដល់ជូនអ្វីគ្រប់យ៉ាងដើម្បីទាញយកគាត់ចូលក្រុមអិសរាជនឲ្យបាននិយាយពីអ្នកញាក់ដឹងខ្លួនកម្រិត S បូតួឯករបស់យើងកំពុងតែរវល់បោសសម្អាតផ្ទះរបស់គាត់ ស្រាប់តែពេលនោះគាត់ក៏ឮថាតំណាងមកពីនាយកដ្ឋានគ្រប់គ្រងការភ្ញាក់ដឹងខ្លួនបានមកដល់ហើយ ប្រធានក្រុមខ្វាំងលីគឺជាអ្នកឈានជើងចូលមុនគេបន្ទាប់ពីតួឯករបស់យើងបានអនុញ្ញាតឲ្យពួកគេចូលមក ក្រោយពីណែនាំខ្លួនគាត់និងអ្នកគ្រប់គ្រងមីងអាតួឯកយើងឆ្ងល់ថាហេតុអ្វីបានជានារីម្នាក់នេះធ្វើឲ្យគាត់មានអារម្មណ៍ភ័យភ្លាមនោះអ្នកគ្រប់គ្រងមីងអាបានដើរមករកតួឯកយើងដោយការសង្ស័យបន្តិចនាងសួរចំតែម្ដងថាតើគាត់គឺជាអ្នកភ្ញាក់ដឹងខ្លួនកម្រិត S បូមែនឬអត់កំសត់ប្រធានក្រុមគួងលីឈោគៀងដោយការភ្ញាក់ពើពេលឃើញបែបនេះចំណែកតួឯកយើងក៏ភ័យញ័រខ្លួនដែរនៅក្នុងចិត្តគាត់កំពុងតែស្លន់ស្លោដោយគិតថានាងប្រហែលជាមានសមត្ថភាពតាមដានឬចាប់ធម្មពលអ្វីម្យ៉ាងហើយមើលទៅ បើអញ្ចឹងមានគាត់គ្រាន់តែត្រូវកុហកហើយធ្វើខ្លួនឲ្យធម្មតាបំផុតទៅបានហើយតួឯកយើងធ្វើមិនដឹងមិនលឺខណៈដែលអ្នកគ្រប់គ្រងមីនអាសម្លឹងមើលគាត់រួចគាត់សម្គាល់ថានេះជាកាយវិការរបស់មនុស្សកុហកច្បាស់ណាស់ប្រធានក្រុមខ្វាំងលីបំរុងនឹងវាយនាងដែលនិយាយខ្វះការគូសមតែនាងគេចផុតរួចប្រាប់ថានាងនឹងប្រយ័ត្នជាងនេះនៅពេលក្រោយញាក់មកកាន់តួឯកយើងវិញគាត់សុំទោសចំពោះទង្វើរបស់នាងប៉ុន្តែតួឯកយើងប្រាប់ថាមិនអីនោះទេមុននឹងនិយាយបន្តវាមានការបង្ហាញព័ត៌មានបន្ថែមអំពីប៉មខ្មៅដ៏អាចកំបាំងតាមរយៈការធ្វើបទបង្ហាញមួយ គ្មាននរណាម្នាក់ដឹងពីប្រភពនៃប៉មខ្វៅទាំងនេះទេស្រាប់តែពួកវាលេចឡើងភ្លាមៗហើយខ្ពស់ជាងអាគារកប់ពពួកដែលខ្ពស់បំផុតទៅទៀត លើពីនេះទៅទៀតប៉មខ្មៅទាំងនោះមានរបាំងការពារមួយយ៉ាងដែលរារាំងកម្លាំងពីខាងក្រៅមិនឲ្យចូលចិត្តបានឡើយ ពេលដែលមនុស្សម្នាកំពុងឆ្ងល់ថាត្រូវធ្វើយ៉ាងណាជាមួយប៉មខ្មៅនេះស្រាប់តែក្រុមអ្នកលេងបានលេចមុខឡើងហើយទើបពួកគេដឹងថាមានតែអ្នកលេងប៉ុណ្ណោះទើបអាចចូលទៅកាន់ជាន់នីមួយៗខាងក្នុងប៉មបាន ជំនាញរបស់ពួកគេអាចប្រើបានតែនៅខាងក្នុងប៉ុណ្ណោះប៉ុន្តែនៅខាងក្រៅពួកគេគ្រាន់តែជាមនុស្សធម្មតាតែប៉ុណ្ណោះ លើពីនេះវត្ថុធាតុដើមដែលបានមកពីប៉មអាចជួយដល់សេដ្ឋកិច្ចបានយ៉ាងច្រើន
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺអ្នកលេងត្រូវតែបន្តឡើងប៉មជានិច្ចបើមិនដូច្នោះទេប៉មនេះនឹងបញ្ចេញសញ្ញាព្រមានជាសកល ប្រសិនបើគ្មានអ្នកឡើងដល់ជាប់បន្ទាប់ក្នុងរយៈពេល6ខែទេប៉មខ្មៅនេះនឹងចាប់ផ្ដើមរាប់ថយក្រោយដោយស្វ័យប្រវត្តិ ទីបំផុតវានឹងដួលរលំ ជាក់ស្ដែងនេះជាអ្វីដែលបានកើតឡើងចំពោះទីក្រុងមុំបៃហើយប្រទេសឥណ្ឌាទាំងមូលត្រូវបានបំផ្លាញស្របពេលជាមួយគ្នានឹងប៉មខ្មៅនោះដែរ ហេតុនេះហើយអ្នកលេងចាំបាច់ត្រូវតែឡើងប៉មហើយសំណាងល្អសម្រាប់ប្រទេសកូរ៉េដែលពួកគេមានប៉មតែមួយខណៈដែលប្រទេសខ្លះមានដល់តែ2ឬច្រើនជាងនេះ ប្រជាជនតែ 0.1% ទៅ 0.5% ប៉ុណ្ណោះដែលអាចក្លាយជាអ្នកភ្ញាក់ដឹងខ្លួនទោះជាមានការប្រែប្រួលនិងមានអ្នកលេងតិចតួចក៏ដោយក៏វឌ្ឍនភាពនៃការឡើងពំរបស់កូរ៉េនៅតែមានស្ថិរភាព ដូច្នេះអ្នកលេងពិតជាវារបស់រស់មែនបើគ្មានពួកគេទេគឺគ្មានអ្នកណាអាចចូលរកក្នុងប៉មខ្មៅបានឡើយ យ៉ាងណាមិញបទបង្ហាញក៏បានបញ្ចប់ដោយផ្ដល់នូវការលើកទឹកចិត្តនិងជំរុញឲ្យតួឯករបស់យើងក្លាយជាវីរបុរសម្នាក់ បន្ទាប់ពីបទបង្ហាញបានបញ្ចប់ប្រធានក្រុមក្វាំងលីក៏សូមសួរសំណួរមួយចំនួនដើម្បីជាផ្នែកមួយនៃការផ្ទៀងផ្ទាត់ព័ត៌មាន ចំណែកឯតួឯកយើងវិញយល់ថាដំណើរការទាំងនេះគឺមិនចាំបាច់សោះព្រោះគាត់គ្រាន់តែចង់លក់ថ្មម៉ាណារបស់គាត់តែប៉ុណ្ណោះ ទោះយ៉ាងណាពេលប្រធានក្រុមខ្វាំងលីសួរថាគាត់ពិតជាអ្នកភ្ញាក់ដឹងខ្លួនមែនឬអត់តួឯកយើងក៏បង្ហាញឈ្មោះម៉ាណាដើម្បីជាភស្តុតាងតែម្ដង គ្រាន់តែតួឯកយើងនិយាយលេងៗថាបានឡើងដល់ជាន់ទី10ភ្លាមទាំងប្រធានក្រុមគួងលីនិងអ្នកគ្រប់គ្រងមីនអាបានសម្លឹងមើលមុខគ្នាទៅវិញទៅមក ពេលនេះអ្នកគ្រប់គ្រងមីនអាចាប់ផ្ដើមសង្ស័យដោយគិតថាតួឯកយើងពិតជាកម្រិត Facebook បុកមែនឬអត់ដោយគិតបែបនេះនាងក៏សួរតួឯកយើងថាតើធ្លាប់បានឮអំពីសេចក្តីប្រកាសជាសាធារណៈដែលកំពុងល្បីថ្មីៗនេះដែរឬទេ តួឯកយើងឆ្លើយតបដោយស្មោះត្រង់ប៉ុន្តែប្រធានក្រុមខ្វាំងលីបញ្ជាក់ប្រាប់ថាគាត់មិនគួរមានអារម្មណ៍ភ័យខ្លាចនោះទេ គាត់មិនមែនគ្រាន់តែភ័យទេគឺឡើងញ័រខ្លួនទៅហើយដោយបារម្ភថាក្រែងលោកពួកគេចាប់ផ្ដើមសង្ស័យអ្វីម្យ៉ាង ទោះយ៉ាងណាប្រធានក្រុមក្វាំងលីបន្តបញ្យល់ពីលក្ខខណ្ឌនៃកិច្ចសន្យាដោយបន្ថែមថានាយកដ្ឋានរបស់ពួកគេគ្រប់គ្រងក្រុមចំនួន 2 គាត់ផ្ដើមពីក្រុមទូទៅមុនពួកគេគឺជាបណ្ដុំនៃបុគ្គលដែលចង់រុករកជាន់ផ្សេងៗនៃប៉មដោយខ្លួនឯងដែលនិយាយឲ្យស្រួលស្ដាប់គឺអ្នកធ្វើការឯករាជ្យក្រុមទី2គឺក្រុមអិសរាជជនជាន់ខ្ពស់ពួកគេមានតំណែងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលហើយត្រូវរ៉ាប់រងកាតព្វកិច្ចធ្ងន់ធ្ងរជាងនេះឆ្ងាយណាស់ ជាការតបស្នងពួកគេទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ឧទាហរណ៍នៃអត្ថប្រយោជន៍ទៅនេះគឺការការពារសុវត្ថិភាពព្រោះអ្នកលេងនៅតែជាមនុស្សធម្មតាពេលចេញពីប៉ុម លើពីនេះពួកគេទទួលបានប្រាក់ខែប្រចាំឆ្នាំចំណែកឯតួឯកយើងវិញមិនបានយកចិត្តទុកដាក់ស្ដាប់សូម្បីតែបន្តិចតាំងពីដើមមក គាត់ដឹងថាបើពួកគេដឹងថាគាត់ជាកម្រិត S បូកគាត់ច្បាស់ជាខ្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍ដែលនេះជារឿងដែលគាត់មិនចង់បានបំផុត ដោយសារតែរឿងនេះគាត់ក៏បានកាត់សម្ដីប្រធានក្រុមខ្វាំងលីកណ្ដាលទីដោយក្តីគួរសម ប្រធានក្រុមខ្វាំងលីពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលតួឯករបស់យើងប្រាប់ថាគាត់មិនចាប់អារម្មណ៍នឹងក្រុមពិសេសនោះទេ គេបញ្យល់ថាគេសុខចិត្តនៅក្រុមធម្មតាវិញទោះជាប្រធានក្រុមខ្វាំងលីខំនិយាយបញ្ចុះបញ្ចូលពីអត្ថប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ តួឯកយើងសារភាពត្រង់ៗថាការឡើងប៉មគឺគ្រោះថ្នាក់ហើយពិតជាគួរឲ្យខ្លាចមែន និយាយឲ្យខ្លីទៅគេសុខចិត្តទទួលត្រឹមរង្វាន់សមរម្យបានហើយ ពេលនោះអ្នកគ្រប់គ្រងមីណាមើលប្រធានក្រុមខ្វាំងលីបញ្ចុះបញ្ចូលតួឯកមិនបានសម្រេចមើលទៅដូចអ្នកលក់ដេញដោភ្ញៀវដែលគេអត់ចាប់អារម្មណ៍ចឹង នាងគិតក្នុងចិត្តថាមនុស្សទូទៅដឹងស្រាប់ហើយថ្ងៃណាមួយពួកគេនឹងដល់ទីបញ្ចប់ហើយមិនអាចបន្តឡើងប៉មបានទៀតទេតែការហ៊ានសារភាពត្រង់ៗពេកបែបនេះគឺជារឿងប្លែកមួយ ទោះជាថ្ងៃក្រោយតួឯកយើងចូលក្រុមកម្ពុជាមែនក៏គេត្រឹមជាបន្ទុកប៉ុណ្ណោះព្រោះគេអត់មានមហិច្ឆតាចង់ឡើងប៉មនឹងទាស់តែសោះ ទីបំផុតតួឯកយើងធូរទ្រូងខ្លាំងពេលប្រធានក្រុមខ្វាំងលីយល់ព្រមគោរពតាមជំរឿសរបស់គេដូច្នេះគាត់ស្នើឲ្យតួឯកចូលក្នុងប៉មដើម្បីធ្វើតេស្តចុងក្រោយបញ្ជាក់ថាគេពិតជាភ្ញាក់រលឹកមែន មុនពេលចូលគាត់ស្នើឲ្យតួឯកឆ្លៀតឱកាសនេះវាយបំបែកមួយជាន់ទៅព្រោះអ្នកលេងម្នាក់អាចចូលប៉មបានតែម្ដងប៉ុណ្ណោះក្នុងមួយថ្ងៃ តួឯកដឹងភ្លាមថាជាការសាកល្បងទៅរំលឹកថាជាទូទៅការនេះត្រូវចំណាយពេលដល់2ម៉ោង អ្នកគ្រប់គ្រងមីណាប្រាប់ថាកុំខ្វល់ពីពួកគេអីយ៉ាងណានេះជាការងារពួកគេទេ តួឯកក៏សម្រេចចិត្តចូលក្នុងប៉មដោយប្រាប់ពួកគេឲ្យស្នាក់នៅតាមសប្បាយចុះពេលគេមិននៅ ថាហើយគេក៏ទេលេផតចូលក្នុងប៉ម ប្រធានក្រុមខ្វាំងលីឃើញបែបនេះក៏ជឿថាតួឯកពិតជាអ្នកភ្ញាក់រលឹកមែនរួចក៏សួរយោបល់ពីអ្នកគ្រប់គ្រងមីណានាងតបទៅចាត់ទៅចាក់ថាតាមការសង្កេតនេះមើលមិនដឹងទេថាតួឯកយើងខ្លាំងឬអត់ ប៉ុន្តែគេគំសាកពេកហើយត្រឹមចំណុចនេះវាគ្រប់គ្រាន់ធ្វើឲ្យនាងជឿថាគេនឹងបញ្ចប់ត្រឹមជាន់ទី11 ប្រធានក្រុមខ្វាំងលីស្ដាប់ពេលនាងបន្តទៀតថាជាន់ទី11គឺជាការតេស្តភាពភ័យខ្លាចគាត់ក៏ដឹងភ្លាមថានាងកំពុងនិយាយពីក្អែបកន្ទុយវែងសាហាវនោះតួនាងដឹងថាវាមិនពិបាកសម្លាប់មែនតែពេលសកម្មនេះគឺត្រូវសម្លាប់ពួកវារាប់រយក្បាល ដោយសារស្ថានភាពដ៏រន្ធត់នេះនាងជឿថាតួឯកយើងច្បាស់ជាមិនអាចទប់ទល់បានឡើយទើបនាងហ៊ានធានាថាគេច្បាស់ជាមិនហ៊ានដើរចេញពីតំបន់សុវត្ថិភាពនោះទេប្រធានក្រុមខ្វាំងលីគិតថានាងនិយាយត្រូវហើយក៏សម្រេចចិត្តរាយការណ៍ប្រាប់នាយកពីបេក្ខជនដែលបរាជ័យម្នាក់ទៀតងាកមកក្នុងប៉មនេះវិញតួឯកបានកោះហៅចនដោយធម្មតាគេក៏អរគុណតួឯកដែលបានហៅគេចេញមក គ្រាន់តែឃើញបេសកកម្មសម្រាប់ក្អែកកតុយវែងយៈ100ក្បាលភ្លាមតួឯកយើងចង់ក្អួតដូចអ្នកគ្រប់គ្រងមីណាទីទុកមែនតែចង់ស្ម័គ្រចិត្តចាត់ការទាំងសบายចិត្តដែលប្រាប់ថាសុំពេលយ៉ាងយូរត្រឹម5នាទី ប៉ុន្តែចនភ្ញាក់ផ្អើលខ្លាំងពេលតួឯកយើងបញ្ជាក់ឲ្យគេប្រមាញ់យឺតសម្រាប់ជុំនេះ ក្រោយពេលបញ្យល់ពីស្ថានភាពនិងហេតុផលដែលហៅគេមកក្នុងប៉មជាជាងនៅខាងក្រៅចនកោសាក់ក៏លើកមេដាយឆ្លើយតបដោយប្រាប់ថាគេយល់ហើយ គេសែងញញឹមបែបភ្លឺៗដោយទៅតែរកឃើញអត្តកំបាំងដោះស្រាយបញ្ហាអត់ឃ្លានលើលោកអញ្ចឹងពេលចនកោសាក់សម្រាប់ក្អែបមួយក្បាលយ៉ាងងាយតួឯកយើងក៏រំលឹកឲ្យប្រមាញ់យឺតសិន ដូច្នេះចនយល់ព្រមហើយចេញទៅវាយបន្តតែភ្លាមនោះតួឯកយើងក៏ត្រូវគេលួបវាយដោយមិនដឹងខ្លួន ក្អែបជាច្រើនក្បាលលូតវាយប្រហារធ្វើឲ្យគេប្រើស្គីរត់គេចមិនទាន់ឡើយសំណាងល្អចនកោសាក់ចាប់អារម្មណ៍ទាន់គេវឹបតេលេផតមកកម្ចាត់ពួកវាខ្ទេចអស់តែម្ដង ឃើញបែបនេះតួឯកយើងអរគុណខ្លាំងណាស់
តែនៅតែទាមទារឲ្យជន់ប្រមាណយឺតៗដដែលជាអកុសលច្បាប់ក៏ហៅត្រូវតែអតិភិបលទ្ធផលគឺតួឯកយើងគាំងហួសចិត្តព្រោះចន់បញ្ចប់បេសកកម្មទាំងមូលក្នុងរយៈពេលត្រឹមតែ5នាទីប៉ុណ្ណោះប្រព័ន្ធពំក៏ទម្លាក់រង្វាន់ឲ្យភ្លាមក្រោយពីវាយឈ្នះដោយធម្មតាតួឯកចេញមកជាមួយចន់ឯកំឡោះនេះក៏និយាយសុំទោសញាក់មកទីស្នាក់ការវិញអ្នកគ្រប់គ្រងមីណាមើលម៉ោងដោយគិតថាបើតួឯកយើងជាកម្រិត S បូកមែនពេលនេះគេគួរតែចេញមកក្រៅហើយ កំពុងនិយាយសុកសុងនាងស្រាប់តែគាំងធ្វើឲ្យប្រធានក្រុមខ្វាំងលីងឿងឆ្ងល់យ៉ាងខ្លាំង នាងសម្លឹងមើលសេចក្តីប្រកាសស្របពីនោះដែរតួឯកយើងក៏ដើរចេញពីប៉មមកមើលទៅប្រធានក្រុមខ្វាំងលីប្រហែលមិនមែនជាអ្នកញាក់លុកទេពួកគាត់អត់មាន system ហើយមិនយល់សាច់រឿងទេដូច្នេះអ្នកគ្រប់គ្រងមីណាក៏ប្រាប់គាត់ថាតួឯកយើងបានចេញពីប៉មនៅពេលតែមួយដែលសេចក្តីប្រកាសនោះលោតឡើងល្មមពេលនោះតួឯកយើងបញ្ជាចន់យ៉ាងត្រជាក់ស្រេបតួឯកចង់បិទមាត់ពួកគេតែតាមទម្លាប់ជន់កោសាក់បុកលើករត់ទាំងពីរប្រកាសជាត្រូវគេចងបួលលើក្បាលជាជីមិនខានសំណាងល្អវាគ្រាន់ជាការស្រមៃរបស់តួឯកទេឯប្រធានក្រុមខ្វាំងលីឆ្ងល់ថាតួឯកយើងមិនអីទេមែនទេ តមកវិញគាត់ក៏សំទោសគាត់គ្រាន់តែគិតច្រើនដោយគ្មានហេតុផលសោះដូច្នេះប្រធានក្រុមគួងលីសម្រេចចាត់បញ្ជាក់ពីការផ្ដល់ជូនរបស់គេម្ដងទៀត ប៉ុន្តែមុនពេលគេអាចនិយាយបានតួឯករបស់យើងបញ្ជាក់យ៉ាងច្បាស់ថាវាប្រកាសជាមានការយល់ច្រឡំហើយព្រោះមិនមែនគាត់ទេជាអ្នកដែលភ្ញាក់ដឹងខ្លួនកម្រិត S បូកនោះគាត់ចាត់ទុកការចេញមកក្រៅរបស់គាត់នឹងពេលវេលានៃការប្រកាសនោះថាគ្រាន់តែជាការចៃដន្យធម្មតាប៉ុណ្ណោះប្រធានក្រុមពិតជាកាំងនិយាយលេងចេញតែម្ដងនៅពេលដែលបានលើកបែបនេះទោះជាយ៉ាងណាក៏ដោយគាត់ប្រាប់តួឯកយើងថាដោយសារតែពេលនេះគាត់បានភ្ញាក់ដឹងខ្លួនហើយគាត់នៅតែត្រូវចុះហត្ថលេខាលើកិច្ចសន្យាដដែលប៉ុន្តែតួឯករបស់យើងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ឃើញថាកិច្ចសន្យានោះគឺសម្រាប់តែក្រុមពិសេសប៉ុណ្ណោះប្រធានក្រុមគងលេងបញ្ជាក់ថាការគិតរបស់គាត់គឺពិតជាត្រឹមត្រូវប៉ុន្តែគាត់បានបន្ថែមថាកិច្ចសន្យាមួយនេះគឺមានភាពខុសប្លែកពីកិច្ចសន្យាក្រុមពិសេសធម្មតាព្រោះថាមួយនេះគឺជាកិច្ចសន្យាសម្រាប់ក្រុមកម្ពុជាពិសេសបំផុតតែម្ដងរៀបរាប់ពីអត្ថប្រយោជន៍ផ្សេងៗគាត់បញ្យល់ថាប្រាក់ខែប្រចាំឆ្នាំរបស់តួឯកយើងនឹងមានចំនួន 12,000 លានវ៉ុន បន្ថែមពីលើនេះគាត់នឹងមានក្រុមសន្តិសុខការពារផ្ទាល់ខ្លួនមួយទៀតផងហើយហាក់ដូចជានៅមិនទាន់គ្រប់គ្រាន់គាត់ថែមទាំងទទួលបានអភ័យឯកសិទ្ធិពិសេសមួយទៀតផង និយាយឲ្យងាយយល់តួឯករបស់យើងនឹងត្រូវបានគេគោរពដូចជាអភិជនអញ្ចឹងប៉ុន្តែគាត់មិនបានបង្ហាញភាពរំភើបសូម្បីតែបន្តិចបន្ទាប់ពីបានលើរឿងទាំងអស់នេះ បច្ចុប្បន្ននេះកិច្ចសន្យាប្រភេទនេះគឺត្រូវបានផ្ដល់ជូនតែអ្នកលេងចំណាត់ថ្នាក់កំពូល You Killman ប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយតួឯករបស់យើងនៅតែបដិសេធយ៉ាងដាច់អហង្ការគាត់បញ្យល់យ៉ាងច្បាស់ថាគាត់នឹងមិនព្រមខ្លាចជាអ្នកលេងនោះទេប្រសិនបើគាត់នឹងទទួលបានកិច្ចសន្យាធម្មតាដូចគេឯង ជាការឆ្លើយតបប្រធានក្រុមខ្វាំងលីបានសួរថាហេតុអីបានជាគាត់ហាក់ដូចជាប្រឆាំងនឹងគំនិតមួយនេះខ្លាំងម្ល៉េះ តួឯករបស់យើងបានប្រាប់យ៉ាងច្បាស់ថាគាត់ពិតជាស្អប់ការចាប់អារម្មណ៍ខ្លាំងណាស់ អ្នកទាំងពីរសង្កេតមើលគាត់យ៉ាងយកចិត្តទុកដាក់ហើយក៏ឈានដល់ការសន្និដ្ឋានរួមមួយពួកគេគិតថាតួឯករបស់យើងគឺជាមនុស្សដែលចូលចិត្តនៅតែឯងបំផុត ប្រធានក្រុមកងលីសម្រេចចិត្តថាល្អបំផុតគួរតែត្រឡប់ទៅវិញហើយមិនបង្ខំគាត់នោះទេដូច្នេះគាត់ក៏យល់ព្រមផ្ដល់ជូនតួឯករបស់យើងនៅកិច្ចសន្យាស្តង់ដារធម្មតាមួយ ពេលកំពុងបិទការចរចាការគិតរបស់តួឯកយើងក៏បានពន្យល់ពីជំរឿនរបស់គាត់គាត់ដឹងថាអ្នកមើលច្បាស់ជាមានអារម្មណ៍ធុញធាប់ប៉ុន្តែការទទួលយកកិច្ចសន្យាក្រុមពិសេសគឺពោពេញទៅដោយការទទួលខុសត្រូវដ៏ធំធេងនិយាយម្យ៉ាងទៀតការឡើងប៉មគឺមិនមែនជាជំរឿនទៀតនោះទេវាបានក្លាយទៅជាកាតព្វកិច្ចទៅហើយ មិនបាននិយាយទេថាអ្នកលេងនឹងត្រូវចូលទៅក្នុងប៉មដែលមិនទាន់បានរុករកដែលប្រៀបបាននឹងការចូលទៅកាន់តំបន់ដែលគ្មាននរណាម្នាក់ស្គាល់ តួឯករបស់យើងពិតជាមិនចង់បានសម្ពាធដ៏ធ្ងន់ធ្ងរបែបនេះនោះទេមិនបាននិយាយទេគាត់សំបីតែមិនទាន់ដឹងច្បាស់ខ្លួនឯងផងថាគាត់ចង់បន្តការឡើងប៉មនេះទៀតឬក៏អត់ពេលក្រោយមកយើងត្រូវបាននាំទៅកាន់នាយកដ្ឋានគ្រប់គ្រងការភ្ញាក់ដឹងខ្លួននៅខាងក្នុងការិយាល័យនាយកលោកនាយកផាកខ្ញុំសួរឆ្ងល់ថាតើរបាយការណ៍ដែលគាត់កំពុងមើលនេះគឺជាការពិតឬក៏យ៉ាងណា ប្រធានក្រុមគងលីងូក្បាលគាត់បញ្ជាក់ថាតួឯកយើងគឺជាអ្នកភ្ញាក់ដឹងខ្លួនកម្រិត AS បូកប៉ុន្តែលោកនាយកនៅតែមិនយល់ដូច្នេះគាត់ក៏បញ្យល់ថាតួឯករបស់យើងមានចរិតលក្ខណៈប្លែកខុសគេបន្តិចគាត់បន្ថែមថាគេគ្រាន់តែជាពលរដ្ឋធម្មតាម្នាក់ដែលជាប្រភេទមនុស្សដែលគាត់កម្រនឹងជួបប្រទះបំផុតលោកនាយកផាកខ្ញុំសួរហាក់ដូចជាមានការសង្ស័យដោយឆ្ងល់ថាតើពួកគេប្រហែលជាមានការយល់ច្រឡំអ្នកគ្រប់គ្រងមីណាមិនយល់ស្របនោះទេនាងបញ្យល់ថាការចេញពីប៉មរបស់តួឯកយើងគឺត្រូវគ្នាទាំងស្រុងទៅនឹងពេលវេលានៃការប្រកាសនោះតែម្ដង ពេលបានលើបែបនេះបរិកក្បាលទំពេកក៏ចាប់ផ្ដើមមានអារម្មណ៍ពុះកញ្ជ្រោលឡើងភ្លាមគាត់កត់សម្គាល់ថាទោះបីជាតួឯករបស់យើងជាមនុស្សឯកោក៏ដោយគោលដៅចម្បងរបស់ពួកគេនៅតែជាការតាក់ទាញគាត់ឲ្យបានប្រធានក្រុមគងលីយល់ស្របហើយសន្យាថានឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើឲ្យតួឯករបស់យើងចូលរួមជាមួយក្រុមពិសេសឲ្យទាល់តែបានញ៉ាំបាននិយាយពីតួឯករបស់យើងវិញដែលជាមនុស្សទុនខ្សោយសំបីតែរបៀបធ្វើមុខខឹងក៏គេមិនចេះធ្វើផងនោះ ចឹងគឺសក្តិគ្រាន់តែសំទោសខណៈដែលតួឯករបស់យើងនៅតែបន្តធ្វើចរិតកាចនិងបញ្ចេញកំហឹងមិនឈប់ យ៉ាងណាមិញពួកយើងត្រូវបាននាំទៅកាន់ជាន់ទី 12 នៃប៉មខ្មៅប្រព័ន្ធរបស់ប៉មបានដាក់ភារកិច្ចឲ្យតួឯករបស់យើងក្នុងការកម្ចាត់ពួកសត្វកំប្រុកលំពេងទឹកកកទាំងអស់នោះពេលក៏ហៅចន់មកតួឯករបស់យើងបានរំលឹកគាត់ឲ្យប្រមាណយឺតលើកនេះចន់យកព្រមហើយក៏ចេញដំណើរទៅបំពេញបេសកកម្មភ្លាមគ្រាន់តែតួឯករបស់យើងគិតថាបុរសម្នាក់នេះនឹងព្រមស្ដាប់តាមស្រាប់តែគាត់ដឹងខ្លួនថាជាន់ទី 12 នេះវាមានសភាពត្រជាក់ខ្លាំងប៉ុណ្ណាទោះបីជាគាត់បានត្រៀមខ្លួនរួចក៏គាត់មិននឹកស្មានថាវាត្រជាក់ខ្លាំងដល់ថ្នាក់នេះទេដោយមិននឹកស្មានដល់ចន់គាត់សម្គាល់ឃើញតួឯករបស់យើងហើយសន្និដ្ឋានថាគាត់កំពុងតែរងទុក្ខដោយសារតែភាពត្រជាក់នេះមុនពេលតួឯករបស់យើងអាចបញ្យល់បានចន់ក៏ស្ទុះចូលទៅប្រយុទ្ធបាត់ទៅហើយតើលទ្ធផលទៅជាយ៉ាងណា
គាត់បានកំចាត់សត្វកំប្រុកទាំងនោះក្នុងរយៈពេលដ៏លឿនបំផុតសម្រាប់គាត់តួឯករបស់យើងអាចនឹងស្លាប់ដោយសារតែជំងឺផ្ដាសាយធម្មតាមួយនេះជាក់ជាមិនខាន តួឯករបស់យើងគ្រាន់តែឈរនៅទីនោះហើយឆ្ងល់ថាតើផែនការរបស់គាត់ខុសឆ្គងនៅត្រង់ណា ទោះជាយ៉ាងណាក៏ដោយគាត់នៅតែទទួលបានរង្វាន់សម្រាប់ការបញ្ចប់ជាន់នេះក្នុងល្បឿនដ៏លឿនបំផុត ក្នុងពេលជាមួយគ្នានេះប្រធានក្រុងកាំងលីនិងអ្នកគ្រប់គ្រងមីណាទទួលបានដំណឹងថាតួឯករបស់យើងទើបតែបញ្ចប់ការរុករកនៅជាន់ទី12បានសម្រេច ពេលដែលពួកគេត្រឡប់មកវិញចន់ព្យាយាមនិយាយលេងសើចដើម្បីធានាអះអាងប្រាប់គាត់ថាពេលនេះគាត់មានសុវត្ថិភាពហើយ គេរៀបនឹងទៅមើលទូទៅហើយពេលដែលតួឯករបស់យើងបានលុបចោលការកោះហៅរបស់គាត់ សម្រាប់ពួកឯករបស់យើងគេមិនស័ក្តិសមទទួលបានរង្វាន់នោះទេប្រសិនបើគេមិនអាចធ្វើតាមការណែនាំសាមញ្ញបាននោះនៅជាន់ទី13រឿងរ៉ាវដដែលក៏បានកើតឡើងម្ដងទៀត ជាន់កោសាបានចេញមុខប្រយុទ្ធជំនួសតួឯករបស់យើងម្ដងទៀតហើយប្រវត្តិសាស្ត្រក៏បានកើតឡើងដដែលនៅឯជាន់ទី14 ពេលនេះតួឯកយើងនិយាយលេងចេញហើយគាត់វាយឈ្នះជាន់នេះជាមួយចំណាត់ថ្នាក់ S បូកនឹងទទួលបានរង្វាន់ដូចធម្មតា ក្រោយមកតួឯកយើងបានពិនិត្យមើលគណនីធនាគារហើយឃើញលុយពីការលក់ថ្មម៉ាណារួមជាមួយប្រាក់ឧបត្ថម្ភសម្រាប់អ្នកលេងទូទៅផងដែរ គាត់គិតលុយសរុបដែលរកបានយ៉ាងលឿនដោយបូកបញ្ចូលគ្នាជាមួយថ្មម៉ាណាដែលទើបនឹងបានពីប៉មការពីពេលថ្មីនេះទឹកប្រាក់សរុបមានប្រហែល7លានវ៉ុនក្នុងពេលត្រឹមតែ2សប្តាហ៍ប៉ុណ្ណោះ លើសពីនេះបើគ្រប់យ៉ាងរលូនគាត់អាចរកលុយបាន1លានវ៉ុនរាល់ថ្ងៃមានន័យថាប្រហែល30លានវ៉ុនក្នុងមួយខែ ថ្ងៃបន្ទាប់តួឯកយើងបានកោះហៅចន់កូសាក់ដែលភ្លាមនោះបានសុំទោសនិងអរគុណសម្រាប់កាយ5បើទោះជាស្នាដៃគាត់មិនសូវល្អក៏ដោយ យ៉ាងណាមិញចន់ពិតជាភ្ញាក់ផ្អើលពេលតួឯកយើងប្រាប់គាត់ឲ្យ ធ្វើអ្វីក៏បានពេលកំពុងប្រមាញ់ព្រោះលេងចាំបាច់លាក់បាំងទៀតហើយដោយសារនិយាយកថាគ្រប់គ្រងអ្នកភ្នាក់ដឹងខ្លួនបានដឹងរឿងគ្រប់យ៉ាងអស់ទៅហើយ មិនបាញ់និយាយគាត់នឹងបានជំនាញថ្មីពេលវាយឈ្នះជាន់ទី15ជាមួយចំណាត់ថ្នាក់ S បូកនិយាយចប់គាត់ប្រាប់ចន់ថាដល់ពេលចូលក្នុងប៉មហើយ ប្រព័ន្ធបញ្ជាក់ថាគាត់បានចូលដល់ជាន់ទី15នៃប៉ងខ្មៅហើយបេសកកម្មរបស់គាត់គឺត្រូវកម្ចាត់ពួកកម្មករ Goblin តួឯកយើងគិតក្នុងចិត្តថានេះជាលើកទី1ដែលឃើញបិសាចរាងដូចមនុស្ស ទោះបី Goblin ខ្សោយក៏ដោយពួកវាមានប្រាជ្ញាខ្លះៗដែលមានន័យថាការឡើងទៅជាន់កាន់តែខ្ពស់និងកាន់តែពិបាកមិនខាន យ៉ាងណាក្តីចន់ពោធិ៍សាក់នៅតែសម្រេចចិត្តចាត់ការគ្រប់យ៉ាងដូចធម្មតាដោយសារ Goblin មានល្បិចច្រើនគាត់ក៏ប្រាប់តួឯកយើងឲ្យលាក់ខ្លួនឲ្យចិត្តផង គាត់ញញឹមចង់មាត់ហើយបញ្យល់ថាគាត់មានគម្រោងកម្ចាត់ពួកវាទាំងអស់តែម្ដង តួឯកយើងឈោមើលចន់បើកជំនាញលាក់ខ្លួនហើយភ្លាមនោះគាត់ចាប់ដើមកាត់ក្បាលពួក Goblin យ៉ាងងាយស្រួលបំផុត តួឯកយើងវាយឈ្នះជាន់ទី15បានឡើងកម្រិតនិងទទួលបានថ្មម៉ាណា 1.5 គីឡូក្រាមរួមជាមួយថ្នាំសះស្បើយ5ដប ដោយធម្មតាក៏ទទួលបានប្រាក់ខ្លាទី1សម្រាប់ល្បឿនជំរះជាន់កម្រិត S បូក ក្រោយមកតួឯកយើងក៏បានចាក់ចេញពីប៉មជាមួយចន់ ពេលបើកមើលឃ្លាំងគាត់ដឹងថាគាត់ប្រមូលបានប្រាក់ផ្លាទីន15ហើយ ដោយដែលគិតទុករាល់ពេលប្រមូលបានប្រាក់ផ្លាទីន5ជាប់គ្នាគាត់នឹងបើកបានជំនាញមួយលើកមុនជំនាញនោះអនុញ្ញាតឲ្យគាត់ចម្លងវិជ្ជាមួយពីអ្នកដែលគាត់ក៏ហៅពេលនេះតួឯកយើងឆ្ងល់ថាគាត់នឹងទទួលបានអ្វីទៀតសម្រាប់លើកនេះ ចូលដល់វគ្គបន្ទាប់តួឯកយើងទទួលបានប្រដាប់ការពារថាមពលជារង្វាន់ដែលមើលទៅដូចជាខ្សែដៃអញ្ចឹង យ៉ាងណាមិញប្រព័ន្ធបានបញ្យល់ថាប្រដាប់ការពារថាមពលនេះជួយការពារគាត់ដោយស្រូបយកការខូចខាតដល់កម្រិតជាក់លាក់មួយ វានឹងបាត់ទៅវិញហើយលេចឡើងវិញក្រោយ5ម៉ោងលើសពីនេះរបាំងនេះផ្លាស់ប្ដូរទៅតាមកម្រិតរបស់គាត់ផងដែរមានន័យថាគាត់កាន់តែខ្លាំងការការពាររបស់គាត់ក៏កាន់តែក្រាស់ដែរតួឯកយើងដឹងថាវាដូចជាឲ្យក្រោះការពារខ្លួនហើយដែលសារមិនមែនជារបស់ប្រើតែក្នុងប៉មវាអាចប្រើបានសូម្បីក្នុងពិភពពិតហេតុនេះតួឯកយើងលួចគិតថាគួរលក់វាទេតែមិននឹងបានបើមានរង្វាន់ល្អៗជាច្រើននៅខាងមុខនោះ គាត់សួរទាំងរំភើបថាចន់អាចយក S បូកនៅចន់ទី16បានទេចន់ក៏ក្រវីក្បាល តួឯកយើងភ្ញាក់ផ្អើលមួយផ្លែតនេះជាលើកទី1ហើយដែលគាត់ឮសម្ដីបែបនេះចេញពីចន់ ទោះយ៉ាងណាមុននឹងដឹងថាគាត់ចង់ធ្វើអ្វីបន្តទស្សនវិជ្ជាក៏ងាកទៅកាន់នាយកដ្ឋានគ្រប់គ្រងអ្នកភ្នាក់ដឹងខ្លួនវិញ មើលទៅយូរដែរហើយដែលចំណិតថ្នាក់ US បូកមិនបានធ្វើបច្ចុប្បន្នភាពអ្នកគ្រប់គ្រងមីណាបញ្ជាក់ថាគឺ15ថ្ងៃហើយ ចំណែកប្រធានក្រុមកាំងលីបន្ថែមថាពួកគេសង្ស័យថាតួឯកយើងប្រកាសជាកំពុងជាប់នៅជាន់ទី15ហើយ រឿងនេះធ្វើឲ្យនាយកផាក់ខាំងស៊ូធុនថប់យ៉ាងខ្លាំងគាត់ឆ្ងល់ថាមិនក៏ប្រេះប្រទានទេពកសលដល់មនុស្សកំសាកបែបនេះសោះ ប៉ុន្តែប្រធានក្រុមជឿថាតួឯកយើងមិនបានជាប់ទេព្រោះភាពលំបាកការឡើងចាប់ពីជាន់ទី16ហើយស្នើឲ្យពួកគេរងចាំសិន មួយវិនាទីបន្ទាប់គាត់ទទួលបានសារមួយថាតួឯកយើងចង់មកអាគាររបស់ពួកគេនិងសុំចូលទៅកាន់ហាងរបស់អ្នកលេងលើបែបនេះនាយកផាក់យ៉ងស៊ូក៏ចាប់ដើមគុំសាច់រឿងចូលគ្នាវាបង្ហាញថាតួឯកយើងបានត្រឡប់ទៅវាយជាន់ទី15ដដែលដើម្បីប្រមូលលុយសោះប្រធានក្រុមកាំងលីនឹកឃើញថាគាត់គ្មានអាវុធសោះពេលពួកគេចុះទៅនោះហើយនេះប្រហែលជាហេតុផលដែលគាត់មិនទាន់សាក់ជាន់ទី16 ពេលនេះទើបនាយកផៃយ៉ុងស៊ូដឹងថាគាត់វាយតម្លៃលឿនពេក ដូច្នេះគាត់ប្រាប់ពួកគេថាពេលតួឯកយើងចូលក្នុងអាគារភ្លាមគ្រប់របស់របរនិងអាវុធត្រូវតែលក់បញ្ចុះតម្លៃឲ្យគាត់ថោក យ៉ាងណាមិញមុននឹងបន្តទៅមុខទៀតយើងត្រឡប់ទៅកាលពី15ថ្ងៃមុននៅក្នុងប៉មតួឯកយើងបានបញ្ជាឲ្យចន់យកកាំបិតចាក់គាត់ ចន់បានបដិសេធដោយប្រាប់ថាសុខចិត្តកាត់ដៃខ្លួនឯងចោលល្អជាងបើទោះជាតួឯកយើងគ្រាន់តែចង់សាក់លបងមើលថាតើរបាំងធម្មពលនោះដើរឬអត់ក៏ដោយ គាត់មិនយល់ទេថាហេតុអីក៏ប្រុសម្នាក់នេះធ្វើជារឿងធំឡេះចុងក្រោយតួឯកយើងសម្រេចចិត្តចាក់ខ្លួនឯងតែម្ដងដែលធ្វើឲ្យចន់ឈោគាំងស្លាំងកាំង ឃើញបែបនេះចន់កូសាប្រងកាត់ដៃខ្លួនឯងចោលបាត់ទៅហើយតែតួឯកយើងខាត់ឲ្យគាត់នៅស្ងៀមសិន មើលទៅគាត់ភ្លេចបើករបាំងធម្មពលការពារក្រោយពេលផឹកថ្នាំព្យាបាលខ្លួនឯងរួចចន់អង្វរគាត់កុំឲ្យធ្វើរឿងបថុយបែបនេះទៀតពេលនេះចន់ចេញទៅប្រមាញ់ពួក Goblin តាមការណែនាំរបស់តួឯកយើងហើយពេលចន់កំពុងរវល់តួឯកយើងក៏ឆ្លៀតពេលនេះដើម្បីវឹកហាត់ជំនាញរបស់គេឲ្យស្ទាត់គិតហើយគេក៏ប្រើជំនាញ Shadow Step ភ្លាមមួយវិនាទីក្រោយមកអារម្មណ៍ពិតជាដូចគេកំពុង teleport អញ្ចឹងពេលប្រើជំនាញនេះតួឯកយើងមានអារម្មណ៍ថាខ្លួនស្រាលស្ញាយទើបដឹងថាហេតុអីចន់ចង់ឲ្យគេរៀនវាមុនគេ
កំពុងសាក់លបងជំនាញសុកគេក៏រត់ទៅបុកកបលីមួយក្បាលដោយចៃដនតួឯងយើងភ្ញាក់ព្រឺតពីដឹងថាអាកបលីនេះកំពុងលាក់ខ្លួនពួនចន់សោះអាកបលីនោះដឹងថាតួឯងយើងកំពុងខ្លាចក៏ស្ទុះមករកគេតែម្ដងសំណាងល្អលើកនេះតួឯងយើងនឹកឃើញបើករបាំងធម្មពលការពារទាន់គេទាត់កបលីនោះមួយជើងហោះប៉ាំងទៅម្ខាងចន់ឃើញបែបនេះក៏កាប់វាដាច់ជាពីរភ្លាមតែម្ដងដោយសរសើរការទាត់អំបញ្ញមិញគាត់ក៏សួរថាតើតួឯងយើងធ្លាប់លេងបាល់ទាត់ដែរឬអត់បន្ទាប់មកដោយបារម្ភពីសុវត្ថិភាពតួឯងយើងចន់ក៏ស្ទុះមករកគេភ្លាមគាត់សួរថាតួឯងយើងមានកើតអីអត់តែមិនទាន់ទាំងបានឆ្លើយផងគាត់ក៏ចាប់ផ្ដើមឆែកមើលរបួសលើខ្លួនគេធ្វើឲ្យតួឯងយើងមានអារម្មណ៍អៀនយ៉ាងម៉េចមិនដឹង ភ្លាមនោះគាត់ក៏ចាប់ផ្ដើមទេសនាប្រាប់គេពីបញ្ហាសុវត្ថិភាពតែម្ដង ក្រោយសម្អាតជាន់ទី15ចលដដែលអស់រយៈពីអាទិត្យតួឯងយើងក៏ប្រមូលបានថ្មម៉ាណាគួរសមហើយក៏ចាប់ផ្ដើមស៊ំនឹងជំនាញរបស់ខ្លួនឯងដែរ ពេលនេះសាច់រឿងកាត់មកបច្ចុប្បន្នវិញតួឯងយើងទូរស័ព្ទទៅនាយកដ្ឋានគ្រប់គ្រងអ្នកទើដឹងហើយមានអារម្មណ៍ក្រែងចិត្តបន្តិចពីមីក្រុមគងលីនិយាយថានឹងបញ្ជូនមនុស្សឲ្យទៅទទួលគេនោះ ឈុតបន្តមកទៀតតួឯងយើងមកជិះឡានលីម៉ូស៊ីនមកដល់មុខនាយកដ្ឋានតែម្ដង ចំណែកឯមេក្រុមគងលីកំពុងតែឈរចាំគេស្រាប់គាត់ស្វាគមន៍តួឯងយើងយ៉ាងរាក់ទាក់ហើយសុំធានានាំគេចូលទៅមើលខាងក្នុងដោយសារតែអត្តចរិតពីកំណើតរបស់គេតួឯងយើងជាមិនផុតពីការមានអារម្មណ៍ភ័យនោះទេ យ៉ាងណាមិញមេក្រុមក៏នាំគេចូលទៅខាងក្នុងហើយតួឯងយើងក៏ចុះឈ្មោះបានដោយជោគជ័យ ពេលមេក្រុមគងលីសួរថាត្រូវការឲ្យជួយអីអត់តួឯងយើងក្រវីក្បាលហើយប្រាប់ថាគេចង់ចំណាយពេលដើរមើលទីនេះដោយខ្លួនឯង ដើរចូលដើរឡើងគេក៏ចូលទៅក្នុងហាងលក់របស់ player កន្លែងនេះប្រណិតណាស់តែគេឆ្ងល់ថាម៉េចបានអត់មានមួយសូម្បីតែម្នាក់អញ្ចឹងគេចាប់ដើមភ័យគិតថារបស់នៅទីនេះច្បាស់ជាថ្លៃក៏ពពកហើយតែគេសម្រេចចិត្តលក់ថ្មម៉ាណារបស់ខ្លួនជាមុនសិន និយាយមានមើលតែចរិតប្រុសម្នាក់នេះទៅដឹងហើយសូម្បីតែការនិយាយគ្នាលេងធម្មតាក៏មើលទៅដូចជាមានរឿងពិបាកណាស់អញ្ចឹងក្នុងពេលជាមួយគ្នានេះដែរនៅឯការិយាល័យនាយកឯណោះវិញនាយកប៉ាក់ហៀងស៊ូកំពុងតែសួរនាំពីស្ថានភាពបច្ចុប្បន្ន មេក្រុមគងលីបញ្យល់ថាតួឯងយើងកំពុងតែដើរមើលទំនិញហើយគាត់បានរៀបចំមិនឲ្យ player ផ្សេងចូលហាងទីដោយប្រាប់ពួកគេថាហាងបិទទ្វារ ចំណែករឿងតម្លៃវិញគាត់បានប្រាប់បុគ្គលិកឲ្យភ្ចុះតម្លៃ 90% លើរាល់ទំនិញដែលតួឯងយើងទិញ បើសារការឲ្យរបស់ free អាចធ្វើឲ្យគេទើសទាល់គេអាចនឹងមិនទិញអីទាំងអស់តែម្ដង សាច់រឿងកាត់មកផ្ទះរបស់តួឯងយើងវិញ ក្រោយដើរផ្សារពេញមួយថ្ងៃគេទិញបានតែដំបងដៃមួយតម្លៃ 2 លានវ៉ុននិងស្បែកជើងស្បែក Basilisk មួយគូតម្លៃ 3 លានវ៉ុនប៉ុណ្ណោះតួឯងយើងដឹងថារបស់ទាំងនេះគួរតែថ្លៃជាងនេះក៏ពពកទើបគេសង្ស័យថានេះជាស្នាដៃរបស់មេក្រុមគងលីតែទូយ៉ាងណាគេឃើញថារបស់ទាំងនេះមានប្រយោជន៍ណាស់ជាពិសេសស្បែកជើងតែម្ដងដោយសាររបាំងធម្មពលជួយបុកបញ្ចូលការការពារទាំងអស់គ្នាដោយគិតឃើញបែបនេះគេក៏យល់ថាដល់ពេលដែលត្រូវទៅកាប់ដានចិនជាន់ទី 16 ហើយ អញ្ចឹងហើយថ្ងៃបន្ទាប់គេក៏កោះហៅជាន់មករួចប្រាប់ពីគម្រោងចង់សាកល្បងចូលជាន់ទី 16 តែម្ដង គេក៏ប្រាប់ទៀតថានេះជាពេលត្រូវប្រើការកោះហៅចៃដន្យម្ដងទៀតហើយចន់ឮហើយមានអារម្មណ៍ភ្ញាក់ផ្លូវជាខ្លាំង យ៉ាងណាតួឯងយើងនៅតែចាប់ផ្ដើមធ្វើការកោះហៅចៃដន្យបណ្ដើរស្រែកបួងសួងហៅដល់ព្រះគ្រប់សាសនាទាំងអស់បណ្ដើរ អ្នកទាំងពីរឈូគៀងឯតួឯងយើងក៏មានអារម្មណ៍ថាមិនស្រួលបាត់ទាំងហើយមួយរំពេចនោះដំបូលផ្ទះរបស់គេមួយចំហៀងត្រូវបានបំផ្លាញខ្ទេចគ្មានសល់ពេលនេះតួឯងយើងចាប់ផ្ដើមបែកញើសប៉ុនគាត់ពោតឆ្ងល់តាអំបាញ់មិញគេទើបតែកោះហៅប៉ះស្អីគេទៅស្របពេលដែលតួឯងយើងកំពុងឆ្ងល់ថាខ្លួនទើបតែហៅប៉ះបិសាចមែនអត់នោះចនក៏ខឹងសម្បាយ៉ាងខ្លាំងជេរអាអ្នកចំណូលថ្មីនោះកាដូស្វាគមន៍សម្រាប់អ្នកថ្មីគឺការទាត់មួយជើងហោះពេញទំហឹងពីចនក៏សាក់តែម្ដងតួឯងយើងឈរមើលពួកគេហើយនឹកឆ្ងល់ថាតើអ្នកទាំងពីរនេះប្រហែលជាស្គាល់គ្នាតែដែរ កាយត្រីចន់ទាត់ចានជើងរួចមកអាខ្វាយមួយនេះបែរជានិយាយថាវាគ្រាន់តែរមាស់ប៉ុណ្ណោះ ចន់ចាប់ដើមធ្ងន់មាត់ហើយគិតថាអាហៃនេះសំតែចងខ្សែបូនៅលើក្បាលឲ្យមួយឯង ពេលនោះហើយដែលតួឯងយើងលូកមាត់ចូលបំបីរឿងនេះដំបូលផ្ទះគេធ្លាបាត់ទៅហើយគេមិនអាចបណ្ដោយឲ្យផ្ទះវិនាហួសពីនេះទៀតទេ យ៉ាងណាតួឯងយើងនៅតែងឿងឆ្ងល់ពេលចន់ប្រាប់ថាមិនចាំបាច់និយាយជាមួយអាខ្វាយនេះឲ្យនាំតែហត់នោះទេ គាត់បន្ថែមទៀតថានេះល្បីខាងងងឯងគាត់ជឿថាវាមិនតឹងស្គាល់ពីគោលការណ៍នៃការកោះហៅផង ដោយការកាត់មែនពេលចន់សុំឲ្យវាបញ្យល់អានេះកកនិយាយមិនចេញមួយម៉ាត់និយាយរួមខួរក្បាលរបស់វាមិនដំណើរការតែម្ដងដែលនេះរឹតតែធ្វើឲ្យចន់ក្តៅស្លឹកតិច គាត់ថាមិនគួរកោះហៅលុងនេះមកទេធ្វើឲ្យតួឯងយើងហួចចិត្តតែម្ដង ពេលមើលប្រវត្តិបរមមាធំនេះប្រព័ន្ធបញ្ជាក់ថាគាត់គ្រាន់តែជាខែលសាច់ដល់ល្ងងខ្លៅមកពីគុលសម្ព័ន្ធវាទំនាប៉ុណ្ណោះគាត់នេះអត់មានឈ្មោះទេមើលទៅដឹងច្បាស់ថាជាមនុស្សហើយក៏ជាមនុស្សព្រៃដែរ ចំណែកតួឯងយើងរៀងខកចិត្តបន្តិចដែលចាប់បានប្រភេទកម្រតែធៀបពិតគឺជាកម្រិតទីបំផុតសោះឥឡូវគាត់ត្រូវចាំមួយខែពេញទើបអាចកោះហៅម្ដងទៀតតួឯងយើងព្យាយាមសួររកអ្វីដែលមានប្រយោជន៍តែបរោះមាធំនោះអត់ដឹងអីទាំងអស់ជាលទ្ធផលប្រព័ន្ធក៏បានបង្ហាញការចងចាំចុងក្រោយរបស់គាត់ដូចជាការគាត់នៅជាមួយចន់កូសាក់អញ្ចឹង វិញ្ញាណរបស់តួឯងយើងត្រូវបានទិញទម្លាក់ទៅកាន់ទីតាំងផ្សេងមួយទៀត តាមសាច់រឿងបរោះមាធំនេះគ្រាន់តែជាមនុស្សព្រៃសាមញ្ញម្នាក់ដែលតែងតែចាប់អារម្មណ៍នឹងធម្មជាតិ ក្រៅពីចរិតសាមញ្ញកម្លាំងរាងកាយរបស់គាត់គឺខ្លាំងនៅកម្រិតមួយផ្សេងស្រឡះតែម្ដងចុងក្រោយគាត់ថែមទាំងលេងចាំឈ្មោះខ្លួនឯងទៀតប្រហែលជាគាត់លះបង់គូក្បាលដើម្បីបដូរយកសាច់ដុំហើយមើលទៅ ដោយសារអញ្ចឹងគាត់ក៏ត្រូវវាបរោះខ្លាំងខ្លាយបោកប្រាស់មនុស្សព្រៃនេះត្រូវបានគេយកធ្វើជាខែលសាច់ពេលប្រយុទ្ធជាមួយបិសាចហៃក្រា បរោះមាធំនេះមិនធម្មតាទេគាត់អាចទប់ការវាយប្រហាររបស់ហៃត្រាហើយថែមទាំងហែកក្បាលវាដាច់អស់មួយចំនួនទៀត តែគួរឲ្យស្ដាយគាត់អត់ដឹងសោះថារាងកាយខ្លួនកំពុងត្រូវរលាយដោយសារអាស៊ីតរបស់ហៃដ្រាសោះទីបំផុតគាត់ក៏ស្លាប់ហើយពួកអ្នកដែលរៀបអន្ទាក់បានត្រឹមសៅចំអកឲ្យគាត់ឃើញបែបនេះតួឯងយើងមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង គាត់ក៏ហុចដៃទៅកាន់បរោះមាធំហើយបបួលគ្នាឡើងប៉មអាគារនេះទាំងអស់គ្នា ដោយសារបរោះមាធំអត់មានឈ្មោះតួឯងយើងក៏សួរថាតើចង់ឲ្យគេហៅគាត់ថាម៉េចអញ្ចឹងតួឯងយើងក៏ឲ្យជំរឿសពីរគឺបាដែលមកពីពាក្យមនុស្សព្រៃឬមួយក៏ meatball បរោះមាធំជ្រើសយក meatball តួឯងយើងសន្យាថានឹងមើលថែគាត់ឲ្យបានល្អរួចសួរថា meatball ជឿគាត់ឬអត់ គាត់ងក់ក្បាល
ចំណែក John វិញពិតជាមិននឹកស្មានថាតួឯងយើងចង់ឲ្យគាត់យក meatball ធ្វើជាមិត្តរួមក្រុមសោះ តែក្រោយពីគិតមួយផ្លែត John Cusack ក៏យល់ព្រមយ៉ាងរហ័សព្រោះគិតថាមានអ្នកធ្វើខែលសាច់ឲ្យក៏មិនអាក្រក់ដែរនិយាយរួចគាត់ក៏បបួលគ្នាឡើងប៉មពេលនេះតួឯងយើងនិងកូនចៅរបស់គាត់ត្រូវបានបញ្ជូនទៅកាន់ជាន់ទី16 បេសកកម្មលើកនេះគឺត្រូវកម្ចាត់ពួក Goblin ស៊ើបការឲ្យបាន30ក្បាលពេលដែលប្រាប់ព្រៃដ៏ក្រាស់ John បានប្រាប់តួឯងយើងឲ្យប្រុងប្រយ័ត្នហើយត្រូវត្រៀមខ្លួន គាត់ព្រមានថាក្រុម Goblin នេះប្រើព្រួយពលហើយពួកវាតែងតែជាអ្នកវាយប្រហោមុនគេជានិច្ច ដោយការរំពឹងទុកមាន Goblin មួយរើសតួឯងយើងជាគោលដៅសំណាងល្អ John Cusack អាចចាប់ព្រួយនោះបានទាន់ពេលស្រាប់តែពេលនេះ Goblin ជាច្រើនបានលេចមុខឡើង John ប្រាប់តួឯងយើងឲ្យពួនភ្លាមដោយដឹងថាពួកគេកំពុងដើរជួលអន្ទាក់ តួឯងយើងចូលពួនពីក្រោយផ្ទាំងថ្មដោយសង្កេតឃើញថាមាន Goblin ច្រើនជាង50ក្បាលឯណោះ ដូច្នេះគាត់ប្រាប់ Meatball ឲ្យរៀបរៀងការវាយប្រហារទាំងអស់បុរសម៉ាត់ធំម្នាក់នេះចាប់ផ្ដើមធ្វើសកម្មភាពគាត់ហក់ឡើងទៅលើអាកាស កងទ័ព Goblin ទាំងមូលឈោកៀងពេលឃើញគាត់ធ្លាក់ចុះមកដូចជាអាចផ្កាយភ្លាមនោះ John ក៏មានអារម្មណ៍ដឹងខុសប្រក្រតីហើយងើបមើលទៅលើខណៈពួក Goblin ព្យាយាមរត់គេចខ្លួនគូឲ្យអាណិតគាត់គ្មានឱកាសតបតទាស់តែសោះ Meatball បោកខ្លួនចុះដោយអាចផ្កាយធ្វើឲ្យពួក Goblin ហោះប៉ើងខ្ចាត់ខ្ចាយរួមទាំង John ផងដែរតួឯងយើងចូលមើលទាំងហួសចិត្តសមត្ថភាពរាងកាយរបស់បុរសម៉ាត់ធំម្នាក់នេះគឺពិតជាខ្លាំងហួសកម្រិតមែនទែន អ្វីដែលអស្ចារ្យនោះគាត់វាយបានធ្ងន់ជាងត្រាស់គុណទៅទៀត តួឯងយើងស្ទើរមិនជឿសោះថាគាត់នេះនៅកម្រិតត្រែងដូចខ្លួន កម្លាំងរបស់គាត់គឺស្មើនឹង John ទៅហើយប្រហែលជាបញ្ញារបស់គាត់ទេទើបធ្វើឲ្យធ្លាក់ទៅកម្រិតទាបបំផុត យ៉ាងណាក្រោយចប់ភារកិច្ចតួឯងយើងបានកំង KFC មកញ៉ាំបុរសមាធំនោះហូបបណ្ដើរសរសើរថាមាន់នេះឆ្ងាញ់បណ្ដើរទាំងបញ្ចេញសម្លេងខុស ទោះជាយ៉ាងណាតួឯងយើងទទួលស្គាល់ថាថ្ងៃនេះគាត់ពិតជាអស្ចារ្យមែន ចំណែក John វិញក៏តែងតែឆក់ឱកាសវាយក្បាលគាត់ជានិច្ចពេលគាត់ធ្វើខុសហើយថែមទាំងរអ៊ូថាមហូបនេះហើពេកទើបត្រូវបុរសមាធំចំអកឲ្យវិញ តួឯងយើងដឹងច្បាស់ថាពីរអ្នកនេះប្រហែលមិនត្រូវគ្នាទេប៉ុន្តែគេបែកជាភ្ញាក់អើពេលបុរសមាធំហៅគេថាមនុស្សល្អទៅវិញ គ្រាន់តែឃើញថាពួកគេកំពុងមានសាច់រឿងរំជួលចិត្តបន្តិច John ក៏តតមុខបុរសមាធំមួយជើងព្រោះតែរឿងនិយាយពាក្យមន់ខុស ជាលទ្ធផលតួឯងយើងបានស្ដីបន្ទោសឲ្យ John ដែលមករំខានការសន្ទនារបស់ពួកគេ ថ្ងៃបន្ទាប់តួឯងយើងបានឈានជើងចូលជាន់ទី17ដោយធម្មតាកម្លាំងនិងសមត្ថភាពរបស់គេត្រូវបានកែតម្រូវឲ្យស៊ីគ្នានឹងជាន់មួយនេះ ដោយគិតថារឿងនេះវាប្លែកពីមុនគេបំរុងនឹងប្រាប់ថាគេអាចជួយបានប៉ុន្តែដោយដឹងចិត្ត John ក៏ប្រាប់ថាយកល្អគួរតែចាំជួយនៅជាន់ទី20ទៅ ពេលនេះ John ជាអ្នកវាយលុកចំណែកបុរសមាធំសម្រាប់នៅក្បែរចាំការពារតួឯងយើងធ្វើឲ្យគាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំងយ៉ាងណាលើកនេះតួឯងយើងមានភារកិច្ចកម្ចាត់អ្នកចម្បាំង Goblin ចំនួន30ក្បាល និយាយឲ្យចំគឺការកម្ចាត់កងទ័ព Goblin តែម្ដង តួឯងយើងសង្កេតឃើញថាវាខុសពីការណែនាំទាំងស្រុងព្រោះមានទ័ព Goblin យ៉ាងហោចណាស់90ក្បាលតាមការណែនាំក៏បញ្យល់ថាវិធីឆ្លងជាន់នេះគឺត្រូវបញ្ឆោត Goblin មួយចំនួនចូលទៅកាន់តំបន់សុវត្ថិភាពសិន ដោយសារផ្លូវនេះចង្អៀតការសម្លាប់ពួកវាគឺងាយស្រួលណាស់គាត់គ្រាន់តែធ្វើបែបនេះដដែលរហូតដល់បញ្ចប់បេសកកម្មដោយដឹងថាវានឹងចំណាយពេលយូរគាត់ក៏បង្កើតផែនការផ្ទាល់ខ្លួនមួយឡើង ដោយកាប់តែអាមេរិកអញ្ចឹងគាត់អនុញ្ញាតឲ្យអាមេធំវាយកុំតិចយកតែម្ដងដើម្បីឡើងទៅកាន់ជាន់ទី20ឲ្យបានលឿនបំផុតតួឯងយើងដឹងថាគាត់ត្រូវតែពឹងផ្អែកលើអាម៉ាធំនេះហើយពេលស្ថានភាពកំពុងតានតឹងទាហាន Goblin មួយក្បាលគិតថាខ្លួនជាតួឯកពួកវាតម្រង់ជួរគ្នាដោយគិតថាអាចឈ្នះយ៉ាងងាយ ប៉ុន្តែពួកវាចិត្តបានស្គាល់រសជាតិ Meatball ដែលមានមាឌបញ្ជាក់វាយមួយដៃដូចឡានបុក ត្រឹមមួយប្រព្រឹត្តភ្នែកពួក Goblin ត្រូវហោះហើរពេញអាកាសដោយមិនទាន់ត្រៀមខ្លួន តួឯងយើងបានរំពឹងទុកមុនរួចហើយក្នុងសមរភូមិយុទ្ធសាស្ត្រមានប្រយោជន៍តែពេលភាគីទាំងពីរមានកម្លាំងប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ យ៉ាងងាយស្រួលតួឯងយើងបានឆ្លងជាន់នេះនឹងទទួលរង្វាន់កម្រិត S បុកដូចសពដងចំណែក John វិញបានកត់សម្គាល់ឃើញតួឯងយើងចាប់អារម្មណ៍អាម៉ាធំជាងមុនគាត់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញបែបនេះយើងរំដងទៅជាន់ទី18តែម្ដងលើកនេះតួឯងយើងមានភារកិច្ចកម្ចាត់ពួកឃាតករ Goblin អាម៉ាធំស្ទុះចូលវាយដូចទម្លាប់តែគួរឲ្យភ្ញាក់ផ្អើលពួក Goblin មានជំនាញលាក់ខ្លួន ពេលនេះអាម៉ាធំកំពុងតែវិលមុខព្រោះមើលមិនឃើញ Goblin សោះតួឯងយើងក៏ធ្វើមុខលេមលឿមដូចគ្នាស្រាប់តែមានម្នាក់ផ្ទុះសំណៅយ៉ាងសង្ហាតាមពិតគឺជា John សោះលើកនេះគាត់ជឿថាវាជាឱកាសបង្ហាញសមត្ថភាពហើយគាត់ក៏ស្ទុះចូលទៅវាយដោយប្រើជំនាញជំហានសមោលចំណែកតួឯងយើងឈរមើលនឹងដឹងថានេះមកពី John ធ្វើមិនបានល្អកាលពីជាន់មុន តាមពិតនេះជាផែនការរបស់គាត់ដើម្បីបង្កើតការប្រកួតប្រជែងតួឯងយើងក៏គិតថាខ្លួនត្រូវតែបន្តបង្កើនសមត្ថភាពបន្ថែមទៀតដោយសារឥឡូវគាត់ឈានដល់កម្រិត18នេះជាឱកាសល្អបំផុតក្នុងការសាកល្បងជំនាញទាំងអស់របស់គាត់ យោងតាមការណែនាំតួឯងយើងដឹងថាជំនាញលាក់ខ្លួនរបស់ឃាតករ Goblin នៅខ្សោយណាស់និយាយរួមបើគាត់ផ្ដោតអារម្មណ៍ល្មមគាត់នឹងអាចចាប់បានពីចលនារបស់ពួកវាម្យ៉ាងទៀតក៏មិនចាំបាច់ខ្លាចទេព្រោះគាត់បានស្ទាត់ជំនាញជំហានសមោលតាំងពីជាន់ទី15មកម្លេះប៉ុន្តែពេលរៀបនឹងវាយ Goblin ពីក្រោយឲ្យល្ងងនោះបែរជាចំពុបជើងដួលទៅវិញសំណាងឲ្យ Goblin នោះមិនចេះគេចខ្លួនបើមិនអញ្ចឹងលទ្ធផលប្រកាសជាផ្សេងពីនេះប្រព័ន្ធកត់ត្រាការសម្លាប់នោះភ្លាមតែមុនពេលតួឯងយើងបានអបអរញៀនពិសេសរបស់គាត់ដឹងថាមាន Goblin កំពុងលួចវាយពីក្រោយខ្នងចំណែក John កំពុងមានក្តីសុខក្នុងការសម្លាប់ពួក Goblin គាត់ឃើញអាម៉ាត់ធំចង់ជួយតែគាត់បញ្ជាឲ្យឈប់ភ្លាមព្រោះវាត្រឹមតែជាការរំខានប៉ុណ្ណោះតែការបែកអារម្មណ៍នេះធ្វើឲ្យគាត់សង្ស័យថាតួឯងយើងនៅឯណានិយាយពីតួឯងយើងវិញគាត់អាចទប់ទល់នឹងការលួចវាយនោះបានដោយបើកអាវក្រោះធម្មពលរបស់គាត់តែមួយវិនាទីបន្ទាប់គាត់ឃើញ Goblin ពីរក្បាលកំពុងស្ទុះតម្រង់មករកគាត់ព្រមគ្នាតែម្ដងតួឯងយើងលាន់មាត់ថាដោយសារតែជាតិ Adrenaline កើនឡើងពួក Goblin ហាក់ដូចជាកំពុងធ្វើចលនាយឺតៗអញ្ចឹងស្រួលយល់ណាស់តួឯងយើងលែងជាមនុស្សខ្សោយដូចពីមុនទៀតហើយឥឡូវនេះប្រព័ន្ធបង្ហាញរង្វាន់របស់គាត់ហើយជាធម្មតាគាត់ទទួលបានផ្លាក Platin សម្រាប់ការឈ្នះកម្រិត S បុកចំណែក John ទីមកពុតដើមមកដល់តួឯងយើងទាំងទឹកមុខភ្ញាក់ប្រាល់
តាមពិតទូឯងយើងជាអ្នកសម្លាប់ពីក្បាលចុងក្រោយអ្នកទាំងពីរភាំងពេលឃើញជន់ស្រាប់តែសម្រក់ទឹកភ្នែកចេញមក ពេលនោះដែរនៅនាយកការគ្រប់គ្រងអ្នកភ្នាក់រលឹកអ្នកចាត់ការមីណាប្រកាសពីជ័យជំនះជាន់ទី18របស់ទូឯងយើងប្រធានភាគជើងស៊ូរំភើបយ៉ាងខ្លាំងឯមេក្រុងខ្វាំងលីនិយាយថាស្ទើរតែគ្មាននរណាបញ្ឈប់គេបានឡើយពេលប្រធានភាគជើងស៊ូចង់បញ្ចេញអត្តសញ្ញាណទូឯងយើងកូនចៅទាំងពីរមិនយល់ស្របនឹងព្រមានពីគ្រោះថ្នាក់នៃរឿងនេះ ប្រធានប្រាប់ថាគាត់គ្រាន់តែលេងសើចមេក្រុមខ្វាំងលីក៏ស្នើឲ្យផ្ដល់អាទិភាពដល់ទូឯងយើងជាងកីឡាករក្រុមកំពូលទៅទៀតថ្ងៃនោះដែរព័ត៌មាននៃការឈ្នះប៉មកម្រិត S បូកជាប់គ្នារបស់ទូឯងយើងត្រូវបានផ្សព្វផ្សាយមនុស្សគ្រប់គ្នាសុទ្ធតែឆ្ងល់ពីអ្នកលេងអាត់កំបាំងនេះប៉ុន្តែចនបានបិទទូទូមុនពេលព័ត៌មាននោះផ្សាយចប់ ទូឯងយើងដឹងថាចនកំពុងលាក់រឿងក្នុងចិត្តក៏ប្រាប់ឲ្យគាត់និយាយមក ដូច្នេះចនក៏និយាយពីលឿនដ៏លឿនដែលទូឯងយើងចាប់ផ្ដើមបញ្ចេញទេពកោសលរបស់ខ្លួន ចងមកខ្លួនឯងទូឯងយើងសួរទាំងឆ្ងល់ថាកំពុងនិយាយទីគាត់មែននិងហាមចនកុំឲ្យលេងសើចប៉ុន្តែចននៅតែស្ងៀមស្ងាត់ពេលកំពុងគិតគាត់ទម្លាយថាជំនាញជំហានស្រមោលដែលទូឯងប្រើសម្រាប់កប់លៀនចុងក្រោយគឺជាសកម្មភាពដែលសូម្បីតែគាត់ផ្ទាល់ក៏មិនអាចធ្វើតាមបានងាយៗឡើយប៉ុន្តែនេះមិនមែនជារឿងអាក្រក់បំផុតនោះទេទូឯងរបស់យើងចាប់ផ្ដើមមានអារម្មណ៍ថាសប្បាយនឹងការវាយប្រហារហើយភ្លេចខ្លួនថាគាត់គឺជាអ្នកកោះហៅគ្រោះថ្នាក់នឹងការឡើងជាលំដាប់នៅពេលពួកគេឡើងទៅជាន់លើចនសួរថាតើទូឯងរបស់យើងភ្លេចហើយឬនៅថាគោលបំណងសំខាន់របស់អ្នកកោះហៅគឺមិនមែនដើម្បីក្លាហានទេតែត្រូវគិតពីសុវត្ថិភាពជាចម្បងទូឯងរបស់យើងតបវិញដោយអះអាងថាគាត់មិនបានធ្វើអ្វីដែលគ្រោះថ្នាក់ឡើយហើយនេះគ្រាន់តែជាលើកទី1ប៉ុណ្ណោះទោះយ៉ាងណាក៏ដោយទឹកមុខរបស់គាត់ហាក់ដូចជាកំពុងលាក់បាំងរឿងផ្សេងចនគិតថាបើរឿងនេះនៅតែបន្តទូឯងរបស់យើងច្បាស់ជាបង្កើតបញ្ហានៅថ្ងៃណាមួយមិនខានពេលឃើញប្រតិកម្មរបស់ចនបរោះមានធំក៏និយាយឌឺដងលេងសើដល់គាត់ជាការឆ្លើយតបគាត់ក៏ត្រូវមួយជើងចំកណ្ដាលមុខយ៉ាងលឿនទូឯងរបស់យើងឃើញបែបនេះក៏ភ័យស្លន់ស្លោភ្លាមមុនពេលអ្នកទាំងពីរអាចបន្តវាយគ្នាទៀតទូឯងរបស់យើងក៏ប្រញាប់ដកការកក់ហៅពួកគេទាំងពីរចេញវិញពេលនេះគីមឈីដ៏មានតម្លៃដែលម្ដាយគាត់ធ្វើឲ្យត្រូវខូចខ្ទេចខ្ទីអស់ហើយព្រឹកបន្ទាប់ទូឯងរបស់យើងកំពុងដើរសម្ដៅទៅអគារស្នាក់នៅមួយ តាមពិតក៏មកសួរសុខទុក្ខឪពុកម្ដាយគាត់សោះពេលកំពុងជួយព្រាឪពុកទៅតុបាយគាត់ក៏សួររកប្អូនប្រុសរបស់គាត់ ឪពុកគាត់ប្រាប់ថាប្អូនរវល់ទៅតែញីវ៉ាន់យ៉ាងណាមិញមកហូបឆ្អិនល្មមទូឯងរបស់យើងក៏អង្គុយញ៉ាំបាយជុំគ្រួសារតែម្ដង ពេលកំពុងញ៉ាំឪពុកម្ដាយគាត់ចាប់អារម្មណ៍ឃើញទឹកមុខព្រួយបារម្ភរបស់គាត់ហើយក៏លួងលោមថាពួកគេសុខសប្បាយធម្មតាទេកុំឲ្យគាត់ខ្វល់ច្រើនពេក ឮបែបនេះទូឯករបស់យើងបំរុងនឹងប្រាប់ពួកគេថាពេលនេះគាត់ខ្លាចជាអ្នកលេងហើយតែមុននឹងគាត់និយាយចប់ឪពុកគាត់ក៏កាត់កងពាក់កណ្ដាលទី បុរសកំ pl ែងរូបនេះនឹកស្មានមិនដល់សោះថាកូនប្រុសដែលមានចរិតដូចគាត់បេះបិទនេះអាចខ្លាចជាអ្នកលេងបានគាត់ថែមទាំងអួតប្រាប់លេថាជួនកាលគាត់អង្វរឲ្យប្រពន្ធជួយវាយកលាតអុយទៀតផងប្រពន្ធគាត់ឆ្ងល់ថាតើរឿងនឹងគួរឲ្យមានមោទនភាពដែរឬទេផ្លាស់ប្ដូរប្រធានបទគាត់ក៏សួរទូឯករបស់យើងពីការងារវិញក៏មិនបានឆ្លើយឲ្យច្បាស់លាស់ទេម្ដាយគាត់ដឹងតាន់ភ្លាមហើយថែមទាំងថាគាត់កំពុងកុហកទៀតផងទោះជាយ៉ាងណាគាត់សម្រេចចិត្តជឿកូនប៉ុន្តែគាត់ផ្ដាំថាកុំឲ្យទៅខ្ចីលុយពីពួកចង់ការឲ្យសោះរឿងនេះធ្វើឲ្យទូឯករបស់យើងនឹកឃើញដល់ស្នាដៃវាយតបរបស់ចនខុសសាក់ភ្លាមនិយាយរឿងការងារម្ដាយទូឯកយើងក៏រៀបរាប់ពីពេលដែលគាត់ត្រូវគេដេញចេញ គាត់បញ្យល់ថាភ្ញៀវនោះរករឿងខុសរបៀបដោយបង្ខំឲ្យគាត់ជួយរៀបចំសម្រាមនិងសំណល់អាហារឲ្យទៀតផង គាត់បន្ថែមថាស្ត្រីម្នាក់នោះពិតជាសមនឹងត្រូវហើយដោយធម្មតាឪពុកតួឯកយើងក៏និយាយលូកមាត់ថាម្ដាយគាត់មានចរិតកាចខ្លាំងណាស់គាត់បញ្ជាក់ថាតួឯករបស់យើងគួរតែបានឃើញពីរឹកពីរបស់គាត់នៅពេលដែលឪពុកសុំណាត់ជួបលើកដំបូងបើធៀបនឹងឪពុកគាត់ដែលជាមនុស្សទុនខ្សោយគួរឲ្យសោកស្ដាយដែលសែនរបស់គាត់បែរជាខ្លាំងជាងទៅវិញមើលតែយើងដឹងច្បាស់ហើយថាចរិតកំសាករបស់តួឯកយើងបានមកពីណាយ៉ាងណាក្ដីតួឯករបស់យើងសម្រេចចិត្តថានឹងប្រាប់រឿងភ្ញាក់រលឹកនៅពេលក្រោយវិញ មុនពេលចេញទៅតួឯករបស់យើងបានហុចលុយឲ្យប្អូនប្រុសដោយប្រាប់ថានេះជាលុយសម្រាប់ឪពុកម្ដាយមុនពេលតួឯកយើងអាចដើរចេញប្អូនប្រុសគាត់ក៏ហៅខាត់គាត់សិនដំបូងឡើយតួឯកយើងគិតថាប្អូនប្រុសចង់រកវិធីអរគុណគាត់ចំពោះលុយដែលគាត់ទៅនឹងឲ្យបាញ់មិញដោយគិតថាជានឹងនោះតួឯកយើងក៏ប្រាប់ថាមិនបាច់អរគុណអ្វីនោះទេតែគួរឲ្យភ្ញាក់ផ្អើលប្អូនប្រុសបែរជាសួរថាគាត់ភ្លេចចំណែកប្អូនហើយឬលុយដែលគាត់ឲ្យមិញគឺសម្រាប់តែឪពុកម្ដាយតើប្អូនប្រុសក៏ចង់បានចំណែករបស់គេដែរតួឯកយើងបានត្រឹមដកដង្ហើមធំហើយយល់ព្រមឲ្យទៅ នៅល្ងាចថ្ងៃដដែលនោះតួឯករបស់យើងក៏បានមកដល់នាយកដ្ឋានគ្រប់គ្រងការភ្ញាក់រលឹកទោះបីជាគាត់ដឹងខ្លួនឯងថាមិនមានបំណងមកទីនេះពីដំបូងក៏ដោយតែក្រោយពីជួបឪពុកម្ដាយហើយគាត់ក៏មានអារម្មណ៍ថាត្រូវតែរៀបចំការងារឲ្យបានត្រឹមត្រូវទោះបីប្រធានក្រុមគួងលីធ្លាប់ប្រាប់ឲ្យតាក់ទងមកមុនពេលចង់មកទីនេះក៏ដោយតួឯករបស់យើងគិតថាការដើរចូលទៅត្រង់តែម្ដងមិនមែនជាបញ្ហាទេថ្មីតែគាត់មានរបាំងថាពលការពារក៏ពិតមែនប៉ុន្តែការឡើងទៅជាន់លើនៃប៉ោមតម្រូវឲ្យគាត់មានអាវុធកាន់តែខ្លាំងនិយាយងាយយល់អ្វីល្អបំផុតដែលគាត់គួរទិញគឺខែការពារតែគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាខែមានតម្លៃចាប់ពី100លានវ៉ុនឡើងទៅគាត់បញ្ញាប់រលះដើរចេញ ទាំងឆ្ងល់ក្នុងចិត្តថាហេតុអ្វីបានជាអាវុធឧបករណ៍ឡើងថ្លៃកប់ពពកបែបនេះគាត់ក៏ឆ្ងល់ដែរថាហេតុអ្វីបានជាមានបុគ្គលិកស្រីមកបម្រើសេវាកម្មឲ្យគាត់ជំនួសឲ្យបុគ្គលិកប្រុសដូចលើកមុនក្រោយពីស្វែងរកមួយសន្ទុះបុគ្គលិកស្រីរូបនោះក៏យកជំរឿថ្មីដែលថោកជាងហើយស័ក្តិសមបំផុតមកបង្ហាញគាត់ដោយរីករាយពេលពាក់វាភ្លាមតួឯងយើងពេញចិត្តស្ទោព្រោះវាពិតជាស័ក្តិសមអត់ខ្ចោះជាមួយដបងដៃរបស់គាត់ចំណែកតម្លៃខែនេះគឺ40លានវ៉ុនក្រោយពីបងលុយតួឯករបស់យើងលួចឆ្ងល់ថាហេតុអីគ្រាន់តែនិយាយជាមួយបុគ្គលិកស្រីសោះវាមានអារម្មណ៍ថាពិបាកជាងការប្រយុទ្ធជាមួយពួក Goblin ទៅទៀតគ្រាន់តែតួឯងយើងបំរុងនឹងដើរចេញស្រាប់តែមានបុរសប្លែកមុខម្នាក់សួរគាត់ថាគាត់ធ្វើជាអ្នកលេងនេះបានយូរប៉ុណ្ណាហើយមុនពេលតួឯងយើងអាចហាប់មាត់បុរសនោះក៏រហ័សណែនាំខ្លួនឯងថាគាត់ឈ្មោះឈយហ៊ូសាយតួឯងរបស់យើងក៏បបទៅវិញដោយណែនាំខ្លួនគាត់ដែររួចអ្នកទាំងពីរក៏ប្រាប់គ្នាទៅវិញទៅមុខថាពួកគេឡើងដល់ជាន់ទីប៉ុន្មានហើយ
ពេលឮថាតួឯកយើងទៅតែនៅជាន់ទី10ឆយហូសុកញឹមបិទមាត់បញ្ចិតហើយគិតថាគាត់នៅតែជាកូនអ្នកលេងថ្មីថ្មោងនៅឡើយ គាត់សុខចិត្តប្រាប់បណ្ដោមានខ្លះៗព្រោះគាត់បានឡើងដល់ជាន់ទី30ព្រួយទៅហើយ និយាយរួមទៅគេមើលទៅរស់រាយធម្មតាហើយក៏សម្រេចចិត្តចេញទៅមុនតែម្ដង តួឯងរឿងលួចចំណាញ់ចរិតក្លាហានគេណាស់ដោយគិតថាអ្នកនឹងច្បាស់ជាមានសង្សារបាត់ទៅហើយ យប់នោះតួឯកយើងបានឆែកមើលផ្ទាំងព័ត៌មានរបស់គេពេលនេះគេនៅ level 19មានកូនចៅ2ហើយជំនាញប្រយុទ្ធគឺឈៀនសមោល ទិញបែបនេះគេសប្បាយចិត្តណាស់ហើយគិតថាអាចឡើងជាន់ទី20បានតែដំបូងគេត្រូវចរចាជាមួយចនសិន ពេលហៅជនមកភ្លាមបរិះនេះធ្វើមុខជូរហួញពេលរៀបនឹងនិយាយសួស្ដីតួឯកយើង កំសត់ណាស់គេដួលព្រុសដោយគិតថាតួឯកយើងច្បាស់ជាកំពុងអខ្លាំងហើយដែលទើបទិញបានខែលមួយនោះពេលតួឯកយើងប្រាប់ថាវាសម្រាប់ការពារខ្លួនចនក៏នឹកឃើញថាម្ចាស់ចាស់របស់គេក៏ធ្លាប់និយាយពាក្យនេះដែរយ៉ាងណាមិញតួឯកយើងគាំងហ្មងពេលចនអង្វរកុំឲ្យសម្រុកចូលវាយមុនគេឲ្យតួឯកយើងសន្យាថាបើមានរឿងអាក្រក់កើតឡើងត្រូវបូជាគេនឹងអាធំនោះដើម្បីគេចខ្លួនតែពេលនោះគេក៏ធំក្លិនយ៉ាងឈ្ងុយចនគូសាអរគុណខ្លាំងសម្រាប់អាហារនេះហើយក៏លួចអាណិតដល់អាធំនោះផងដែរ គេនៅតែទំពាគៀវយ៉ាងឆ្ងាញ់ជាមួយតួឯកយើងពេលកំពុងញ៉ាំចនស្រាប់តែសួរតួឯកយើងថាមានគំនុំជាមួយណាគេអត់ ឃើញច្បាយធ្វើមុខងឿងឆ្ងល់ចនក៏បញ្យល់ថាគេអាចដឹងពីចេតនាសម្លាប់យ៉ាងខ្លាំងនៅខាងក្រៅទ្វារតួឯកយើងបាច់ញោចូលខ្លួនហើយពេលនោះគេក៏លឺសំឡេងមនុស្សហៅពីក្រៅម្ដែរដូច្នេះគេក៏បើកឱក្រោះធម្មពលរួចប្រាប់ឲ្យចនលាក់ខ្លួនក្នុងម៉ូដបំបាំងកាយភ្លាម មូរពេជ្រនោះប្រដាប់កាន់ទ្វីក៏ត្រូវគេបាញ់ពេលតួឯកយើងងាកទៅមើលគេស្រាប់តែគាំងហ្មង ជននោះគឺឆយហូសុកមកពីហាងអ្នកលេងគេប្រាប់ថាទម្រាំតាមរកឃើញគឺពិបាកណាស់ពេលតួឯកយើងសុំឲ្យទុកកាភ្លើងសិនឆយហូសុកក៏ស្រាប់តែខឹងច្រឡោតតែម្ដង គេសួរថាចង់ងាប់មែនហើយក៏បញ្ជាឲ្យតួឯកយើងបកគល់ខ្សែដៃព្រមទាំងបើកឃ្លាំងអីវ៉ាន់ឲ្យគេ ក្នុងពេលនោះតួឯកយើងគ្រាន់តែគិតថាអាល្ងងនេះកំពុងគិតអីហ្នឹងមែនហើយព្រោះអាម្នាក់នេះគៀកនឹងត្រូវគេវាយបែកក្បាលទៅហើយអាលុងនេះមិនដឹងខ្លួនសោះថានឹងមានរឿងអីហើយនៅគិតថាតួឯកយើងជាចំណេញងាយស៊ីទៀត តែមួយវិនាទីបន្ទាប់គេក៏ត្រូវចងសំពង់ក្បាលមួយដៃយ៉ាងចាស់ដៃ ភ្លាមនោះគេក៏ដួលព្រុសដោយបាវសម្រាមអញ្ចឹងឃើញបែបនេះតួឯកយើងក៏គាំងមួយសន្ទុះដែរ ភ្លាមនោះគេសរសើរចនថាធ្វើបានល្អណាស់ដំបងឡើយគេភ័យខ្លាចចនវាយសម្លាប់អាល្ងងនោះបាត់ទៅហើយ ស្នាល្អដែលចនចេះមើលស្ថានភាពហើយត្រឹមតែវាយឲ្យស្លាប់ប៉ុណ្ណោះយ៉ាងណាក្តីតួឯកយើងសន្និដ្ឋានថាឆយហូសុកប្រកាសជាឈ្មួញកណ្ដាលមិនខានគេបញ្យល់ថាពួកនេះជាអ ுக ្រិតជនដែលលួចប្លន់អ្នកលេងព្រោះពួកគេខ្លាចជាមនុស្សធម្មតាពីនៅក្រៅប៉ម សំណាងដែលជំនាញក៏ហៅរបស់គេប្រើនៅក្រៅប៉មបានបើមិនអញ្ចឹងទីច្បាស់ជាចប់មិនខាន តួឯកយើងគិតថាខ្លួនឯងមានជំនាញកប់ហ្មងខណៈដែលចនកំពុងតែចង់បោលើក្បាលអាមួយនោះដូច្នេះមុនពេលចនធ្វើអីផ្សេងទៀតតួឯកយើងក៏សម្រេចចិត្តខលហៅភ្នាក់ងារដែលដោះស្រាយរឿងបែបនេះភ្លាម ចំណែកប្រធានផាក់ជុងស៊ូគឺភ្នាក់ផ្អើលណាស់ដែលតួឯកយើងចូលហាងអ្នកលេងម្ដងទៀតមេក្រុងគួងលីក៏បញ្ជាក់ហើយប្រាប់ថាតួឯកយើងបានទិញខេមួយ ផ្អែកលើការទិញអីវ៉ាន់នេះពួកគេសង្ស័យថាតួឯកយើងគឺជាអ្នកប្រយុទ្ធចម្ងាយចិត្ត តែប្រធានគិតថាការមានអីវ៉ាន់មួយឈុតពេញគឺមិនទាន់គ្រប់គ្រាន់ទេ មេក្រុងគួងលីក៏យល់ព្រមហើយកំពុងតែរៀបរាប់ប្រាប់ប្រធានពីផែនការចាត់រៀបឲ្យក្រោះមួយឈុតឲ្យតួឯកយើងស្រាប់តែទូរស័ព្ទគេរោឡើង ដោយឃើញថាជាការងារគេក៏សុំការអនុញ្ញាតលើកទូរស័ព្ទ ទោះយ៉ាងណាមួយផ្លែក្រោយមុខគេក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសម្ដីពីម្ខាងទៀត បរិះនោះប្រញាប់ទៅកន្លែងតួឯកយើងភ្លាមខណៈរត់ឡើងចិនដាលគេសង្ឃឹមថានឹងគ្មានរឿងអ្វីកើតឡើងចំពោះតួឯកយើងឡើយ ក្នុងពេលនោះនៅផ្ទះតួឯកយើងឆយហូសុកក៏ដឹងខ្លួនឡើងវិញខណៈដែលគេរៀបនឹងត្រូវប៉ូលីសចាប់អូសចេញពីបទចូលផ្ទះគេខុសច្បាប់និងប្លន់ដោយមានអាវុធ តួឯកយើងរន្ធត់ណាស់ពេលឆយហ៊ូសុកចាប់ដើមមកវិលសាច់រឿង ដោយអះអាងថាខ្លួនឯងស្អាតស្អំហើយត្រូវតួឯកយើងចាប់ចម្រិតទៅវិញទេដោយសារតែអញ្ចឹងប៉ូលីសក៏ស្នើតួឯកយើងទៅប៉ោះជាមួយពួកគេសិន កំសត់ណាស់តួឯកយើងកំពុងតែសម័យថាខ្លួនត្រូវជាប់គុកបាត់ហើយតែភ្លាមនោះមេក្រុមគួងលីក៏បានចូលមកដល់ ឆយហូសុកធូរទ្រូងណាស់ពេលឃើញគេខណៈតួឯកយើងគិតថាខ្លួនឯងចប់ហើយឆយហូសុកកំពុងតែព្យាយាមពន្យល់ពីស្ថានភាពនេះតែត្រូវបានបញ្ឈប់ដោយផ្ទះកំភ្លៀងយ៉ាងខ្លាំងពីមេក្រុមគួងលីដែលកំពុងតែខឹងសម្បាយ៉ាងខ្លាំង ផ្ទះកំភ្លៀងនោះខ្លាំងមែនទែនធ្វើឲ្យគាត់ស្រឡាំងកាំងនឹងហូរឈាមប៉ូលីសនឹងតួឯករបស់យើងឈោមើលដោយស្ងៀមស្ងាត់ពេលសិទ្ធិអ្នកលេងរបស់ឆយហ៊ូសុកត្រូវបានដកហូត ឆយហូសុកនៅតែទទូចថាវាគឺជាការយល់ច្រឡំក្រោយពេលដឹងខ្លួនឆយហូសុកចាប់ផ្ដើមបង្វល់ប៉ុន្តែមេក្រុមគួងលីបានសួរយ៉ាងត្រជាក់ថាតើគេគិតថាគាត់ជាមនុស្សល្ងងដែលមិនដឹងអ្វីសោះមែនទេ តាមពិតទៅនេះមិនមែនជាលើកទី1ទេដែលគេបានធ្វើរឿងបែបនេះ ដោយនៅតែខឹងសម្បាមេក្រុមការលីប្រាប់ឲ្យគេរកមេធាវីប្រសិនបើមានមេធាវីក្នុងទីក្រុងនេះព្រមទទួលយកសំណុំរឿងរបស់គេពេលគេត្រូវបានបញ្ជូនចេញទៅមេក្រុមគួងលីបានរំលឹកប៉ូលីសថាទោះបីជាគេព្យាយាមរត់គេចខ្លួនដោយចូលទៅក្នុងប៉មនោះក៏ដោយ ពួកគេគួរតែរងចាំព្រោះគេនឹងលេចមុខឡើងវិញនៅកន្លែងដើមដែលគេបានចូល ងាកមកតួឯកយើងមេក្រុមគួងលីសួរថាគាត់មិនអីទេដឹងតួឯកយើងរៀងភ័យបន្តិចពេលឃើញទឹកមុខរបស់គាត់ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺមេក្រុមគួងលីបានសុំទោសនិងសន្យាថាលោកនឹងមិនអោយរឿងនេះកើតឡើងម្ដងទៀតឡើយ គាត់គិតក្នុងចិត្តថាមិនអាចរងចាំទៀតទេហើយត្រូវតែទាញតួឯកយើងឲ្យចូលរួមក្នុងក្រុមកម្ពុជានេះឲ្យបាន ទោះយ៉ាងណានៅថ្ងៃបន្ទាប់តួឯកយើងបានឈានជើងចូលទៅកាន់ជាន់ទី19នៃប៉មពីសកម្មរបស់ពួកគេគឺកម្ចាត់គ្រូមុនអាគមហ្គោភ្លីងចំនួន30នាក់ ជាធម្មតាពួកគ្រូមុនអាគមមិនមែនជាការគំរាមកំហែងទេព្រោះពួកគេគ្មានវេទមន្តខ្លាំងក្លាឡើយពួកគេពឹងផ្អែកលើបណ្ដាសានិងវេទមន្តបន្ថយកម្លាំងប៉ុណ្ណោះ ប៉ុន្តែតួឯកយើងមិនមានអ្វីត្រូវបារម្ភនោះទេព្រោះបរិះមាសធំអាចទប់ទល់នឹងបណ្ដាសាទាំងនោះបានតាមរយៈសម្លេងស្រែកពេលប្រយុទ្ធរបស់គេដោយមានបរិះមាសធំដើរតួជាជួរមុខយ៉ាងរឹងមាំហើយចនកូស៊ីនស្គីវាយលុកពីក្រោយចនស្នើឲ្យពួកគេបញ្ចប់ជាន់នេះឲ្យបានលឿនបំផុតគេយល់ព្រោះតែចាំអ្វីដែលខ្លួននឹងចនបានពិភាក្សាគ្នានិយាយចប់ពួកគេទាំងពីរក៏ស្ទុះទៅមុខ
ស្របពេលនោះតួឯកយើងកំពុងរៀបចំចូលរួមប្រយុទ្ធស្រាប់តែប្រព័ន្ធរបស់ប៉មបានផ្ដល់ដំណឹងថាជាន់នេះត្រូវបានបញ្ចប់ដោយទុកឲ្យគាត់ឈរស្រឡាំងកាំង តាមពិតទៅនេះគឺជាផែនការរបស់ចន មើលទៅពួកគេចេតនាបញ្ចប់ជាន់នេះឲ្យលឿនដើម្បីការពារកុំឲ្យតួឯកយើងរំភើបនិងចូលរួមក្នុងការប្រយុទ្ធ ទោះយ៉ាងណាតួឯកយើងបញ្ចប់ជាន់នេះជាមួយចំណាត់ថ្នាក់ S បូកនិងទទួលបានផ្លាកសញ្ញា Platin ថ្ងៃបន្ទាប់ទីបំផុតយើងក៏បានមកដល់ជាន់ទី 20 តួឯកយើងបញ្យល់ថាជាន់ទី 20ត្រូវបានគេស្គាល់ថាជាអ្នកវាតម្លៃទេពកោសលហើយវាពិតជាពិបាកខ្លាំងណាស់ យើងក៏បានបញ្ជាក់ថាវានឹងមានគ្រោះថ្នាក់ព្រោះពេលនេះពួកគេត្រូវតទល់នឹងកងទ័ព Goblin ទាំងមូលដែលមានទាំងទាហានឃាតករគ្រូមន្តអាគមនិងសូម្បីតែបិសាចហូប Goblin ផងដែរដោយសារហេតុនេះគាត់បានប្រាប់ឲ្យតួឯកយើងស្នាក់នៅត្រឹមតំបន់សុវត្ថិភាពខណៈគាត់នឹងបរិះមាធំជាអ្នកដោះស្រាយរឿងគ្រប់យ៉ាង ប្រព័ន្ធបង្ហាញថាបេសកកម្មរបស់ពួកគេគឺសម្រាប់ Goblin ប្រភេទណាមួយក៏បានចំនួន100ក្បាលបន្ថែមពីលើការសម្លាប់ Hob Goblin មួយក្បាលក្នុងរយៈពេលកំណត់10ម៉ោង តួឯកយើង យកពីបំណងពួកគេហើយចនញញឹមពេលឃើញតួឯកយើងនៅស្ងៀម បន្ទាប់នោះគេប្រាប់បរិះមាធំឲ្យតាក់ទាញចំណាប់អារម្មណ៍សត្រូវគេស្ទុះទៅមុខយ៉ាងលឿនហើយតួឯកយើងក៏ឈោមើលការប្រយុទ្ធនោះហួសកាស្មានជូនស្រឡាំងកាំងពេលតួឯកយើងបាត់ខ្លួនពីតំបន់សុវត្ថិភាព ដោយប្រើជំហានស្រមោលគេបានចូលទៅក្បែរបរិះមាធំដោយប្រើគាត់ជាជើងតម្រោតួឯកយើងប្រាប់គាត់ថាគេនឹងធ្វើជាអ្នកនាំមុខ នេះគឺជាអ្វីដែលជូនខ្លាចបំផុតទោះបីជាគាត់សប្បាយចិត្តដែលឃើញភាពក្លាហានប៉ុន្តែវាមិនមែនមានន័យថាត្រូវធ្វើសកម្មភាពមិនគិតមុខក្រោយបែបនេះឡើយ ឃាតករកំសត់ម្នាក់នេះឈរស្រឡាំងកាំងពីឃើញការផ្លាស់ប្ដូរអត្តចរិតបែបនេះតួឯកយើងបញ្យល់ថាតាំងពីក្មេងមកគាត់ជាមនុស្សចូលចិត្តនៅម្នាក់ឯងស្ថានភាពរឹតតែអាក្រក់បន្តិចពេលគាត់ចូលរៀនបឋមនៅអនុវិទ្យាល័យគាត់ខ្លាចជាមនុស្សឯកោទាំងស្រុងតែម្ដង ពេលឡើងដល់វិទ្យាល័យស្ថានភាពបានប្រសើរឡើងបន្តិចប៉ុន្តែគាត់នៅតែរស់នៅដូចជាមនុស្សក្រៅសង្គមដដែលការនោះគាត់ខ្លាចសំបីតែការប្រឈមមុខឬផ្លាស់ប្ដូររឿងតូចតាចបំផុតពិតជាគួរឲ្យអស់សំណើចដែលមនុស្សតែមួយនេះកំពុងតែតទល់នឹងពួកបិសាចទៅវិញ ផ្ទុយពីការបង្ខំចិត្តតាក់ទងជាមួយមនុស្សអ្វីដែលគាត់ត្រូវធ្វើពេលនេះគឺត្រឹមតែសម្រាប់បិសាចនិងទទួលយករង្វាន់ប៉ុណ្ណោះ ចំណែកឯកំឡោះចនកូស៊ីនស្គីនៅតែមិនទាន់បាត់ស្រឡាំងកាំងនៅឡើយទេពេលកងទ័ព Goblin បញ្ញាប់លើកលំពេងឡើងតួឯកយើងក៏ឆ្លើយតបដោយប្រើជំហានស្រមោលដើម្បីគេចចេញយ៉ាងរលូនលេចមុខរាល់ទាហានស៊ើបការ Goblin តួឯកយើងវាយកំទេចវាមួយដំបងភ្លាមតែម្ដងគេបន្តធ្វើបែបនេះដោយសម្រាប់ទាហានស៊ើបការជាច្រើនក្នុងពេលត្រឹមប៉ុន្មានវិនាទីចនឈោមើលទាំងហួសចិត្ត ក្នុងរយៈពេលដ៏ខ្លីនេះតួឯកយើងបានស្ទាត់ជំនាញលើជំហានសមរដ៏កម្រិតមួយយ៉ាងផុសផុស តែគាត់បានប្រញាប់ប្រមានតួឯកយើងពីការវាយលុកពីក្រោយខ្នងតួឯកយើងអាចរារាំងវាភាគច្រើនបាននឹងខែលគេសំណាងឲ្យដែលគេមានអាវក្រោះធម្មពលបើមិនចឹងទេច្បាស់ជាខ្ទេចមិនខានឡើយ ចំពេលទៅសែនអាក្រក់បំផុតនេះគាត់បែរជាបណ្ដោយឲ្យភាពភ័យខ្លាចនិងកំសាកញីរបស់គាត់ចូលមកគ្រប់គ្រងខ្លួនឯងទៅវិញ តួឯករបស់យើងស្រាប់តែបាត់បង់សំណាងរបស់ខ្លួនខណៈពេលដែលគេកំពុងតែរត់ប្រហាយុហើយស្រែកហៅចននិងបរិះមាធំនោះឲ្យជួយសង្គ្រោះជាបន្ទាន់ ចនភ្លាមៗលោកក៏បានបញ្ជាទៅបរិះមាធំព្រមទាំងស្រែកប្រាប់តួឯករបស់យើងឲ្យរត់តម្រង់ទៅរកច្រាំងចោតពេលកំពុងតែរត់តួឯកយើងដឹងខ្លួនថាគេកំពុងតែអស់កម្លាំងពីខ្លួនម្ដងប៉ុន្តែមួយរំពេចក្រោយមកគេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញថាច្រាំងចោតនោះគឺជាផ្លូវទាល់ទៅវិញកំពុងតែភ័យស្លន់ស្លោស្រាប់តែបរិះមាធំបានលេចមុខមកដល់គាត់ឈួរយ៉ាងសង្ហាខ្ពស់ត្រដែតពីលើពួកហ្វូង Goblin ធ្វើឲ្យពួកវាភ័យញ័ររន្ធត់ពេញខ្លួនតែម្ដងត្រឹមតែមួយដៃសោះបានបញ្ជូនពួក Goblin ជាច្រើនឲ្យទៅជប់យមរាជភ្លាមចំណែកឯចនកូស៊ីស្គីវិញទើបតែចាត់ការស្ត្រីផ្សេងទៀតរួចរាល់គោលដៅបន្ទាប់របស់គាត់គឺពួក Shaman ម្ដងបន្ទាប់ពីចាត់ការពួកវាអស់ហើយគាត់រាប់ចំនួនមើលក៏ដឹងថាពួកគេបានសម្លាប់ Goblin អស់ចំនួន100ក្បាលដែលនេះមានន័យថាដល់ពេលដែលមេធំចុងក្រោយឬអាចនិយាយបានថា Hob Goblin ត្រូវបង្ហាញខ្លួនហើយស្របពេលជាមួយគ្នានេះដែរតួឯករបស់យើងក៏បានឮសំឡេងក្រហមពីចម្ងាយមេធំប្រចាំជាន់មួយនេះបានលេចមុខមកដល់ហើយឃើញបែបនេះចនក៏ស្ទុះទៅវាយប្រហារភ្លាមព្រមទាំងស្រែកប្រាប់បរិះមាធំឲ្យដឹងពីអ្វីដែលត្រូវធ្វើតាមបញ្ជាភ្លាមបរិះមាធំស្ទុះសម្ដៅទៅរក Hob Goblin នោះមើលទៅដំបងអ្នកទាំងពីរហាក់ដូចជាមានកម្លាំងប្រហារប្រហែលគ្នា ទោះយ៉ាងណាក៏ដោយឃើញបែបនេះភ្លាមចនកូស៊ីនស្គីក៏លោតចូលទៅវាយបន្ថែមនិងសរសើរថាបរិះនោះធ្វើបានល្អណាស់យ៉ាងហោចណាស់អ្នកទាំងពីរមើលទៅហាក់ដូចជាសហការគ្នាបានយ៉ាងល្អផងដែរពួកគេបានសម្លាប់ Hob Goblin នោះរួចរាល់ហើយភ្លាមនោះប្រព័ន្ធក៏លោតឡើងប្រាប់តួឯកយើងថាគេបានឆ្លងផុតជាន់ទី20ដោយជោគជ័យកម្រិតរបស់គេបានកើនឡើងគេទទួលបានថ្មម៉ាណា2គីឡូក្រាមព្រមទាំងថ្នាំព្យាបាលរបួសចំនួន5ដបដោយសពដងចនសរសើរថាតួឯកយើងធ្វើបានល្អណាស់ចំណែកតួឯកយើងវិញលួចគិតក្នុងចិត្តថាកូនចៅដែលគេកោះហៅមកចាត់ការមេធំបានយ៉ាងងាយស្រួលដោយដែលរំពឹងទុកពីការសហការគ្នាដ៏ល្អទោះជាយ៉ាងណាគេក៏អរគុណពួកគេដែលបានជួយការពារគេតាមទម្លាប់តួឯកយើងបានឆ្លងផុតជាន់នេះដោយទទួលបានចំណាត់ថ្នាក់ S បូកនិងទទួលបានផ្លាកសញ្ញា Platin 1ក្រោយពេលចេញពីប៉មបានបន្តិចតួឯកយើងឃើញតាមទូរស័ព្ទថាគេកំពុងលុបបីខ្លាំងលើអ៊ីនធឺណិតគេមានអារម្មណ៍ថាការដែលគេទទួលបានចំណាប់អារម្មណ៍ច្រើនបែបនេះគឺជារឿងដ៏គួរឲ្យធុញថប់ស្រាប់ពេលនោះនៅការិយាល័យប្រធាននៃនាយកដ្ឋានគ្រប់គ្រងអ្នកភ្នាក់ដឹងខ្លួនអ្នកគ្រប់គ្រងមីណាឃើញព័ត៌មាននោះហើយឆ្ងល់ថាពួកគេគួរតែចូលអន្តរាគមន៍លើសារព័ត៌មានឬអត់ប៉ុន្តែប្រធានបានកវីក្បាលបដិសេធគាត់បញ្យល់ថាការធ្វើបែបនោះមានតែធ្វើឲ្យគេកាន់តែជឿជាក់ថាពួកយើងដឹងពីអត្តសញ្ញាណរបស់តួឯកយើងទៅវិញទេដូច្នេះហើយឥឡូវនេះពួកគេក៏បដូរទៅពិភាក្សាអំពីស្ថានភាពគ្រួសាររបស់តួឯកយើងវិញម្ដងប្រធានក្រុមគងលីបង្ហាញថាយោងតាមការស៊ើបអង្កេតឪពុករបស់តួឯកយើងដែលមានឈ្មោះថាបងសុកុលកំពុងសម្រាប់ព្យាបាលរបួសត្រគាកដោយសារតែគ្រោះថ្នាក់រអិលដួលលើតកកតាមការស្នើសុំរបស់ប្រធានក្រុមគាត់បានរៀបចំរួចរាល់ហើយដើម្បីបញ្ជូនឪពុករបស់គេទៅកាន់មជ្ឈមណ្ឌលស្ដារនីតិសម្បទាដែលល្អបំផុតអ្នកទៀតគឺប្អូនប្រុសរបស់តួឯកយើងដែលមានឈ្មោះថាបងមីងឈុកបច្ចុប្បន្នជានិស្សិតឆ្នាំទី1នៅសាកលវិទ្យាល័យគេមានគម្រោងជួបបម្រើកងទ័ពដូច្នេះពួកគេគិតថាការផ្ដល់អាហារូបករណ៍ឲ្យគេគឺជារឿងស័ក្តិសមបំផុតមនុស្សចុងក្រោយគេនៅក្នុងបញ្ជីនោះគឺម្ដាយរបស់តួឯកយើងឈ្មោះហុងគូមចា
ប្រធានក្រុមគួងលីបញ្យល់ថាគាត់ជាមនុស្សឧស្សាហ៍ព្យាយាមប៉ុន្តែថ្មីៗនេះទើបតែត្រូវគេបញ្ឈប់ពីការងារក្រោយពីមានចំនួនជាមួយអតិថិជនចិត្តអាក្រក់ម្នាក់ ដើម្បីឲ្យច្បាស់ប្រធានក្រុមគួងលីស្នើឲ្យចូលទៅនិយាយជាមួយម្ដាយរបស់តួឯកយើងមុនគេព្រោះគាត់ជឿជាក់ថាម្ដាយរបស់គេមានសិទ្ធិសម្រេចចិត្តក្នុងគ្រួសារច្រើនជាងឪពុកទៅទៀត យ៉ាងណាមិញពួកគេក៏បានបញ្ចប់ការប្រជុំជាមួយនឹងផែនការជួយគ្រប់គ្រងដល់គ្រួសាររបស់តួឯកយើងយ៉ាងរលូន ងាកមកមើលតួឯកយើងវិញគេក៏បានប្រាប់ឲ្យកូនចៅខ្លួនទៅលាក់ខ្លួនសិន តាមពិតគេបានកំងអាហារជាច្រើនមុខហើយមិនចង់ធ្វើឲ្យអ្នកដឹកជញ្ជូនភ័យខ្លាចនោះទេទោះជាយ៉ាងណាគេនៅតែរអ៊ូថាហាងទាំងនោះពិតជាគំរិញណាស់ កំងអាហារអស់ច្រើនសន្ធឹកទៅឲ្យបែរជាបាននំប៉ៅទៅទេមួយប៉ុណ្ណោះជាកាដូនេះថែមទាំងគ្មានបានបញ្ចុះតម្លៃសំបីតែមួយសន្លឹកទៀតផង ប៉ុន្តែនិយាយតាមត្រង់ទៅមនុស្សដូចជាគេក៏មិនអាចយកវាទៅប្រើប្រាស់អ្វីបានដែរ ទោះជាយ៉ាងណាតួឯកយើងក៏ផ្ដល់សញ្ញាអនុញ្ញាតឲ្យពួកគេចេញមកក្រៅវិញ តួឯកយើងសម្លឹងមើលបរោះមានធំស៊ីទាំងចានដែលធ្វើឲ្យចនខឹងយ៉ាងខ្លាំងហើយជេរគេថាល្ងងដោយមិនខ្វល់ពីពួកគេតួឯកយើងក៏បើកប្រអប់ផ្ទុកវិវ័នរបស់គេ ដោយសារតែគេបានឆ្លងផុត5វគ្គមុនដោយទទួលបានចំណាត់ថ្នាក់ S បូកនិងបានផ្លាកសញ្ញា Platin ចំនួន5ពេលនេះគេអាចដោះសោអត្ថប្រយោជន៍ថ្មីមួយបានហើយនិយាយដល់រឿងនេះតួឯកយើងក៏ទទួលបានប្រអប់ចែកដនមួយជាកាដូប្រព័ន្ធបានបង្ហាញពីការពិពណ៌នារបស់ប្រអប់ចែកដននោះហើយនិយាយតាមត្រង់ទៅវាពិតជាវែងខ្លាំងណាស់ សូម្បីតែតួឯកយើងក៏គិតបែបនេះដែរហើយឆ្ងល់ថាតើគេអាចគ្រាន់តែអានរំលងបានឬអត់ ដោយអារម្មណ៍ស្ងប់ស្ងាត់តួឯកយើងចាប់ដើមពយល់ទី1ប្រអប់ចៃដន្យនេះអាចផ្ដល់ជារបស់របរចំនួន3មុខដោយចៃដន្យហើយវាក៏លេចឡើងដោយចៃដន្យផងដែរ ចំណែកឯរបស់របរវិញគេអាចទទួលបានរបស់ដូចជាថ្មម៉ាណាគ្រឿងសាស្ត្រាវុធការពារនិងជំនាញផ្សេងៗ បន្ថែមពីនេះគេអាចទទួលបានធម្មពលពិសេសឧទាហរណ៍ដូចជាសម្បត្តិលោតផ្លោះដែលអាចឲ្យគេរំលងជន់មួយបានគេនឹងទទួលបានតែបទពិសោធន៍តែគ្មានរង្វាន់អ្វីនោះទេដែលនិយាយតាមត្រង់ទៅវាគ្មានប្រយោជន៍សោះឡើយលើពីនេះទៅទៀតគេអាចឈ្នះសម្បត្តិដើម្បីសាក់លបងចូលទៅកាន់ជន់នៃប៉មផ្សេងទៀតនៅប្រទេសផ្សេងផងដែរ តែអ្វីដែលសំខាន់បំផុតនោះគឺសម្បត្តិកោះហៅបញ្ចាក់កម្រិតនេះឯង សម្បត្តិនេះធានាថាគាត់នឹងកោះហៅបានថ្នាក់រឿងព្រេងឬកម្រិតកម្របំផុតគាត់ថែមទាំងសម័យឃើញខ្លួនឯងវាយផ្ដាច់ជន់នេះយ៉ាងលឿនទៀតផង ដោយសារប្រអប់ចៃដន្យនេះអាចចាប់បាន3ដងវាមានន័យថាគាត់នៅតែមានសង្ឃឹមអាចទទួលបានសម្បត្តិកោះហៅបញ្ជាក់កម្រិតនោះទោះបីជាវាតិចតួចក៏ដោយ គឺដូច្នេះតួឯកយើងក៏ចាប់រង្វាន់លើកទី1ពីប្រអប់ចៃដន្យនោះតែម្ដងជាអកសលគាត់បែរជាទទួលបានត្បូងម៉ាណាចំនួន10គីឡូក្រាមទៅវិញ ទោះរៀងខកចិត្តបន្តិចតែគាត់លួងខ្លួនឯងថាត្បូងម៉ាណាទាំងនេះនៅតែអាចលក់យកលុយបាន ពេលសាក់លបងបោកប្រអប់ចៃដន្យជាលើកទី2តួឯកយើងក៏ទទួលបានជំនាញមួយឈ្មោះថាដំបងរន្ទាក់ដើមកំណើត តួឯកយើងសម្រាប់ចិត្តទុកមើលលំអិតពីជំនាញនេះពេលក្រោយពេលបើកប្រអប់ជាលើកចុងក្រោយតួឯកយើងទទួលបានរូនមួយដែលប្រព័ន្ធបញ្ជាក់ថាជារូនដំឡើងកម្រិតអ្នកកោះហៅ នេះធ្វើឲ្យគាត់គិតថាខ្លួនឯងត្រូវរង្វាន់ធំហើយព្រោះរូនេះអាចជួយដំឡើងកម្រិតដល់អ្នកកោះហៅបានយ៉ាងពិតប្រាកដ អញ្ចឹងសំណួរសំខាន់ពេលនេះគឺថាគួរប្រគល់វាឲ្យនរណា ងាកមើលអ្នកកោះហៅរបស់គាត់វិញឃើញពួកវាកំពុងដណ្ដើមអាហារដូចធម្មតា យ៉ាងណាតួឯកយើងគិតថាគួរតែប្រគល់វាឲ្យទៅចនព្រោះគាត់មានអាធំនោះដែលជាកម្លាំងប្រយុទ្ធគ្រប់គ្រាន់ទៅហើយសម្រាប់ពេលនេះ លើពីនេះប្រព័ន្ធក៏បានរំលឹកថាការដំឡើងកម្រិតគឺអាស្រ័យលើសក្តានុពលរបស់វាហើយគេមិនអាចកោះហៅវាបានទេតើតែការដំឡើងកម្រិតបញ្ចប់ និយាយអញ្ចឹងហើយតួឯកយើងក៏សម្រេចចិត្តឆែកមើលជំនាញថ្មីដែលទើបទទួលបានតែម្ដង ជំនាញដំបងរន្ទះដើមកំណើតនេះអាចបញ្ចូលធម្មពលរន្ទះទៅក្នុងអាវុធដំបងបាន វាមាន3ទម្រង់ហើយជាប្រភេទជំនាញដែលអាចលូតលាស់បាន តួឯកយើងពិតជាពេញទៀតខ្លាំងណាស់ជាពិសេសដោយសារគាត់កំពុងតែត្រូវការជំនាញស្រាប់ផងនោះ ស្របពេលជាមួយគ្នានោះចំណេះដឹងនិងរបៀបប្រើប្រាស់ជំនាញនេះក៏ចាប់ផ្ដើមហូរចូលមកក្នុងខួរក្បាលរបស់គាត់តែម្ដង ជាលទ្ធផលគាត់សាក់លបងក្រៅវាភ្លាមតែគ្មានអ្វីកើតឡើងសោះតាមការពិតជំនាញប្រើបានតែក្នុងប៉មទេបើប្រើនៅខាងក្រៅបានពិភពលោកច្បាស់ជាចលាចលមិនខានបន្ទាប់មកចនក៏សង្កេតឃើញតួឯកយើងក្រវីដំបងហើយសួរពីវាពេលនោះតួឯកយើងក៏ប្រាប់ថាគាត់ទើបតែទទួលបានជំនាញមួយជារង្វាន់បន្ថែម គាត់បញ្ជាក់ប្រាប់ចនបន្ថែមថាវាជាជំនាញវាយប្រហារថែមទាំងអាចវិវត្តបានទៀតផង ចនភ័យស្លុតយ៉ាងខ្លាំងរហូតជ្រុះចានបាយពីដៃអាធំឃើញភ្លាមក៏ស្ទុះទៅយកចាននោះផឹកអាហារអស់គ្មានសល់ លទ្ធផលគឺពួកវាទាំងពីរក៏វាគ្នាធ្វើឲ្យតួឯកយើងគ្មានជំរឿក្រៅពីលុបចោលការកោះហៅភ្លាម ថ្ងៃបន្ទាប់តួឯកយើងអង្គុយក្នុងបន្ទប់គិតពិចារណាក្នុងចិត្តគាត់ដឹងច្បាស់ថាហេតុអ្វីបានជាចនព្រួយបារម្ភ ដោយសារគាត់ជាអ្នកកោះហៅកម្លាំងប្រយុទ្ធរបស់គាត់ភិកជ្រឹងគឺពឹងផ្អែកទៅលើពួកវានិយាយមួយបែបទៀតគាត់មិនចាំបាច់ចេញពីតំបន់សុវត្ថិភាពឬចូលរួមប្រយុទ្ធឡើយជាពិសេសពេលដែលគាត់អាចកោះហៅពួកវានៅក្រៅប៉មបានស្រាប់តួឯកយើងនឹកឃើញរឿងអំពីអ្នកកោះហៅម្នាក់ដែលមានវត្តមានមុនគាត់ដឹងថាបរិះនោះខ្លាំងជាងគាត់ឆ្ងាយតែគេនៅតែស្លាប់ហើយពិភពលោកគេក៏ត្រូវបំផ្លាញចោលដែរ ដូច្នេះការដែលចនកោសាក់បារម្ភខ្លាចគាត់ចូលប្រយុទ្ធគឺជារឿងធម្មតាទេ តែតួឯកយើងមិនចង់បោះបង់ឱកាសនេះទេជាពិសេសពេលដែលគាត់ទើបតែទទួលបានជំនាញដ៏ខ្លាំងក្លាមួយនេះពេលហើយវ៉ាធំនឹងចនចេញមកតួឯកយើងគិតដល់ការស្ដាប់បង្គាប់ដាច់ខាតដោយសង្ឃឹមថាអាចបញ្ចុះបញ្ចូលពួកវាបាន ទោះយ៉ាងណាមើលទៅចននៅតែមិនទាន់បាត់បារម្ភពីរឿងការពីម្សិលមិញនៅឡើយទេ តួឯកយើងមើលដឹងច្បាស់ថានេះគឺមកពីរឿងជំនាញវាយប្រហារថ្មីនោះឯងទោះជាយ៉ាងណាចននៅតែទទូចថាស្ថានភាពនៅជាន់ទី21នឹងខុសប្លែកព្រោះពេលនេះពួកគេត្រូវប្រឈមមុខជាមួយពពួកអកតួឯកយើងឆ្ងល់ពេលចនប្រាប់ថាគេសុំទោសទុកជាមុនពេលសួរថាតើគេមានគម្រោងចង់សម្លាប់នរណាម្នាក់មែនទេភ្នែករបស់ចនកោសាក់ក៏បញ្ចេញពន្លឺពណ៌ក្រហមព្រមទាំងបដិសេធគំនិតនេះភ្លាម ផ្ទុយទៅវិញគេបែរជាបើកគោលការណ៍ទី3របស់អ្នកកោះហៅទៅវិញរំលឹកបន្តិចគោលការណ៍នេះគឺសម្រាប់ការពារអ្នកកោះហៅជាចម្បងតែម្ដងភ្លាមនោះអាធំក៏ស្ទុះទៅចាប់ខាត់តួឯកយើងជាប់តែម្ដង ឃើញបែបនេះចនខឹងយ៉ាងខ្លាំងក៏វាយក្បាលធំមួយដៃហើយសួរថាឯងភ្លេចផែនការទុកគាត់ក្នុងប៉មទេអីមិនមែននៅខាងក្រៅបែបនេះទេ ក្រោយពីឆ្លោះគ្នាមួយសន្ទុះចនក៏ពន្យល់ទាំងសំទោសថាពួកគេទាំងពីរគ្រាន់តែចង់ការពារសុវត្ថិភាពគាត់ប៉ុណ្ណោះ
ដូច្នេះផែនការគឺឲ្យគេទៅវាយផ្ដាច់ជន់នោះឯងអាធំជាអ្នកនៅយាមខ្លំមើលគាត់ ចនឈោកយ៉ាងនិយាយលេងចាញ់ពេលឃើញទូឯងយើងអង្វរដូចក្មេងសុំឪពុកម្ដាយចេញទៅក្រៅអញ្ចឹង គាត់ខំប្រឹងធានាប្រាប់ថាខ្លួននឹងប្រយ័ត្នតួឯងយើងថែមទាំងស្បត់ថាមិនរត់ចូលដូចមុនហើយអង្វរសុំវាយតែមួយដៃប៉ុណ្ណោះ ចនមានអារម្មណ៍បារម្ភហើយរារាក់ក្នុងការយល់ព្រម បើទទួលខ្លាំងពេកគេក៏យល់ព្រមដែលបញ្ជាក់ថាសុវត្ថិភាពគាត់គឺសំខាន់បំផុតហើយគេនឹងជួយភ្លាមពេលមានគ្រោះថ្នាក់ ឈប់បន្ទាប់នាំយើងចូលទៅខាងក្នុងប៉ម ពេលចាក់ចេញពីតំបន់សុវត្ថិភាពចនខូសាក់បញ្យល់ថាពួកអកមិនដូចគប់លៀនទេពួកវាខ្លាំងតែល្ងង គាត់និយាយលេងសើចថាពួកវាប្រហែលឆ្លាតជាងអាវរីបរោះមានធំទៅទៀតតួឯកយើងនៅរៀបចំខ្លួនរួចរាល់ប្រាប់ថានឹងវឹកហាត់ដំបងរន្ទះដើម10ដង ចនយល់ព្រមដោយប្រាប់ថាធ្វើ100ដងក៏បាន មែនហើយព្រោះពួកគេមានអាមាធំដែលជាផ្ទាំងស៊ីបវឹកហាត់ដ៏ល្អឥតចោះពេលលឺអ្នកទាំងពីរទទូចថាវាមិនអីទេហើយប្រាប់ឲ្យគាត់បញ្ចេញឲ្យអស់ពីសមត្ថភាព តួឯងយើងទ្រាំលេងបានក៏គម្រាមថានឹងសម្រុកចូលមុនធ្វើឲ្យចនប្រញាប់ប្រាប់ថាគេគ្រាន់តែនិយាយលេងប៉ុណ្ណោះ ទូយ៉ាងណាតួឯកយើងប្រាប់ថាវិធីប្រើមានក្នុងក្បាលរួចហើយគាត់គ្រាន់តែត្រូវការអកមួយដើម្បីសាក់លបងវា កំសត់ចនបានត្រឹមតែយល់ព្រមនៅពេលនេះយ៉ាងណាមិញប្រព័ន្ធពំបានដាក់បេសកកម្មឲ្យពួកគេកំចាត់ Forest Orc 30ក្បាលក្នុងរយៈពេល3ម៉ោង ឃើញបែបនេះទាំងចននិងអាម៉ាធំក៏សម្រុកទៅមុខអាម៉ាធំលោតទៅវិញអក់មួយក្បាលងាប់យ៉ាងងាយដោយប្រើតែមួយដៃ ចំណែកចនកាប់ពួកវាដាច់ដូចចិត្តបន្លែតួឯកយើងដឹងភ្លាមថាពួកគេចង់បញ្ចប់នឹងសម្អាតចននេះឲ្យបានលឿន បើបែបនេះមែនគាត់ច្បាស់ជាគ្មានឱកាសបានវាយសម្បីតែមួយដៃមិនខាន ពេលឃើញអកមួយលេខមុខក្រោយខ្នងចនភ្លាមតួឯកយើងញញឹមដោយគាត់ថាចនចេតនាទុកវាសម្រាប់គាត់ គឺដូច្នេះហើយតួឯកយើងក៏ស្ទុះហោះទៅមុខយ៉ាងលឿនស្របពេលនោះចង់ក៏បាត់ខ្លួនដោយប្រាប់តួឯកយើងថាគេនឹងជួយការពារពីក្រោយតួឯកយើងក៏គេចផុតពីការវាយប្រហារដំបងរបស់អកនោះ បន្ទាប់មកគាត់លោតឡើងលើអាកាសដោយសម្រេចចិត្តប្រើទម្រង់ទី1នៃជំនាញដែលជាការវាយកាប់ចោះក្រំធម្មតា ភ្លាមនោះរន្ទះក៏ជ្រាបចូលទៅក្នុងដំបងហើយតួឯកយើងក៏សង្កត់ដំបងចុះមកក្រោមដោយកម្លាំងទាំងអស់តាមរយៈទម្រង់ទី1គឺរន្ទះដេញតាមព្រលឹង ដោយទទួលអារម្មណ៍ពីថាមពលរត់ពេញរាងកាយតួឯកយើងដឹងច្បាស់ថាការវាយប្រហារនេះមិនខ្សោយនោះទេ បន្ទាប់ពីកំចាត់អោកយ៉ាងងាយរួចតួឯកយើងក៏មានអារម្មណ៍រំភើបភ្លាមៗ ជាលទ្ធផលក៏ស្ទុះទៅរកអុកមួយទៀតប៉ុន្តែពេលនោះអាម៉ាធំបាយជាសម្លាប់វាបាត់ទៅហើយ ពេលនេះតាំងគីនឹងចនបានសម្លឹងមកតួឯកយើងតួយ៉ាងណាតួឯកយើងបានឆ្លងផុតជាន់ទី21ហើយទទួលបានរង្វាន់ជាធម្មតាពីប្រព័ន្ធ ដោយប្រើក្បួនដដានេះតួឯងយើងបន្តឡើងទៅកាន់ជាន់ខាងលើទៀតនៃប៉មប្រយុទ្ធ និយាយរួមគាត់សម្លាប់បានអកតែមួយក្បាលប៉ុណ្ណោះក្នុងមួយជាន់ប៉ុន្តែនៅតែទទួលបានរង្វាន់ដដែលពីប្រព័ន្ធ ទីបំផុតថ្ងៃដែលត្រូវឡើងទៅជាន់ទី25ក៏បានមកដល់ ទោះបីរឿងរ៉ាវដើរទៅរលូនក្តីតែតួឯកយើងមិនសូវជួយចិត្តទេដែលបានសម្លាប់បិសាចតែមួយក្បាលនៅរាល់ជាន់បែបនេះ ទោះយ៉ាងណាគាត់សម្រេចចិត្តថាល្អបំផុតគឺត្រូវសាងទំនុកចិត្តសិនស្របពេលនោះគាត់ក៏នឹកឃើញដល់និមិត្តសញ្ញាបង្កើនកម្រិត ក្រោយក៏ហាយជាន់តួឯកយើងក៏ហុចនិមិត្តសញ្ញានោះឲ្យគេដំបងឡាយជាន់មើលទៅច្របូកច្របល់តែក្រោយពិនិត្យមើលយ៉ាងច្បាស់គេពិតជាមិនគួរឲ្យជឿសោះដោយនៅតែមិនជឿគេសួរតួឯកយើងថាតើប្រកាសចិត្តទេដែលឲ្យនិមិត្តសញ្ញាបង្កើនកម្រិតនេះមកគេ ជាលទ្ធផលបរមម្នាក់នេះរំភើបចិត្តយ៉ាងខ្លាំងដែលតួឯកយើងហ៊ានឲ្យរបស់ដ៏មានតម្លៃបែបនេះមកគេ ពេលតួឯកយើងសួរសាមញ្ញថាតើគេចង់ចាប់ផ្ដើមបង្កើនកម្រិតលើទេជន់ឆ្លើយថាបានតែវានឹងគ្រោះថ្នាក់បើធ្វើដោយប្រញាប់ប្រញាល់ សម្រាប់ពេលនេះគេសុំមើលទូសិនពេលកំពុងនិយាយពីខ្សែកាបនិងចុចបដូរប៉ុស្តិ៍តួឯកយើងស្រាប់តែឃើញអ្វីមួយដែលធ្វើឲ្យគាត់គាំងថ្មឹង ចនដែលកំពុងឆ្ងល់ក៏សួរថាគាត់កំពុងធ្វើអ្វី តួឯកយើងបានឆ្លើយតបដោយប្រាប់ឲ្យគេបដូរទៅប៉ុស្តិ៍មួយនេះវិញ វាប្រែជាប៉ុស្តិ៍ព័ត៌មានហើយការផ្សាយនោះបង្ហាញពីម្ដាយរបស់គាត់តួឯកយើងពិតជាមិនយល់សោះថាហេតុអ្វីបានជាម្ដាយគាត់ឡើងព័ត៌មានបែបនេះ មុននឹងបន្តដំណើរទៅមុខយើងសូមបកទៅមើលហេតុការណ៍មុនពេលអ្វីៗកាត់ឡើងសិន តើមើលទៅម្ដាយតួឯកយើងហាក់កំពុងតវ៉ាតែម្នាក់ឯងប្រឆាំងនឹងការបញ្ចប់កិច្ចសន្យាការងារដ៏អយុត្តិធម៌ នៅក្នុងចិត្តគាត់ពិតជាតូចចិត្តយ៉ាងខ្លាំងគាត់បានបំពេញការងារយ៉ាងល្អដោយតម្លើងម៉ាស៊ីនចម្រោះទឹកឲ្យអតិថិជន វាជារឿងមិនសមហេតុផលសោះដែលតម្រូវឲ្យគាត់ត្រូវទៅរៀបចំសម្រាមកែច្នៃរបស់អតិថិជននោះ អ្វីដែលគួរឲ្យខឹងជាងនេះគឺក្រុមហ៊ុនបាយជាសុំទោសអតិថិជនដ៏ពិបាកនោះហើយបញ្ឈប់គាត់ពីការងារទាំងដែលគាត់មិនបានធ្វើអ្វីខុសសោះ គាត់អាចសម័យឃើញពួកថ្នាក់ដឹកនាំកំពុងសាយចំអកការតវ៉ាដ៏តូចតាចរបស់គាត់ពីក្រោយខ្នងបាត់ទៅហើយ តួយ៉ាងណាបើមានអបកាច់ណាហ៊ានធ្វើបែបនេះនៅចំពោះមុខគាត់ស្បត់ថានឹងយកផ្លាកតវ៉ានេះវាយសំពងមុខពួកវាឲ្យបិចមិនខាន ពេលកំពុងតវ៉ាសុកស្រាប់តែមាននរណាម្នាក់ដើរចូលមកក្បែរគាត់ បុរសវ័យចំណាស់ពាក់វ៉ែនតានោះបានណែនាំខ្លួនយ៉ាងស្ងប់ស្ងាត់ថាជាមេធាវីមកពីក្រុមហ៊ុនច្បាប់ Park and Kim នឹងកោតសរសើរការខិតខំរបស់គាត់ ទឹកមុខម្ដាយតួឯកយើងប្រែប្រួលជាច្រើនទើបតែសង្ស័យសុកក៏ដឹងខ្លួនឡើងវិញរួចប្រែជាខឹងសម្បាយ៉ាងខ្លាំងដែលក្រុមហ៊ុនហ៊ានប្តឹងគាត់ទោះយ៉ាងណាមេធាវីទទូចឲ្យគាត់រងាប់អារម្មណ៍ដោយប្រាប់ថាគាត់យល់ខុសហើយតាមពិតបុរសម្នាក់នេះមកទីនេះដើម្បីជួយឲ្យគាត់អាចប្តឹងក្រុមហ៊ុនចាស់របស់គាត់វិញទេ តាមមើលទៅក្រុមហ៊ុនច្បាប់របស់ពួកគេគឺកម្ពុជាជាងគេនៅកូរ៉េហើយពួកគេពិតជាចាប់អារម្មណ៍នឹងសំណុំរឿងរបស់គាត់ខ្លាំងណាស់ ពួកគេថែមទាំងសន្យាថានឹងជួយដោយមិនយកប្រាក់ទៀតផង តែម្ដាយតួឯកយើងមិនសូវត្រេកអរតាមមេធាវីនោះទេទើបគាត់ព្យាយាមបញ្យល់ពីរបៀបដែលគាត់រកឃើញសំណុំរឿងនេះហើយបញ្ជាក់ថាគាត់មិនមែនជាអ្នកបោកប្រាស់ឡើយ ម្ដាយតួឯកគិតក្នុងចិត្តថាទោះបីជារឿងនេះមើលទៅគួរឲ្យសង្ស័យបន្តិចមែនតែពីនេះនាងដើរមកដល់ចំណុចនេះទៅហើយមានតែត្រូវតស៊ូឲ្យដល់ទីបញ្ចប់គ្រាន់តែលឺម្ដាយតួឯកព្រមទទួលសំណរភ្លាមមេធាវីក៏ញញឹមឡើងគាត់ខ្ទាស់ម្រាមដៃហើយប្រាប់ថាពួកគេត្រូវចាប់ផ្ដើមការងារឥឡូវនេះហើយភ្លាមនោះអ្នកកសែតក៏ស្រាប់តែលេចមុខមកពីណាមិនដឹងហាក់បីដូចជាពួកគេបានពួនចាំនៅទីនេះតាំងពីយូរមកហើយអញ្ចឹង ដែលឃើញនាងកំពុងបានច្រឡំមេធាវីក៏ប្រាប់ឲ្យនាងឆ្លើយគ្រប់សំណួរទាំងអស់ហើយកុំលាក់បាំងអ្វីឲ្យសោះពីរឿងដែលក្រុមហ៊ុននោះបានធ្វើបាបនាង ហើយនេះជាមូលហេតុដែលធ្វើឲ្យម្ដាយតួឯកយើងបានបង្ហាញមុខនៅលើការផ្សាយព័ត៌មានបែបនេះ ងាកមកមើលពេលបច្ចុប្បន្នវិញតួឯកយើងសឹងតែមិនជឿនឹងភ្នែកខ្លួនឯងចំពោះរឿងដែលកំពុងកើតឡើង
តែពេលនោះគេក៏ឆ្ងល់ថាតើម្ដាយគេអាចរកមេធាវីបានដោយរបៀបណាជាពិសេសគឺមេធាវីល្បីមកពីក្រុមហ៊ុន Park និង Kim ទៀតផង ឃើញបែបនេះចនក៏សួរថាតើតួឯងយើងចង់ឲ្យគេទៅមើលក្រុមហ៊ុនចាស់របស់ម្ដាយគេដែរឬទេតួឯងយើងទាំងមួយសន្ធូពេលឃើញជន់អាចយល់ពីស្ថានភាពទាំងមូលបានលឿនបែបនេះតែគេក៏បដិសេធដោយប្រាប់ថាម្ដាយរបស់គេបានរកឃើញមេធាវីដ៏ពូកែម្នាក់រួចទៅហើយ ទោះមិនសូវមានលុយក្តីគេដឹងថាគេត្រូវតែរកវិធីជួយគ្រប់គ្រងម្ដាយរបស់គេប៉ុន្តែសម្លេងទូរស័ព្ទរោក៏បានផ្ដាច់ការគិតរបស់គេ អ្នកដែលតែមកនោះគឺឪពុករបស់គេទេលើកទូរស័ព្ទភ្លាមឪពុកតួឯងក៏សួរថាតើកូនបានឃើញព័ត៌មានហើយឬនៅពេលគេប្រាប់ថាឃើញហើយឪពុករបស់គេក៏ទម្លាយថាមេធាវីម្នាក់នោះព្រមជួយកាន់ក្តីដោយមិនគិតប្រាក់អ្វីទាំងអស់ លើពីនេះក៏ប្រាប់ទៀតថាគាត់កំពុងធ្វើដំណើរត្រឡប់ទៅមន្ទីរពេទ្យវិញហើយ តួឯងយើងស្ដាប់មិនយល់ទើបឪពុកគេបញ្យល់ថាខាងផ្នែកឆ្អឹងបានចូលឈ្មោះគាត់ចូលក្នុងកម្មវិធីស្តារនីតិសម្បទា អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះគឺការចំណាយត្រូវគេរ៉ាប់រងទាំងអស់តួឯងយើងចាប់ផ្ដើមគិតភ្ជាប់សាច់រឿងចូលគ្នា តែមន្ទីរពេទ្យនិងក្រុមហ៊ុនច្បាប់សុទ្ធតែជារបស់ស្ថាប័នធំទើបធ្វើឲ្យតួឯងយើងមានការសង្ស័យចំពោះសំណាងដ៏ចម្លែកមួយនេះ ពេលនេះគេក៏សម្រេចចិត្តទេទៅប្អូនប្រុសដោយសង្ឃឹមថាក្មេងម្នាក់នេះនឹងមានសំណាងដូចឪពុកម្ដាយគេដែរ ប្អូនប្រុសរបស់តួឯងបានលើកទូរស័ព្ទបណ្ដាដែលកំពុងតែបំពេញឯកសារបណ្ដាប្អូនរបស់គេប្រាប់ថាគេបានដឹងរឿងរ៉ាវដែលកើតឡើងចំពោះប៉ាម៉ាក់រួចអស់ទៅហើយ បន្ថែមពីនេះគេក៏ប្រាប់តួឯងថាពេលនេះគេមានលុយគ្រប់គ្រាន់ដើម្បីទិញកុំព្យូទ័រនិងបង់ថ្លៃសាលាហើយព្រោះថាគេមានសំណាងទទួលបានអាហារូបករណ៍បន្ទាប់ពីដាក់ពាក្យលើកនេះ តួឯងយើងឈប់ស្ងាត់ស្ដាប់ប្អូនប្រុសនិយាយថាអាហារូបករណ៍ដែលគេទើបនឹងបាននោះគឺផ្ដល់ឲ្យដោយនាយកដ្ឋានគ្រប់គ្រងអ្នកមានធម៌ពល លើបែបនេះតួឯងយើងក៏ផ្ដាំឲ្យគេខិតខំរៀនសូត្រហើយកុំផឹកស្រាឲ្យសោះ ក្រោយពីវិជ្ជារឿងរ៉ាវទាំងអស់ចូលគ្នាតួឯងយើងក៏សន្និដ្ឋានថានេះគឺជាស្នាដៃរបស់នាយកដ្ឋានគ្រប់គ្រងអ្នកមានធម៌ពល នៅថ្ងៃដដែលនោះតួឯងយើងបានទេទូរស័ព្ទទៅប្រធានក្រុមកាំងលីហើយស្នើសុំជួបគាត់ជាលក្ខណៈឯកជន ដូច្នេះហើយឈុតបន្ទាប់ក៏នាំយើងមកកាន់ភោជនីយដ្ឋានដ៏ស្ងាត់ជ្រងំមួយតួឯងយើងចូលសាច់រឿងតែម្ដងដោយសួរថាហេតុអ្វីបានជាប្រធានក្រុមកាំងលីជួយជ្រោមជ្រែងគ្រួសាររបស់គី បុរសម្នាក់នោះបញ្យល់ថាវាជារឿងចាំបាច់ដែលត្រូវតែធ្វើតួឯងយើងគិតក្នុងចិត្តថាបុរសម្នាក់នេះមិនទាំងព្យាយាមលាក់បាំងសោះឡើយ ប្រធានក្រុមកាំងលីប្រាប់តួឯងថាគាត់ត្រូវតែធ្វើរឿងដែលចាំបាច់ដើម្បីដកចេញនូវរាល់ក្តីបារម្ភដែលអាចរារាំងតួឯងពីការឡើងពង ពេលតួឯងយើងនិយាយថាគាត់លួចធ្វើរឿងនេះដោយមិនឲ្យគេដឹងហើយគេក៏មិនតន់ចូលជាសមាជិកក្រុមអិសរាជននោះផងបរិះនោះក៏លួចញញឹមចុងមាត់បន្តិច តួឯងយើងភ្ញាក់ព្រឹកយ៉ាងខ្លាំងពេលដែលគេទះតុកមួយទំហឹង តាមពិតទៅគាត់បានហួចកិច្ចសន្យាចូលក្រុមអិសរាជនខ្ពស់មកឲ្យគេ មួយជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ប្រធានក្រុមកាំងលីប្រាប់ឲ្យគេស៊ីញេឥឡូវនេះដើម្បីឲ្យរឿងរ៉ាវคล้ายជាផ្លូវការ តួឯងយើងបានត្រឹមតែកៀងហើយឆ្ងល់ថារឿងរ៉ាវប្រែប្រួលលឿនដល់ថ្នាក់នេះដោយរបៀបណា